នៅលើទីលានរត់សំឡេងដ៏តឹងរ៉ាំងមួយបានបន្លឺឡើងបង្ខំសិស្សគ្រប់គ្នាឲ្យរត់កាន់តែលឿនជាងមុនពួកគេត្រូវតែបញ្ចេញកម្លាំងឲ្យអស់ពីខ្លួនដើម្បីគោលដៅគ្រូបានរំលឹកថាការរត់នេះនឹងកំណត់ពិន្ទុចុងឆ្នាំរបស់ពួកគេគ្មាននរណាហ៊ានបន្ថយល្បឿនឡើយស្រាប់តែមានការប្រកាសថាឡាំងឈិនកំពុងតែនាំមុខគេបាត់ទៅហើយឈិនបន្តរត់ទៅមុខទាំងបេះដូងលូតញាប់ប្រាប់ខ្លួនឯងឲ្យទ្រាំបន្តិចទៀតអ្នកទាំងអស់គ្នាឃើញទេគេងាកទៅឃើញនាងកំពុងសម្លឹងមកគេការភ្លៀងភ្លាត់មួយផ្លែតនោះធ្វើឲ្យគេជួបបញ្ហាធំក្រុមអ្នករត់បានស្ទុះមកក្បែរភ្លាមឈិនប្រុងប្រៀបខ្លួនព្រោះគេដឹងថានឹងមានរឿងអ្វីកើតឡើងពួកគេសើចចំអកហើយសួរថាហេតុអីបានជាពេលខំប្រឹងម្ល៉េះពួកគេជេរប្រមាថគេថាជាសម្រាមដែលសំបីតែបំផ្លែងកាយជាសត្វធម្មតាក៏មិនអាចធ្វើបានតើគេចង់បញ្ជាក់ពីអ្វីឲ្យប្រកបម្នាក់ម្ដងពួកគេចាប់ផ្ដើមបំផ្លែងកាយរោមក្រញ៉ាំសាច់ដុំនិងថាមពលពិតប្រាកដស្រាប់តែម្នាក់ក្នុងចំណោមនោះស្ទុះចូលមកឈីនត្រូវគេវាយដួលកាប់មុខទៅលើទីលានរត់យ៉ាងដំណំម្នាក់ទៀតដើរចូលមកថាគេកំពុងតែរារាំងផ្លូវរួចក៏វាយគេមួយដៃទៀតដោយគ្មានញញើតអ្វីឡើយពួកគេរត់ហួសគេហាក់ដូចជាគេគ្មានតម្លៃរស់នៅព្រមទាំងសើចចំអកយ៉ាងសប្បាយម្នាក់ទៀតនិយាយថាគេប្រហែលជាសិស្សតែម្នាក់គត់ក្នុងសាលាដែលមិនអាចបំផ្លែងកាយបានគ្រូស្រែកសួរថាឈីនមិនអីទេដឹងគេខំប្រឹងរងទប់ការវាយប្រហារមួយទៀតដែលតម្រង់ចំក្បាលរបស់គេការប៉ះទង្គិចធ្វើឲ្យគេឈឺចាប់គេខំអណ្ដាតខ្លួនឯងដើម្បីទប់ស្មារតីកុំឲ្យស្លាប់ក្មេងស្រីនោះឈរមើលទាំងភ័យតក់ស្លុតពេលឃើញឈាមហូរចេញពីមាត់របស់គេស្រក់ចុះដីអ្នកផ្សេងទៀតឃើញហើយក៏សើចកាន់តែខ្លាំងជាងមុនពួកគេថាគេសុំទៅទទួលរងបែបនេះព្រោះតែយឺតទឹះមុខទឹះមាត់នឹងគ្មានតម្លៃពួកគេសម្លឹងចុះមកសួរថាចង់វាយតបវិញឬអត់ប៉ុន្តែឈិនមិនបានឆ្លើយតបឡើយគេបង្ខំចិត្តឲ្យស្ងប់ស្ងាត់បង្ខំចិត្តលេបត្របាក់ការឈឺចាប់ដ៏សែនស្ងាត់ច្រងុំនេះតែម្នាក់ឯងគេសម្រេចចិត្តនៅឲ្យឆ្ងាយពីបញ្ហាឈិនប្រាប់គ្រូថាគេត្រូវទៅបន្ទប់ពេទ្យសាលាហើយគ្រូក៏ងក់ក្បាលយកព្រមហើយឲ្យគេទៅចុះពីក្រៅខ្នងសិស្សម្នាក់សើចចំអកថាឈិនគ្មានការយល់ដឹងពីខ្លួនឯងសោះថែមទាំងមិនដឹងខ្លួនថាគួរឲ្យធុញប៉ុណ្ណាទេតែពួកគេយល់ស្របគ្នារឿងមួយមិនយូរមិនឆាប់ពួកគេនឹងធ្វើឲ្យគេលុតជង្គង់អង្វរមិនខានការបំផ្លែងកាយជាសត្វគឺជាអ្វីគ្រប់យ៉ាងក្នុងពិភពលោកមួយនេះវាជាការតភ្ជាប់ដួងព្រលឹងជាមួយសត្វដើម្បីទទួលបានថាមពលដ៏អស្ចារ្យហួសពីដែនកំណត់របស់មនុស្សសិស្សគ្រប់គ្នាក្នុងសាលាអាចធ្វើវាបានគ្រប់គ្នាទាំងអស់លើកលែងតែឈិនម្នាក់គត់តាំងពីតូចមកម្លេះគេតែងតែព្យាយាមស្វែងរកការតភ្ជាប់ជាមួយនឹងពួកសត្វជានិច្ចប៉ុន្តែសូម្បីតែចូលក្បែរក៏ពិបាកទៅហើយកុំថាឡើយការបង្កើតចំណងព្រលឹងដ៏ស្រស់ស្អាតជាមួយនោះទោះយ៉ាងណាគេនៅតែមានអារម្មណ៍ដឹងពីអ្វីមួយក្នុងខ្លួនថាមពលមួយដែលកំពុងរងចាំគេយ៉ាងស្ងៀមស្ងាត់គេមិនដឹងថាវាជាអ្វីឡើយប៉ុន្តែជឿជាក់ថាវានឹងលេចចេញមកនៅថ្ងៃណាមួយណែសំឡេងដ៏ស្រទន់នោះទាញគេចេញពីការគិតឈិនងើបមុខឡើងក៏ឃើញក្មេងស្រីឆ្មាឈរនៅចំពោះមុខគេនាងអបដៃហើយប្រាប់គេថាគេនៅលេខចុងក្រោយគេទៀតហើយរួចនាងប្រាប់គេឲ្យប្រញាប់លុតជង្គង់ចុះនាងញញឹមចុងមាត់ហើយថាខ្លួនឯងនៅលេខរៀងបន្ទាប់ពីគេហើយនិយាយត្រង់ចុះការឈ្នះគេរាល់ដងបែបនេះចាប់ផ្ដើមគួរឲ្យធុញណាស់ទៅហើយអត្រាបំផ្លែងកាយជាសត្វរបស់នាងមានត្រឹមតែ1%ប៉ុណ្ណោះជាឆ្មាកាហ្វៀលដ៏គួរឲ្យស្រឡាញ់ឈិនសម្លឹងមើលនាងយ៉ាងទន់ភ្លន់ហើយសុំទឹកដោះគោនាងព្រិចភ្នែកទាំងភ្ញាក់អើលហើយសួរថាគេដឹងដោយរបៀបណាឈិនញញែមប្រាប់ថានាងតែងតែយកទឹកដោះគោមកឲ្យគេពេលដែលនាងជាយាមលួងលងបេះដូងគេនាងសម្លុកភ្នែកបន្តិចហើយឲ្យគេទាយមើលថានាងបំរុងនឹងនិយាយអ្វីបន្តទៀតតែនោះសម្លេងអ្នកទាំងពីរក៏បន្លឺឡើងព្រមគ្នាយ៉ាងស៊ីចង្វាក់បំផុតថាលឺដំណឹងគេត្រូវគេវាយទៀតហើយថានាងនឹងទៅបង្រៀនមេរៀនដល់ពួកនោះមិនខានស្រាប់តែឈឺពោះភ្លាមតែទុកចាំពេលក្រោយចុះពួកគេនិយាយព្រមគ្នាយ៉ាងផ្អែមល្ហែមបំផុតនាងភ្ញាក់អោដែលគេដឹងមុនហើយសួរថាតើគេរៀបនឹងដាស់ធម្មពលសัตว์នៃទំនាយអីមួយមែនទេឈិងសម្លឹងនាងយ៉ាងទន់ភ្លន់ប្រាប់ឲ្យឈប់អានរឿងប្រឡំលោកពេកហើយសួរថាសត្វក្នុងទំនាយវាជាអ្វី Garfield តបវិញថាវាពិតជាចម្លែកមែនកៅភ្នែករបស់ឈិនពូកែយល់ចិត្តណាតែគេនៅមិនទាន់អាចបំផ្លែងកាយបានទេឈិនតបស្រាលថា
ការយល់ពីមនុស្សគឺដើម្បីការពារខ្លួនប៉ុណ្ណោះ Garfield ថានាងនឹងជួយគេព្រោះពួកគេជាមិត្តនឹងគ្នានាងប្រាប់គេថានាងបានរៀបចំក្រុមសិក្សាមួយនៅយប់នេះគឺដើម្បីរំលឹកពីវិធីសាស្ត្របំផ្លាញកាយទាំង365រួចនាងអញ្ជើញគេឲ្យទៅជួបគ្នាដោយផ្ទាល់នៅព្រៃតូចក្រោយភ្នំឈីមងើបចិញ្ចើមនាងក្នុងក្រុមសិក្សាគេប្រាប់ថាសុកចិត្តគេងយកកម្លាំងល្អជាង Garfield ប្រញាប់ចាប់ដៃអាវគេយ៉ាងទន់ភ្លន់ហើយអង្វរឲ្យមកគេសម្លឹងដៃដ៏ញាប់ញ័ររបស់នាងរួចមើលមុខនាងបុរសយើងដឹងថាមានអ្វីខុសធម្មតាហើយនាងខំបបោមាត់យ៉ាងគួរឲ្យស្រឡាញ់រំពេចនោះក៏សើចឡើងហើយថាគ្រាន់តែនិយាយលេងទេនាងគ្មានថ្ងៃលាត្រដាងអាចកបាំងរបស់នាងយ៉ាងងាយៗបែបនេះជាដាច់ខាតនាងងាកចេញក្រវីដៃលាហើយប្រាប់ឲ្យគេរងចាំមើលភាពជោគជ័យរបស់នាងខណៈដែលគេខំតាមឲ្យទាន់ឈីនមិនមាត់ទេគេបានត្រឹមឈរសម្លឹងមើលនាងដើរចេញទៅយប់នោះ Garfield ដើរយ៉ាងប្រុងប្រយ័ត្នកាត់តាមព្រៃគ្រប់ជំហានពោពេញដោយការប្រុងប្រយ័ត្នកែវភ្នែកសម្លឹងមើលជុំវិញស្រមោលពីរក៏បានលិចឡើងពីទីងងឹតពួកគេស្វាគមន៍ដូចចាំនាងយូរណាស់រួចសួរថាហេតុអីនាងមកតែម្នាក់ឯងពួកគេប្រាប់ឲ្យយូឈិនមកជាមួយ Garfield ស្ទាក់ស្ទើរបន្តិចរួចតបថាឈិនរៀកគ្រោះមកមិនបានទេសំឡេងទះកំភ្លៀងបន្លឺឡើងកាត់ភាពស្ងៀមស្ងាត់ក្បាលរបស់នាងងាកទល់ទៅម្ខាងទាំងឈឺចាប់បុរសម្នាក់ដើរមកជិតហើយសួរថាតើនាងនៅចាំល្បិចសិក្សារបស់ក្រុមគេទេគេពយល់ម្ដងទៀតយឺតដូចនាងល្ងងអញ្ចឹងការបន្ថែមអាហារផ្ទាល់តាមសម្ដីគេវាជួយបង្កើនអត្រាបំផ្លាញកាយលឿនជាងការហ្វឹកហាត់ណាទាំងអស់ប៉ុន្តែពេលនេះមានបញ្ហាមួយឈិនមិនបានមកទេមានន័យថាពួកគេគ្មានអាហារសម្រន់សម្រាប់ពេលអាធ្រាត្រឡើយភ្នែក Garfield បើកធំរាងកាយកក់ថ្មភាពភ័យខ្លាចកំពុងចាប់ផ្ដើមរំពេចនោះស្រាប់តែមានសំឡេងមួយបន្លឺឡើងពីចម្ងាយវាស្រែកថាពួកគេមកពីផ្នែកសន្តិសុខហើយទាមទារចង់ដឹងថាមានរឿងអ្វីកំពុងកើតឡើងបុរសទាំងនោះរឹងខ្លួនងាករកសំឡេងចំណែក Garfield មិនបង្អង់យូរឡើយនាងបំរុងនឹងរត់តែភ្លាមនោះមានដៃដ៏កក់ក្ដៅមួយចាប់ទាញនឹងខ្ទប់មាត់នាងរើបំរាស់បន្តិចតែក៏ស្ងៀមពេលដែលដឹងថាជាគេគឺជាឈិនគេអោនមកចិត្តយ៉ាងទន់ភ្លន់ហើយខ្សឹបប្រាប់កុំឲ្យបញ្ចេញសំឡេងរួចគេក៏លេចមើលបុរសទាំងនោះហើយខ្សឹបសួរតិចថាតើនេះជាក្រុមសិក្សាដែលនាងប្រាប់មែនទេកែវភ្នែក Garfield ពេញដោយទឹកភ្នែកនាងមិនយល់សោះហេតុអីគេនៅទីនេះឈិនខ្សឹបប្រាប់ Garfield ថាចាំនិយាយរឿងក្រុមសិក្សានៅពេលក្រោយសម្រាប់ពេលនេះពួកគេត្រូវប្រញាប់ចេញសិននៅក្បែរនោះមានទូរស័ព្ទមួយធ្លាក់លើដីវាបានចាក់សំឡេងថតមួយត្រឡប់ចុះឡើងដែលអះអាងថាមកពីផ្នែកសន្តិសុខបុរសម្នាក់ឃើញវាហើយឈប់ដើររួចទឹកមុខគេក៏ប្រែប្រួលភ្លាមសំឡេងคล้ายអ្នកផ្សេងក៏ដឹងខ្លួនភ្លាមដែរទឹកមុខពួកគេប្រែជាកាច់សាហាវខណៈចាប់ផ្ដើមដើររោទាំងកំហឹងដោយស្រែកហៅឈ្មោះ Garfield ឈានពួនទៀបខ្លួនក្រោយគុំព្រៃរងចាំនិងសង្កេតមើលគ្រប់ចលនារំពេចនោះគេមានអារម្មណ៍ថាមានគេនៅពីក្រោយងាកទៅគឺជានារីដែលគេលួចស្រឡាញ់នាងមៀងក្បាលបន្តិចហើយសួរថាពួកគេកំពុងលេងអ្វីនឹងឈិញចំណាំនាងភ្លាមគឺសេរីទឹកមុខគេប្រែប្រួលគេប្រាប់ឲ្យនាងរត់ចេញព្រោះទីនេះលែងសុវត្ថិភាពហើយតែមួយវិនាទីក្រោយមកវិចារណញ្ញាណរបស់គេបានដាស់តឿនយ៉ាងខ្លាំងដោយក្តីបារម្ភគេបានរុញ Garfield ចេញហើយប្រាប់នាងឲ្យថយក្រោយជាបន្ទាន់នាងបានខ្ទាតទៅបុកនឹងដើមឈើរាងកាយនាងទន់ជ្រាយហើយក៏បានសន្លប់បាត់ស្មារតីទៅ Siri ញញឹមយ៉ាងស្រទន់នាងសរសើរពីការដឹងខ្លួនដ៏រហ័សរបស់គេបុរសបានបញ្ញាប់ចូលមកហើយហៅនាងយ៉ាងគោរពថាអ្នកនាង Siri ឈិនសម្លឹងមើលដោយសង្ស័យពួកគេរួមគំនិតគ្នាមុនពេលគេអាចធ្វើអ្វីបានសរសៃសូត្រក៏បានបាញ់ចេញមកសំណាញ់របស់សេរីបានរុំកដៃគេភ្លាមរឹតបន្តឹងដូចជាចំណងដ៏តឹងណែននាងបោះជំហានចូលទៅចិត្តយ៉ាងស្ងប់ស្ងាត់ពួកយើងដឹងស្រាប់ហើយគេគឺជាមនុស្សដែលនាងចង់បានបំផុតឈីនខំប្រឹងរើបំរាស់តែសរសៃសូត្រកាន់តែមុតជ្រៅទៅក្នុងស្បែករបស់គេសេរីអោនចូលចិត្តបន្តិចសម្លឹងមើលគេដោយខ្សែភ្នែកតាក់ទាញនាងខ្សឹបថាវាចម្លែកណាស់គេមិនអាចសំបីតែបំផ្លាញកាយជាសត្វប៉ុន្តែរាងកាយគេបែរជាមានកម្លាំងតាក់ទាញដ៏អាចកំបាំង
អ្វីមួយពីរូបគេធ្វើឲ្យនាងលងមិនអាចដកខ្សែភ្នែកចេញបានសោះឡើយឈិនសង្កេតថ្មិញខណៈដែលសរសៃសូត្រមុតចូលសាច់របស់គេយ៉ាងឈឺចាប់ភ្នែករបស់សេរីភ្លឺឡើងទីបំផុតនាងបានយល់ហើយក្លិននោះគឺឈាមរបស់គេនាងដកដង្ហើមស្រាលៗរួចញញឹមដោយប្រាប់ថាវាមានក្លិនក្រអូបអាចកំបាំងបរិសុទ្ធជាអ្វីដែលនាងប្រាថ្នាឈិនទៀងកំបិតចេញមកកាត់សរសៃសូត្រនោះភ្លាមប៉ុន្តែគ្មានបានការអ្វីឡើយវាគ្មានសូម្បីតែស្នាមសេរីបានបញ្ចេញស្នាមញញឹមសើចតិចនាងប្រាប់ថាវាឥតប្រយោជន៍ទេសូត្រពីងនាងរឹងជាងដែកទៅទៀតបន្ទាប់មកនាងក៏ចាប់ផ្ដើមវាយប្រហារការវាយប្រហារដ៏មុតស្រួចបានបោកផ្ទប់លើរាងកាយឈិនជាបន្តបន្ទាប់មួយម៉ាត់កាន់តែធ្ងន់ធ្ងរជាងមុននាងថយក្រោយបន្តិចអស់ភាពអត់ធ្មត់នាងប្រាប់ថានាងមិនអាចទប់អារម្មណ៍បានទៀតទេបន្ទាប់មកនាងប្រកាសថានឹងចាក់ទម្លុះរាងកាយគេឲ្យធ្លុះគ្រប់កន្លែងមិនខានឡើយឈិនមិនតបតអ្វីឡើយគេបដិសេធសំបីតែពេលនេះគេនៅតែមិនព្រមចោះចាញ់គេក្តាប់កំបិតកាន់តែណែនហើយខំប្រឹងរឿបំរាស់ពីសរសៃសូត្រនោះកាន់តែខ្លាំងជើងដ៏មុតស្រួចមួយបានចាក់ទម្លុះកំភួនដៃគេភ្លាមឈាមក្រហមច្រាលបានខ្ទាតស្រោចពាសពេញដីផ្នែករបស់សេរីបើកធំបន្តិចព្រោះឈិនមិនបានស្រែកធ្ងោទាល់តែសោះគេធ្វើចលនាយ៉ាងព្រៃសៃតែរឹងមាំបំផុតគេកាត់វាចោលអ្នកផ្សេងទៀតសម្លឹងមើលទាំងតក់ស្លុតពួកគេស្ទើរតែមិនជឿនឹងទស្សនវិជ្ជាដ៏រន្ធត់នេះឡើយគេសុកចិត្តឲ្យគេចាក់ដើម្បីទៅកាត់ដៃខ្លួនឯងចោលឈិនមិនព្រមចុះចាញ់ទេគេក៏រត់ចេញទៅសេរីភ្ញាក់ខ្លួនរួចបញ្ជាឲ្យបរិសសត្វទាំងពីរឈប់មើលហើយប្រញាប់ដេញតាមគេភ្លាមឈិនដកដង្ហើមញាប់ជើងគេទន់ស្ទើរតែដួលទៅហើយគេដឹងច្បាស់ថាគេមិនអាចទៅមុខរួចទៀតទេគេបាត់បង់ឈាមច្រើនពេកហើយគឺចប់ត្រឹមនេះគេត្រៀមខ្លួនទទួលយកសេចក្តីស្លាប់ទៅហើយពួកយើងចាំមើលណាស្រាប់តែគេមានអារម្មណ៍នោះម្ដងទៀតភាពតាក់ទាញដ៏ចម្លែកដូចជាមានអ្វីមួយយ៉ាងកំពុងហៅគេពន្លឺពណ៌ក្រហមស្រាលបានភ្លឺផ្លេកពីចម្ងាយហើយវាក៏ចាប់ក្រសែភ្នែកគេជាប់ពីក្រោយគេបុរសសត្វម្នាក់បានស្ទុះចូលមកដោយគិតថាគេអាចចាប់ឈិនបានហើយប៉ុន្តែឈិនមិនបានបន្ថយល្បឿនទេគេបានលោតទម្លាក់ខ្លួនពីលើច្រាំងថ្មចោតតែម្ដងបុរសទាំងនោះចាប់ហ្វ្រាំងឈប់សំឡឹងចុះក្រោមទាំងមិនជឿភ្នែកមួយសន្ទុះគ្មានអ្នកណានិយាយអ្វីទាំងអស់បន្ទាប់មកម្នាក់ក៏បានជេរហើយហៅគេថាឆ្កួតជាមនុស្សឆ្កួតលីលាពិតមែនសំឡេងរបស់សេរីបន្លឺឡើងយ៉ាងត្រជាក់ស្រេបនឹងតាក់ទីរកគេឲ្យឃើញទោះរស់ឬស្លាប់ក៏ដោយឈិនធ្លាក់បោកផ្ទប់នឹងដីយ៉ាងខ្លាំងគេក្អកខំប្រឹងដកដង្ហើមខណៈភ្នែកចាប់ផ្ដើមស្រវាំងនៅមានដង្ហើមតែស្ទើរលែងរស់ទៅហើយនៅខាងមុខកាត់តាមភាពស្វាងគេបានឃើញអ្វីមួយយ៉ាងទ្វារដែកចាស់ច្រេះស៊ីដែលកប់ពាក់កណ្ដាលត្រូវគេបំភ្លេចចោលពីក្រោយគេក្រុមនោះក៏បានមកដល់យ៉ាងលឿនពួកគេដើរតាមស្នាមឈាមរហូតទៅដល់ច្រកចូលតែម្ដងម្នាក់ក្នុងចំណោមពួកគេខ្សឹបថាឈិនប្រកាសជាវាចូលទៅក្នុងហើយពួកគេមើលជុំវិញទាំងងឿងឆ្ងល់ពួកគេមិនទាំងដឹងថាមានកន្លែងបែបនេះនៅក្បែរសាលាផងSiri ប្រាប់ពួកគេបិទមាត់ហើយបន្តដំណើរទៅមុខទៀតភ្លាមពួកគេបោះជំហានចូលទៅក្នុងខ្យល់អាកាសក៏ប្រែប្រួលត្រជាក់និងកកគិតបេះដូងពួកគេដើរតាមស្នាមឈាមកាន់តែជ្រៅទៅរហូតលេចចេញនៅទីធ្លាដ៏ធំទូលាយមួយវិជាស្ថានចាស់ទ្រុឌទ្រោមជញ្ជាំងបាក់បែកច្រេះស៊ីនិងភាពស្ងប់ស្ងាត់គ្រប់ទិសទីសេរីស្រាប់តែងើបមុខឡើងឈិននៅទីនោះជើងគាត់រយីក្រយ៉ាក់ចុះមកពួកគេរកគាត់ឃើញហើយប៉ុន្តែពេលសម្លឹងមើលឲ្យច្បាស់បន្តិចគ្រប់គ្នាក៏ត្រជាក់កក់ថ្មឈិនមិននៅម្នាក់ឯងទេនៅពីមុខគាត់គឺជានាគបុរាណដ៏ធំសម្បើមមួយភ្នែកវាសម្លឹងចំឈិនដូចជារងចាំគាត់យូរមកហើយសំឡេងសេរីញ័ររន្ធត់ពេលព្យាយាមនិយាយនាងស្ទើរតែមិនជឿភ្នែកដោយការភ័យស្លន់ស្លោនាងប្រែរាំងហើយស្រែកថានាគមួយក្បាលកាន់នោះគឺជានាគមិនអាចទេពួកវាផុតពូជកាលពី20ឆ្នាំមុនទៅហើយសត្វទេវកថាដ៏អស្ចារ្យដែលមិនគួរមានវត្តមាននៅលើโลกនេះទៀតឡើយពុទ្ធវានៅទីនេះកំពុងសម្លឹងមើលគាត់រងចាំគាត់ឈិនដែលស្ទើរតែបាត់បង់ស្មារតីងើបសម្លឹងវាហើយសួរថាតើវាជាអ្នកហៅគាត់មែនទេអ្នកនោះមិនតបទេផ្ទុយទៅវិញថាមពលវាក៏សាយភាយកម្លាំងដ៏ជ្រាលជ្រៅហូរចូលពេញរាងកាយឈិន
ភ្នែកសេរីបើកធំធំដោយភ័យខ្លាចនាងដឹងច្បាស់ថាគាត់ចិត្តប្រែរាងកាយហើយបើវាកើតឡើងមែនអ្វីនឹងផ្លាស់ប្ដូរនាងមិនស្ទាក់ស្ទើរឡើយហើយបញ្ជាឲ្យវាយប្រហារភ្លាមសម្លាប់វាឥឡូវនេះសេរីតម្រង់ការវាយប្រហារទៅឈិនតែ Garfield លោតមកបាំងពីមុខគាត់នាងត្រូវគេវាយចំហើយក៏គួតឈាមចេញមុខយ៉ាងគួរឲ្យសង្វេគនាងពិតជាមានអារម្មណ៍ខុសដែលបោកបញ្ឆោតលីនឲ្យមកកន្លែងនេះសេរីជេរនាងថាក្មេងឆ្លោយឲ្យឈប់មករៀបរៀងតែភ្លាមនោះរូបរាងស្រពិចស្រពិលមួយបានលេចឡើងមុខសេរីនោះគឺឈិនហើយគាត់ក៏ស្ទុះទៅត្រកងអោប Garfield សម្លឹងគាត់ទាំងតក់ស្លុតលីនឈួរក្នុងទម្រង់រាងកាយថ្មីរបស់គាត់អោបក្មេងស្រីនោះយ៉ាងថ្នាក់ថ្នមខ្ញុំពិបាកនឹងពណ៌នាណាតែតួឯកយើងពេលនេះមើលទៅដូចជាបិសាចដ៏គួរឲ្យខ្លាចតែតាក់ទាញបេះដូងការវាប្រហារគាត់ធ្វើឲ្យសេរីស្រែករកថារលាកអ្នកផ្សេងទៀតភ្ញាក់អើលដែលគាត់ខ្លាយជានាគពួកគេសម្រេចចិត្តរត់ឈិនដាក់ Garfield ចុះលួងលោមនាងថាមិនអីទេហើយប្រាប់ឲ្យរងចាំគាត់ត្រឹមមួយប៉ោះព្រិចភ្នែកឈិនបានបង្ហាញខ្លួនកាត់មុខមនុស្សសត្វទាំងពីរនោះគាត់ថាម្នាក់ក្នុងចំណោមពួកគេបានទះកំភ្លៀង Garfield ដូច្នេះគាត់ត្រូវតែសងសឹកឲ្យនាងវិញមនុស្សសត្វម្នាក់ស្ទើរតែដាច់ក្បាលខ្ទាតចេញដោយសារតែកម្លាំងទះដ៏សាហាវរបស់ឈិនបុរសម្នាក់ទៀតភ័យស្លន់ស្លោហើយប្រកែកថាគាត់មិនបានទះ Garfield ទេតែឈិនចាំថាបុរសនេះធ្លាប់វាយក្បាលគាត់ដូច្នេះគាត់ក៏វាយប្រហារត្រឡប់ទៅវិញក្នុងភ្នែកបុរសនោះតួឯកយើងបញ្ច្រាស់ក្បាលចុះក្រោមទៅហើយតាមពិតក្បាលបុរសនោះទេដែលខ្ទាតហោះទៅបាត់បន្ទាប់មកឈិនដើរតម្រង់ទៅរកសេរីដែលកំពុងតែស្រែកធ្ងោថាវាក្តៅរលាកដោយអស់សង្ឃឹមនាងស្រែកយំថាខ្លួនឯងខុសហើយនាងនៅតែបន្តហៅឈ្មោះឈិនមិនឈប់សេរីរំលឹកគាត់ថាកាលពីមុនគាត់តែងតែលួចមើលមកនាងជានិច្ចនាងប្រកោខ្លួនឲ្យដោយស្ម័គ្រចិត្តហើយប្រាប់ថាគាត់អាចធ្វើអ្វីមកលឿននាងក៏បានជ្រៅទៅក្នុងល្បិចកលរបស់នាងសេរីគិតថាទោះគាត់ខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់នៅតែជាមនុស្សប្រុសនាងជឿជាក់ថាគាត់មិនអាចទប់ទល់នឹងភាពសិចស៊ីរបស់នាងបានឡើយរាងកាយដែលគាត់ឃើញគ្រាន់តែជាសម្បកសាក់ចោលប៉ុណ្ណោះសេរីបានវាចេញខណៈពេលកំពុងរៀបផែនការរត់គេចដរាបណារាងកាយពិតរបស់នាងអាចរត់រួចឈិននឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែលដោយសារនេះនោះចាស់ជរានាងមានគម្រោងប្រើពីងពីងរាប់លានក្បាលដើម្បីស៊ីវាជាចំណៃបន្ទាប់មកនាងស្រមៃឃើញឈិនខ្លាចជាអ្នកចាញ់ដែលមិនសល់អ្វីទាំងអស់នាងមិនមានគម្រោងសម្រាប់គាត់ភ្លាមទេស្រាប់តែឈិនបានបន្លឺឡើងថាខ្ញុំចង់ឲ្យនាងខ្លាចជាទេសកដែលថោកទាបបំផុតនាងតក់ស្លុតយ៉ាងខ្លាំងហើយសួរថាតើគាត់ដឹងពីគំនិតនាងដោយរបៀបណាគាត់ឈរនៅពីមុខនាងបន្ទាប់មកផ្លាស់ទីមួយពព្រិចភ្នែកហើយចាប់យករាងកាយពិតរបស់នាងបានសម្រេចគាត់សួរថាហេតុអីនាងគិតថានាងអាចរត់គេចពីគាត់រួចនៅពេលនេះនាងបានត្រឹមតែបន្លឺសំឡេងយំវេទនាភ្លាមនោះផ្ទៃមុខរបស់នាងចាប់ផ្ដើមផ្ទុះបីខ្ទេចទីបំផុសនាងក៏បានដួលស្លាប់បាត់បង់ជីវិតទៅឈិនខ្សឹបយ៉ាងស្រទន់ថាគេនឹងមិនមើលទៀតទេភាពស្ងប់ស្ងាត់ចូលមកជំនួសពេលថាមពលរសាត់បាត់ហើយរាងកាយគេប្រែមកជាធម្មតាដោយកែវភ្នែកទុនភ្លុនគេសម្លឹងមើលនាគនោះហើយសួរថាតើវាចិត្តស្លាប់មែនទេស្រាប់តែនាគនោះព្រោះអណ្ដាតភ្លើងចេញមកឈិនឈោមមើលយ៉ាងស្ងៀមស្ងាត់រាងកាយវារលាយបាត់ក្នុងអណ្ដាតភ្លើងដ៏ស្រស់ស្អាតបន្សល់ទុកត្រឹមពងនាគពណ៌ក្រហមមួយប៉ុណ្ណោះឈិនយល់ពីអត្ថន័យនេះគេលូកដៃទៅថ្នាក់ថ្នមពងនាគនោះដោយក្តីស្រឡាញ់និងកក់ក្ដៅបំផុតពន្លឺព្រឹកព្រលឹមចាស់ចូលអន្តរវសិកដ្ឋាន Garfield កំពុងគេងលក់យ៉ាងស្កប់ស្កល់ឈិនអង្គុយមើលនាងភ្ញាក់ពីគេងនាងរអ៊ូទាំដោយទឹកមុខគួរឲ្យខ្លាញ់ថាឈឺក្បាលនិងចុកសក់រាងកាយនាងសួរទាំងងប់ងុយថានៅឯណាឈិនតបយ៉ាងស្រទន់ថាពួកគេកំពុងនៅក្នុងបន្ទប់របស់គេដោយសារគ្មានអ្នកណាស្នាក់នៅជាមួយគេនាងអាចនៅទីនេះសិនបានគ្រាន់តែលឺភ្លាម Garfield ភ្ញាក់ព្រឺតែម្ដងនាងប្រញាប់ទាញភួយបាំងរាងកាយទាំងអៀនខ្មាស់ហើយស្រែកសួរថានាងចាត់ទុកគេដូចបងប្រុសតើគេបានគៀងជាមួយនាងឬអត់ឈិនបដិសេធទាំងមុខស្ងួតបន្ទាប់មក Garfield ក៏នឹកឃើញរឿងដែលស៊ឺរីប៉ុនប៉ងសម្លាប់នាងពេលនោះឈិនបានប្រែរាងជានាគដ៏អស្ចារ្យដើម្បីជួយសង្គ្រោះជីវិតនាងផ្ទុះសំណៅចេញមកមិនជឿថាគេអាចប្រែរាងបានឡើយដោយគេថាវាគ្រាន់តែជាសុបិននាងនៅតែរអ៊ូថាឈឺក្បាលហើយក៏សម្រេចចិត្តទាញភួយគេងបន្តទៅទៀត
ឈីនគិតថារឿងកូននាគនេះត្រូវតែលាក់ទុកជាការសម្ងាត់សិនគេអាចកុហកបង្វែររឿងនេះពី Garfield បានតែអ្នកទាំងអស់គ្នាយល់ត្រូវទេគេបានបដូរចិត្តព្រោះមិនចង់លាក់បាំងរឿងនេះពីនាងឡើយដូច្នេះគេប្រាប់ដោយស្មោះត្រង់ថាវាមិនមែនជាសុបិនទេគេពិតជាបានប្រែរាងជានាគមែននាងនៅតែសង្ស័យហើយសួរថាគេកំពុងតែយល់សពឬយ៉ាងណាឈិនបញ្យល់ដោយអត់ធត់ថាធ្វើបានតែម្ដងនឹងទេហើយសមត្ថភាពប្រែរាងពេលនេះគឺខ្សោយណាស់គេពិតជាចង់បានធម្មពលនោះមកវិញណាគេយកកូននាគពណ៌ក្រហមនោះចេញមកហើយប្រាប់នាងយ៉ាងទន់ភ្លន់ថាគេចង់ចិញ្ចឹមវាឲ្យបានល្អ Garfield ភ្ញាក់អោលយ៉ាងខ្លាំងចំណែកឈិនសម្លឹងមើលទឹកមុខនាងដោយការយកចិត្តទុកដាក់ទឹកមុខនាងក៏ប្រេះជាសប្បាយចិត្តនឹងរំភើបវិញនាងលាន់មាត់សរសើរថាវាគួរអុយស្រឡាញ់ណាស់ហើយប្រាប់ថាចង់ស្ទាបអង្អែលវាបន្តិចឈិនប្រាប់ថានាគដាច់ពូជរាប់សិបឆ្នាំមកហើយមនុស្សជាច្រើនប្រកាសជាចង់បានវាដូច្នេះទម្រាំវាធំដឹងក្តីពួកគេទាំងពីរមិនអាចឲ្យអ្នកណាដឹងពីអាចកំបាំងមួយនេះដាច់ខាត Garfield ញញឹមហើយប្រាប់ឲ្យទុកចិត្តលើនាងចុះព្រោះពួកគេគឺជាដៃគូដ៏ស័ក្តិសមបំផុតពួកគេសម្លឹងមើលកូននាគនោះជាមួយគ្នាហើយឈិនក៏ពោលថាពួកគេហាក់ដូចជាគ្រួសារតែមួយអញ្ចឹង Garfield និយាយលេងសើចឌឺដងសួរគេថាចុះក្នុងចំណោមពួកគេទាំងពីរតើអ្នកណាជាប៉ាគេទៅឈិងនៅស្ងៀមលែងមាត់អៀនខ្លួនឯងរួចក៏បដូររឿងសួរពីអ្វីដែលនាងដឹងអំពីក្រុមសិក្សាវិញងាកមកមើលខាងនេះវិញបន្តិចមើលមានដំណឹងថាសារីបានបាត់ខ្លួន3ថ្ងៃមកហើយនៅលើអេក្រង់ទូរស័ព្ទមានសារជាច្រើនលោតមកសួរសុខទុក្ខសារីដោយក្តីបារម្ភគេផ្ញើសាររហូតដល់1387សារក្នុងរយៈពេល3ថ្ងៃនេះប៉ុន្តែនាងមិនបានតបសូម្បីតែមួយសារសារីក៏មិនបានមកចូលរួមការសិក្សានៅពេលល្ងាចរបស់ពួកគេនោះដែរគេច្រៀងនៅមុខបន្ទប់នាងពេញមួយយប់តែនាងនៅតែមិនចេញមកគេជឿជាក់ច្បាស់ណាស់ថាច្បាស់ជាមានរឿងអាក្រក់កើតឡើងចំពោះនាងគេគិតដល់រឿងដ៏អាក្រក់បំផុតមួយនោះគឺនាងប្រហែលជាលួចមានអ្នកថ្មីបាត់ទៅហើយគេយំអបលេខាដៃស៊ូយ៉ាងកំសត់ហើយសួរថាតើគេគួរធ្វើបែបណាទៅគេស្រែកប្រាប់ដោយក្តីអស់សង្ឃឹមថាគេមិនអាចរស់នៅដោយគ្មានសេរីបានឡើយស៊ូរុញគេចេញភ្លាមព្រមទាំងគម្រាមសម្លាប់ប្រធានកងវៃម្នាក់នេះចោលប្រសិនបើហ៊ានធ្វើឲ្យប្រឡាក់សម្លៀកបំពាក់ខ្លួនស៊ូបានស៊ើបអង្កេតរឿងគ្រប់យ៉ាងហើយដឹងថាថ្មីនេះសេរីកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងលើបុរសម្នាក់គេប្រកាសក្តែងថាគេនឹងចេញមុខស៊ើបអង្កេតបុរសឈ្មោះលីងឈិននេះដោយផ្ទាល់ដៃតែម្ដងត្រឡប់មកគូស្នេហ៍ដ៏គួរឲ្យស្រឡាញ់យ៉ាងវិញកូននាគពណ៌ក្រហមនោះចាប់ផ្ដើមញ័រខ្លួនពួកគេទាំងពីរភ័យស្លន់ស្លោសួរគ្នាថាមានរឿងអីកើតឡើងតើវាមានអារម្មណ៍ឈឺចាប់ត្រង់ណាឬអត់ឈិនសួរថាតើត្រូវធ្វើម៉េចទៅពេលនោះឯងគេក៏ស្រាប់តែឃើញលាមកនាគនៅក្នុងដៃរបស់គេ Garfield សើចយ៉ាងមានក្តីសុខហើយចំអកថាគេខ្លាយជាអ្នកកោបលាមកបាត់ហើយគួរឲ្យខ្នាញ់ណាស់មែនទេពួកយើងមកមើលគូនេះទាំងអស់គ្នានាងបានញុះគាត់លេងដោយប្រាប់ថាពេលនេះគាត់ត្រូវតែស៊ាំនឹងជីវិតដែលប្រឡាក់ទៅដោយលាមកកូននាគហើយឈិនមិនចង់ជឿសោះរួចក៏រំលឹកនាងថាពួកយើងជាគ្រួសារតែមួយដូច្នេះនាងកុំសង្ឃឹមថារត់រួចឲ្យសោះគ្រួសារមួយនេះពិតជាកក់ក្ដៅណាស់ស្រាប់តែកូននាគស្រែកយំម្ដងទៀតពួកគេបារម្ភចង់ដឹងថាវាមានបញ្ហាអ្វី Garfield គិតថាវាប្រហែលជាឃ្លាណោយនាងឆ្ងល់ថាតើកូននាគគួរឲ្យស្រឡាញ់នេះស៊ីអីចំណែកឈិនវិញត្អូញត្អែថាការចិញ្ចឹមកូនពិតជាពិបាកខ្លាំងណាស់បើនិយាយពីរឿងចំណីអាហារវិញឈិនក៏នឹកឃើញដល់ផ្នែកផុសទៅភានៅក្នុងសាលារបស់ពួកគេតែម្ដងនៅទីនោះមានលោកពូអូលសៀវដែលពីមុនគាត់ធ្លាប់ជាអ្នកបង្ហាត់សត្វដ៏ចំណានម្នាក់គាត់គិតថាបុរសម្នាក់នេះច្បាស់ជាដឹងថាកូននាគចូលចិត្តស៊ីអ្វីគាត់ប្រាប់ Garfield ឲ្យនៅចាំមើលថែកូននាគក្នុងបន្ទប់ខណៈពេលដែលគាត់ចេញទៅទិញចំណីកាយវិការដូចប្តីប្រពន្ធថ្មីថ្មោងអញ្ចឹងពេលទៅដល់ភ្លាមឈិនក៏សួររកពូអូជាតែម្ដងម៉ៃដែលជាបុគ្គលិកនៅទីនោះបានប្រាប់ថាពូជាវប្រហែលជាសវឹងបាត់ទៅហើយរួចក៏ប្រាប់ឲ្យគាត់សួរនាំខ្លួនវិញម៉ូយ៉ាមានចងសត្វឆ្កែជាច្រើននៅជាប់ខ្លួននិងកំពុងបីមួយក្បាលទៀតផងឈិនក៏ឈរមើលគាត់ដោយក្តីចង់ដឹងក្រោយពីស្ដាប់រួចម៉ូយ៉ាបញ្យល់ថាទោះជាកូនបាក់សីឬសត្វល្មូនក៏ដោយការញ៉ាំសាច់គឺជារឿងសំខាន់បំផុតភ្លាមនោះគាត់ក៏ចាប់ផ្ដើមអាំងសាច់គាត់ប្រាប់ថាផ្នែកភោធភាក៏មានសេវាកម្មចម្អិនអាហារផងដែរហើយថែមទាំងលើកទឹកចិត្តឲ្យឈិនសាកភ្លក់រសជាតិគ្រាន់តែខំមួយម៉ាត់ភ្លាមឈិនឧទានឡើងថាសាច់នេះពិតជាទន់រលាយក្នុងមាត់តែម្ដង
ស្រាប់តែការហ្វៀលនឹងអ្នកផ្សេងទៀតចូលមកដល់ហើយនិយាយសរសើរពីរសជាតិដូចគ្នាឈិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់សួរថាម៉េចបាននាងនៅទីនេះនាងឆ្លើយយ៉ាងខ្លីថានាងឃ្លានពិតជាគួរឲ្យខ្លាញ់គាត់ប្រាប់នាងថាគាត់បំរុងនឹងយកអាហារទៅឲ្យនាងស្រាប់ទៅហើយក៏រំលឹកនាងទៀតថានាងគួរតែនៅមើលថែកូននាគទៅនាងបង្ហើបយ៉ាងស្រទន់ថាកូននាគគឺកំពុងតែនៅក្នុងកាបូបរបស់នាងស៊ីនប្រមានថាប្រសិនបើគេឃើញកូននាគនេះជីវិតពួកយើងច្បាស់ជាចប់មិនខានទេនាងតបថានាងដឹងតើទៅគាត់សួរថាចុះហេតុអីក៏យកវាមកតាមធ្វើអីនាងនៅតែឆ្លើយយ៉ាងគួរឲ្យស្រឡាញ់ថាមកពីនាងឃ្លាននាងប្រាប់ឲ្យគាត់កុំគិតច្រើនពេកនាងបន្ថែមថាគេមិនអាចឃុំវាចោលក្នុងបន្ទប់រហូតទេវាត្រូវការខ្យល់អាកាសបរិសុទ្ធពួកយើងមើលកូននាគនេះទៅនាងក៏សង្កល់ឃើញថាវាហាក់បីដូចជាសប្បាយចិត្តខ្លាំងណាស់ពេលកំពុងស៊ីចំណីរូបភាពនេះពិតជាកក់ក្ដៅណាស់ឈិនប្រញាប់ឲ្យនាងត្រឡប់ទៅវិញភ្លាមនៅពេលដែលពួកគេញ៉ាំរួចរាល់គាត់បារម្ភថាពួកគេអាចនឹងជួបបញ្ហាធំប្រសិនបើមាននរណាម្នាក់មើលមកឃើញអារម្មណ៍ការពារមនុស្សជាទីស្រឡាញ់ពិតជាមានមែនណាស់គាត់ដឹងច្បាស់ថាកូននាគមិនអាចនៅក្នុងបន្ទប់រហូតទេដូច្នេះគាត់ត្រូវតែស្វែងរកកន្លែងមួយដែលមានសុវត្ថិភាពនិងស័ក្តិសមបំផុតសម្រាប់ឲ្យវាធំធាត់គាត់ក៏រំពឹងថាក្រុមសិក្សានោះនឹងត្រឡប់មកទីនេះម្ដងទៀតផងដែរពួកគេពិតជាគ្រោះថ្នាក់ណាស់ស្រាប់តែភ្លាមនោះមាននរណាម្នាក់មកហិតក្លិនគាត់ឈិនភ្ញាក់ព្រឺតគាត់ក៏ងាកទៅមើលថាតើជាអ្នកណាបរិយាកាសក៏ប្រែជាតានតឹងទឹកមុខគង់វេប្រែជាក្រហមខឹងខណៈដែលគេនិយាយថាឈិនមានជាប់ក្លិនទឹកអប់របស់សេរីនៅលើខ្លួនជនរោគចិត្តម្នាក់នេះនៅតែបន្តហិតក្លិនតួឯកយើងហើយគេក៏ច្បាស់ក្នុងចិត្តថាវាពិតជាក្លិនរបស់សេរីប្រកបមែនចំណែក Garfield វិញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញប្រធានគង់វីមួយងាកមកមើលពួកគេគាត់មានទឹកមុខយ៉ាងចម្លែកបំផុតបង្ហាញនៅលើផ្ទៃមុខឈិនពិតជាតក់ស្លុតណាស់ដែលបានជួបប្រធានក្រុមសិក្សាដោយផ្ទាល់នេះជាលើកទី1ហើយដែលគាត់បានជួបគេមុននេះបន្តិចគាត់ទៅតែសុំឲ្យ Garfield ប្រាប់គាត់គ្រប់យ៉ាងដែលនាងដឹងអំពីក្រុមសិក្សាមួយនេះ Garfield និយាយថាប្រធានគង់វេក៏ជាអ្នកនៅពីក្រោយការបាត់ខ្លួនរបស់សិស្សជាច្រើនអ្នកនាងបន្ថែមថាពួកគេកាន់តែមានថាមពលខ្លាំងក្លាដោយសារតែការប្រើប្រាស់អាហារបំពន់នាងធ្លាប់ឮគេនិយាយថាគេជាមនុស្សក្រអឺតក្រទមខ្លាំងណាស់ដោយសារតែមានខ្នងបង្អែកធំដុំគេត្រូវបានចាត់ទុកថាជាសិស្សម្នាក់ដែលខ្លាំងជាងគេបំផុតប្រចាំជំនាន់របស់ពួកគេភាពតានតឹងកាន់តែកើនឡើងហើយការបំផ្លែងខ្លួនជាសត្វរបស់គេមិនមែនជាផ្លូវកាយទេតែជាផ្លូវចិត្តវាអាចជួយឲ្យគេមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើគោលដៅរបស់គេបានយ៉ាងល្អកម្លាំងនេះមិនធម្មតាពេលនេះឈិនមិនអាចកម្រើខ្លួនបានទេដូច្នេះគាត់គិតថាវាប្រកាសជាថាមពលរបស់វាជាមិនខានកូននេះបានឃើញម្នាមដៃគាត់ក្នុងកាបូបរួចក៏ខំគាត់មួយខំគួរឲ្យភ្ញាក់ផ្អើលគាត់ក៏អាចកម្រើខ្លួនបានឡើងវិញកូននេះជួយសង្គ្រោះម្ដងទៀតហើយអ៊ីចឹងតាពួកយើងនឹងឃើញអ្វីបន្តទៀតចាំមើលណាគាត់សម្រេចចិត្តថាមិនចង់បង្កើតចំនួនទេហើយគិតថាគាត់គួរតែនិយាយសម្រួលជាមួយវៃសិនធុងវើដ៏ឆ្លាតវៃមែនណាអ្នកទាំងអស់គ្នាគាត់បាននឹកឃើញពាក្យសម្ដីដ៏ស្រទន់របស់ Garfield ដែលប្រាប់ថាវេងប់ងល់នឹងស្នេហាចំពោះ Sherry ខ្លាំងណាស់នាងធ្លាប់ខ្សឹបប្រាប់ថាបើគេដឹងថាបេះដូង Sherry ឈប់លោតហើយនោះកំហឹងស្នេហ៍នេះនឹងគ្មានអ្នកណាអាចទប់ជាប់ឡើយនាងហៅគេថាមនុស្សលងស្នេហ៍ងើបមុខមិនរួចគាត់ក៏សួរយ៉ាងស្រទន់ថាតើលោកគឺប្រធានខុងវេមែនទេគាត់ប្រាប់ថាធ្លាប់ឮ Sherry រំលឹកពីគេប៉ុន្តែវ័យហាក់មិនសូវពេញចិត្តសោះដែលមានអ្នកផ្សេងបាននិយាយលេងជាមួយនារីក្នុងដួងចិត្តខ្លួនគេសួរតាំងប្រច័ណ្ឌថាតើគាត់មានឋានៈអ្វីបានជាហ៊ានហៅឈ្មោះដ៏សែនពីរោះរបស់នាងបែបនេះជីនតបយ៉ាងស្រទន់ថាខ្លួនគ្រាន់តែជាមិត្តរួមថ្នាក់ដ៏សាមញ្ញម្នាក់របស់ Sherry ប៉ុណ្ណោះគាត់បន្ថែមថាដោយសារបំផ្លាញកាយមិនបានគាត់ក៏សុំចិត្តឲ្យនាងជួយណែនាំដើម្បីបានចូលក្រុមសិក្សាដ៏កក់ក្ដៅនេះគាត់ប្រាប់ថា Sherry ត្រូវការការយល់ព្រមពីប្រធានសិនវ័យភ្ញាក់ផ្អើលសួរទាំងបេះដូងលោតញាប់ថានាងពិតជានិយាយបែបនេះមែនឬឈិនលើកមេដៃបញ្ជាក់យ៉ាងកក់ក្ដៅហើយប្រាប់ថាតាមពិតនាងតែងតែខ្សឹបរំលឹកឈ្មោះវ័យជានិច្ចកំផែងអារម្មណ៍វ័យដួលរលំគេយំអព្រោះគិតថានាងស្រឡាញ់ខ្លួនរួចក៏អរគុណឈិនចេញពីបេះដូងគេរវើរវាយយ៉ាងផ្អែមល្ហែមថា Sherry ប្រហែលជាគ្រាន់តែអៀនខ្មាស់មិនហ៊ានសារភាពស្នេហ៍
ដោយក្តីរំភើបពោពេញដោយក្តីស្រឡាញ់គេក៏យកព្រមឲ្យឈិនចូលក្រុមសិក្សាភ្លាមគេចាប់ទាញអ្នកជុំវិញខ្លួនទាំងរំភើបហើយស្រែកប្រាប់គេឯងថា Sherry ពិតជាស្រឡាញ់គេណាស់គេថែមទាំងអញ្ជើញអ្នកគ្រប់គ្នាចូលរួមមង្គលការទៀតផងចំណែកដាវបានត្រឹមឈរមើលឈុតឆាកនេះពីចម្ងាយគាត់ចាប់អារម្មណ៍ពីរបៀបដែល Lin យកភាពស្និទ្ធស្នាលជាមួយ Sherry មកពន្យល់ពីរឿងក្លិនក្រអូបយ៉ាងរលូនគាត់សង្កេតឃើញជីនយកលេសពីរឿងគៀកគិតចិត្តស្និទ្ធជាមួយ Sherry ដើម្បីពន្យល់ពីក្លិនដ៏ក្រអូបរបស់នាងនៅលើខ្លួនគាត់គេបានយកចំណុចខ្សោយនៃភាពងប់ងុននិងស្នេហ៍របស់ប្រធានមកបង្វែរសាច់រឿងយ៉ាងស្រទន់ដើម្បីលុបបំបាត់ការសង្ស័យទាំងអស់គាត់ទទួលស្គាល់ថាឈិនពិតជាឆ្លាតអ្នកទាំងពីរក៏បែរមកមើលមុខគាត់ខណៈដែលស៊ូឈរសម្លឹងមើលយ៉ាងស្ងៀមស្ងាត់គាត់បានណែនាំខ្លួនជាអនុប្រធានហើយស្វាគមន៍ឈិនយ៉ាងកក់ក្ដៅឲ្យចូលមកក្នុងក្រុមសិក្សារបស់ពួកគេគាត់បានលូកដៃទៅមុខហើយឈិនក៏ចាប់ដៃតបវិញគាត់សម្លឹងមើលកែវភ្នែកយ៉ាងមុតមាំហើយសួរស្រាលៗថាឈិនពិតជាមិនអាចបំផ្លាញកាយជាសត្វពិតមែនឬក្តាប់ដៃស៊ូចាប់ផ្ដើមតឹងណែនជាងមុនធ្វើឲ្យឈិនដឹងភ្លាមថាភាពសង្ស័យនៅតែមានទោះគ្មានកម្លាំងបំផ្លាញកាយប៉ុន្តែសម្ពាធនៃការចាប់ដៃនេះមិនមែនជាការគំរាមកំហែងដល់រាងកាយគេឡើយអ្នកទាំងអស់គ្នាចាំមើលណាដើម្បីលាក់បាំងអាចកំបាំងគេសម្រេចចាត់ធ្វើពុតជាស្រែកធ្ងោឡើងហាក់ដូចជាកំពុងតែឈឺចាប់ខ្លាំងមុននេះសំឡេងដ៏ពីរោះរបស់ Garfield បានខ្សឹបប្រាប់ថាប្រធានកងវេមានអនុប្រធានម្នាក់ឈ្មោះ Daishu កងវូរូនេះហើយជាការបំផ្លាញកាយរបស់គេវាផ្ដល់ឲ្យគេនៅកម្លាំងដៃដ៏អស្ចារ្យប៉ុន្តែចរិតពិតរបស់គេគឺពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់គេក៏ជាមនុស្សស្រឡាញ់ភាពស្អាតបាតខ្លាំងដែរស្រាប់តែមានស្នាមប្រឡាក់ពណ៌ត្នោតអាក្រក់មើលជាប់នៅចន្លោះដៃអ្នកមានទាំងពីរស៊ូអោនសម្លឹងមើលចុកក្រោមរួចសួរស្រាលថាតើវាជាអ្វីទៅឈិនបោកស្រែកទាំងញញឹមស្រាថាក្នុងនាមជាអ្នកប្រមូលលាមកសัตว์ការប្រឡាក់ប្រឡោះនៅលើដៃបន្តិចបន្តួចគឺជារឿងធម្មតាបន្ទាប់មកគេក៏លេងសើចនឹងអារម្មណ៍ស៊ូដោយប្រាប់ថាវាបានប្រឡាក់ជាប់ថ្ពាល់ឆ្វេងថ្ពាល់ស្ដាំថ្ងាសនិងចង្កាទៅហើយភាពភ័យស្លន់ស្លោធ្វើឲ្យដៃបញ្ញាប់យកដៃស្ទាបមុខខ្លួនឯងដែលកាន់តែធ្វើឲ្យប្រឡាក់រៀលដាល់ពីពេញផ្ទៃមុខបើឲ្យកំហឹងឆាបឆេះស៊ូបំផ្លាញកាយជាកង់គូរូសាច់ដុំរួចបញ្ចេញក្តាប់ដៃដ៏កាចសាហាវបំបែកភាពស្ងប់ស្ងាត់បេះដូង Garfield ចាប់ផ្ដើមព្រួយបារម្ភយ៉ាងខ្លាំងពេលឃើញរាងកាយគេហោះខ្ទាតចេញទៅឆ្ងាយស៊ូពិតជាខឹងសម្បាខ្លាំងណាស់ដែលសត្វតូចទាបមួយក្បាលនេះហ៊ានមកលេងសើចនឹងអារម្មណ៍របស់ខ្លួន Garfield ប្រញាប់រត់ទៅក្បែរឈិនទាំងត្រដរនាងភ័យស្លន់ស្លោយ៉ាងខ្លាំងពេលឃើញឈាមហូរចេញពីមាត់របស់គេខ្សឹបប្រាប់នាងតិចឲ្យឆ្លៀតឱកាសនេះទារប្រាក់ថ្លៃព្យាបាលជំងឺពីគេតែម្ដងនាងងឿងឆ្ងល់ហេតុអីគិតរឿងលុយទាំងដែលគួរទៅពេទ្យតែពេលគេប្រាប់ឲ្យស្ដាប់នាងក៏ព្រមធ្វើតាមដោយក្តីទុកចិត្ត Garfield ផ្ដើមស្រែកយំយ៉ាងសោកសៅឲ្យគ្រប់គ្នាបានឮនាងរៀបរាប់ទាំងទឹកភ្នែកថាគេត្រូវរបួសរហូតដល់ក្អួតឈាមហើយនាងចោទប្រកាន់ភាពខូខើរបស់អៃស៊ូដែលហ៊ានវាយបរោះកំសត់ម្នាក់ដែលសម្បីតែបំផ្លាញកាយក៏មិនចេះផងនាងអំពីវនាវទាំងទឹកភ្នែកឲ្យអ្នកជុំវិញខ្លួនមកមើលពីភាពអយុត្តិធម៌ដ៏គួរឲ្យសង្វេគនេះបន្ទាប់មកនាងកំសត់កូនររៀបរាប់ពីថ្លៃព្យាបាលដោយប្រាប់ថាពួកគេគ្រាន់តែជាក្មេងក្រីក្រពីរនាក់ប៉ុណ្ណោះមនុស្សម្នាជាច្រើនបានមកចោមរោមមើលភាពកំសត់នេះចំណែកឈូបានត្រឹមខំធ្មេញគ្រឿតក្បាលយ៉ាងតឹងទ្រូងទីបំផុតគេក៏បោះលុយមកក្តាប់ចូលក្នុងអាកាសដូចស្លឹកឈើជ្រុះរួចស្រែកកំហកឲ្យពួកគេបិទមាត់មិនដែរអ្នកទាំងអស់គ្នាគេប្រាប់ឲ្យយកវាជាថ្លៃពេទ្យទៅពេលដើរចេញទៅ Garfield រើសលុយនោះរួចអរគុណយ៉ាងផ្អែមល្ហែមបំផុតពេលនាងទទួលបានលុយភ្លាមនាងក៏បញ្ញាប់ប្រាប់ឲ្យឈិនទៅមន្ទីរពេទ្យដោយក្តីបារម្ភពេលនាងទទួលបានលុយភ្លាមនាងក៏បញ្ញាប់ប្រាប់ឲ្យឈិនទៅមន្ទីរពេទ្យដោយក្តីបារម្ភប៉ុន្តែគេបែរជាញញឹមហើយប្រាប់ថាមិនអីទេតាមពិតទៅអ្វីដែលគេខ្ជាក់ចេញមកគ្រាន់តែជាទឹកបន្ទះដែលលួចយកពីតូបសាច់អាំងប៉ុណ្ណោះក្មេងកំហួចមែនគេត្រូវរកលុយចិញ្ចឹមកូននាគតូច Garfield ស្ទើរតែមិនជឿសោះថានេះគ្រាន់តែជាការសម្ដែងនោះទេនាងរអ៊ូទាំងខឹងបន្តិចបន្តួចថាគួរតែប្រាប់នាងឲ្យលឿនជាងនេះព្រោះគេធ្វើឲ្យនាងភ័យចង់ស្លាប់គេសុំទោសយ៉ាងទន់ភ្លន់ហើយប្រាប់ថាបើគ្មានការសម្ដែងរបស់នាងទេពួកគេច្បាស់ជាបោកសត្វកង់គូរូនោះមិនបានឡើយ Garfield ងក់ក្បាលយោស្របដោយមោទនភាពឈិនទោះបីជារងការវាយប្រហារអំបញ្ញមិញក្តីក៏គេនៅតែរឹងមាំមិនអីដែរទោះកម្លាំងពេលនេះมันអាចប្រៀបនឹងយប់នោះក្តីប៉ុន្តែរាងកាយរបស់គេកាន់តែរឹងមាំជាងមុនឆ្ងាយណាស់
គេមានអារម្មណ៍ថាស្បែកឥឡូវនេះមានស្រទាប់ស្រាការនាគស្ដើងបិទបាំងដៃរបស់គេចាប់ផ្ដើមរាប់លុយយ៉ាងយកចិត្តទុកដាក់ដោយសារបុរសកាំងគូរូនេះមានលុយច្រើននាងក៏ស្នើឲ្យបែងចែកចំណែកគ្នាដោយក្តីរំភើបគេដកទុកមួយចំណែកសម្រាប់ទិញចំណីកូននាគពេញមួយសប្តាហ៍ហើយមួយចំណែកទៀតសម្រាប់ទិញប្រដាប់ក្មេងលេងដ៏គួរឲ្យស្រឡាញ់ Garfield សួរពីលុយដែលនៅសល់ឈិនហុចវាទៅឲ្យនាងដោយចាត់ទុកថាជាកម្រៃពលកម្មដ៏ស័ក្តិសមគេប្រាប់នាងយ៉ាងកក់ក្ដៅឲ្យទិញនំចំណីដែលនាងចូលចិត្តញ៉ាំចុះស្នាមញញឹមដ៏ស្រស់ស្អាតលេចឡើងនាងរាប់លុយបណ្ដើរដើរចេញទៅបណ្ដើរយ៉ាងសប្បាយចិត្តឈិនលួចសម្លឹងមើលស៊ូដែលកំពុងដើរចេញទៅនៅអន្តេវាសិកដ្ឋានលីងឈិនចាប់ផ្ដើមគិតគូរយ៉ាងស្ងៀមស្ងាត់ពីផែនការបន្ទាប់គេគិតចង់សរសេរផែនការចិញ្ចឹមបីបាច់ដោយគិតថាបញ្ហាចំណីពេលនេះគឺត្រូវបានដោះស្រាយរួចរាល់ហើយប៉ុន្តែគេនៅតែបារម្ភព្រោះគេត្រូវការកន្លែងមានសុវត្ថិភាពជាងនេះនិងអ្នកវឹកហាត់សត្វម្នាក់តើគេអាចស្វែងរកមនុស្សដែលគួរឲ្យទុកចិត្តបាននៅឯណាទៅពួកយើងក៏ទន្ទឹងរង់ចាំមើលដែរគេថែមទាំងចង់ដាក់ឈ្មោះឲ្យកូននាគទៀតផងអាហ្កាមុន កៃដូឬ Red Tullet ល្អស្រាប់តែពេលនោះ Garfield ស្រែកហៅគេយ៉ាងប្រញាប់ប្រញាល់នាងប្រាប់ថាកូននាគតូចខ្លួនក្តៅខ្លាំងណាស់ពួកគេស្ទង់កម្ដៅមើលស្រាប់តែឃើញឡើងដល់40អង្សាវាមើលទៅហាក់បីដូចជាឈឺចាប់ខ្លាំងណាស់ Garfield ប្រាប់ថាសាលាមានផ្នែកពេទ្យប៉ុន្តែបើទៅទីនោះកូននាគប្រកាសជាត្រូវគេឃើញមិនខានដោយក្តីបារម្ភឈិនសម្រេចចិត្តរកវិធីបញ្ចុះកម្ដៅដោយខ្លួនឯងផ្ទាល់គេយកកាណាត់សើមនិងបាទះបញ្ចុះកម្ដៅមកបិទឲ្យវាថែមទាំងសាក់ឲ្យស៊ីថ្នាំមនុស្សទៀតទោះខំយ៉ាងណាក៏កម្ដៅនេះតែឡើងអ្វីដែលគួរឲ្យតក់ស្លុតគឺវាឡើងដល់ជាង60អង្សា Garfield នេះយីទាំងភ័យថាកម្ដៅប៉ុណ្ណេះសត្វធម្មតាច្បាស់ជាត្រូវឆេះស្លាប់បាត់ទៅហើយឈីនអបកូនញាក់តូចក្នុងរង្វង់ដៃទាំងមិនដឹងថាគួរធ្វើអ្វីបន្តទៀតយប់នោះគេក៏សម្រេចចិត្តចេញទៅរាវរកគ្រូពេទ្យ Garfield សួរដោយក្តីបារម្ភថាគេពិតជាមិនចង់ឲ្យនាងទៅជាមួយមែនទេគេបដិសេធយ៉ាងទន់ភ្លន់ដោយប្រាប់ថាមានគ្នាច្រើនងាយតាក់ទាញចំណាប់អារម្មណ៍ទៅម្នាក់ឯងទើបល្អជាងគេមានបំណងរងចាំបន្តិចសិនតើតែបន្ទប់សង្គ្រោះបន្ទាន់ស្ងាត់មនុស្សទើបលួចចូលទៅពេលឈិនចេញពីអន្តរសិកដ្ឋានមានអ្នកលួចសម្លឹងមើលគេពីចម្ងាយនោះគឺដាវគេចំណាំកាបូបរបស់ឈិនបានហើយចាប់ផ្ដើមមានការសង្ស័យយ៉ាងខ្លាំងនៅផ្នែកពេទ្យកូនឆ្កែខូគីជិះរទេះរុញមួយក្បាលកំពុងព្រុសបណ្ដើរហាត់ប្រាណបណ្ដើរវាស្ទុះរត់ទៅរកគ្រូពេទ្យស្រីនោះនាងក៏បីវាឡើងហើយសរសើរវាយ៉ាងកក់ក្ដៅនាងប្រាប់ថាវាធ្វើបានល្អណាស់ក្នុងការស្ដារនីតិសម្បទាគ្រូពេទ្យចាស់2នាក់បានហៅឈ្មោះនាងថាហ្វានហ្វានពួកគេដើរមកក្បែរហើយសួរថាមិនក៏ចំណាយលុយចោលលើសត្វឆ្កែពិការបែបនេះពួកគេនិយាយថាវាល្អសម្រាប់នាងថែមទាំងសន្យាបញ្ចុះតម្លៃបើចង់ទិញពូជឆ្កែល្អទៀតផងហ្វានហ្វានបែរមុខចេញទាំងធុញថប់ដោយគិតថាមនុស្សចាស់មិនយល់ពីក្តីស្រឡាញ់ឡើយពួកគេមានអារម្មណ៍អាក់អន់ចិត្តដោយគិតថានាងមិនអោយតម្លៃទឹកចិត្តរបស់ពួកគេសោះពួកគេធ្លាប់ឮពាក្យចចាមអារាមថានាងជាមនុស្សមានកម្រិតយល់ដឹងពីមโนសញ្ចេតនាទាបម្នាក់ទៀតបន្ថែមថាហ្វានហ្វានគ្មានមិត្តភក្តិសូម្បីម្នាក់ហើយឪពុកម្ដាយនាងក៏ស្លាប់ចោលតាំងពីតូចគ្រូពេទ្យម្នាក់ទៀតប្រាប់ឲ្យនៅឲ្យឆ្ងាយពីរាងកាយដ៏ឯកោរបស់នាងចំណែកឈីនក៏លួចចូលមកដោយពាក់មួកនិងម៉ាស់ជិតឈឹងខណៈអ្នកជំងឺផ្សេងទៀតនាំគ្នារអ៊ូទាំពេលដើរចេញអ្នកទាំងអស់គ្នាមើលចុះគេនាំគ្នាថានាងជាគ្រូពេទ្យមុខក្រៀមក្រំហើយយកថ្លៃព្យាបាលថ្លៃពេកគេហៅនាងថាពេទ្យខ្លែងខ្លាយគេបានចោទប្រកាន់នាងថាជាពេទ្យខ្លែងខ្លាយហើយថែមទាំងចង់ដាក់ពាក្យបណ្ដឹងប្តឹងនាងទៀតផងនៅខាងក្នុងបន្ទប់ធ្វើការដ៏ស្ងាត់ជ្រងំហ្វាន់ដកដង្ហើមធំទាំងតូចចិត្តថ្ងៃនេះនាងប្រហែលជាគ្មានអ្នកជំងឺមកឲ្យព្យាបាលទេមើលទៅនាងលួចគិតក្នុងចិត្តថានាងពិតជាមិនស័ក្តិសមធ្វើជាពេទ្យសោះប៉ុន្តែស្រាប់តែពេលនោះមាននរណាម្នាក់បានរុញទ្វារចូលមកយ៉ាងស្ងៀមស្ងាត់គេបានឃើញនាងកំពុងតែអង្គុយអស់សង្ឃឹមចំណែកនាងក៏ងាកទៅឃើញគេឈរនៅឯមាត់ទ្វារដូចគ្នាគេបន្លឺសំឡេងយ៉ាងទន់ភ្លន់សំសួរសំណួរមួយដែលរៀងកន្លងហួសបន្តិចទៅកាន់នាងគេសួរថាតើឆ្កែមួយនេះសំខាន់ចំពោះនាងខ្លាំងណាស់មែនទេហើយដោយសារហេតុអីហ្វានភ្ញាក់ព្រឺតរួចសួរបកវិញថាគេជាអ្នកលួចមើលនាងឬយ៉ាងណា
នាងអោបដៃធ្វើជារឹងមាំរួចប្រាប់គេថានាងមិនចាំបាច់រៀបរាប់ប្រាប់គេទេថារ៉ូប៊ីបានធំដឹងក្តីមកជាមួយនាងតាំងពីតូចហើយវាក៏ជាគ្រួសារតែមួយគត់ដែលនាងមាននោះនាងថែមទាំងបញ្ជាក់ប្រាប់គេថានាងនឹងមិនប្រាប់ទេពីរបៀបដែលរ៉ូប៊ីបាត់បង់ជើងដើម្បីការពារនាងឬរឿងដែលក្តីស្រមៃតែមួយគត់របស់នាងគឺចង់ព្យាបាលរ៉ូប៊ីឲ្យជាសះស្បើយនោះប៉ុន្តែភាពរឹងមាំរបស់នាងក៏រលាយបាត់ភ្លាមនាងប្រាប់ទាំងអួរដើមកថាគួរឲ្យសោកស្ដាយដែលនាងជាពេទ្យដែលគ្មានអ្នកណាទុកចិត្តនាងបន្ទោសខ្លួនឯងថាគ្មានអ្នកជំងឺឬបទពិសោធន៍ផ្ទាល់ហើយថែមទាំងហៅខ្លួនឯងថាជាមនុស្សអត់បានការទៀតផងឈីនលួចគិតក្នុងចិត្តថានាងរៀបរាប់ប្រាប់គេអស់គ្មានសល់ទៅហើយគេចូលគិតមកសទុះរួចក៏សម្រេចចិត្តថាក្មេងស្រីម្នាក់នេះពិតជាស័ក្តិសមឲ្យគេទុកចិត្តគេប្រាប់នាងយ៉ាងស្រទន់ថាសត្វចិញ្ចឹមរបស់គេក៏កំពុងឈឺដូចគ្នាប៉ុន្តែគេចង់ដឹងថាតើនាងអាចរក្សារឿងនេះជាការសម្ងាត់រវាងពួកគេទាំងពីរបានទេការទុកចិត្តចាប់ផ្ដើមហើយនាងតបទៅគេវិញថារវាងមនុស្សនិងសត្វតែងតែមានទំនាក់ទំនងដ៏ស្មុគស្មាញជាច្រើនដែលពិបាកបញ្យល់នាងសន្យាពីបេះដូងថាពេទ្យដែលមានវិជ្ជាជីវៈពិតប្រាកដនឹងគោរពរឿងនេះជានិច្ចនាងឲ្យសន្យាថានាងនឹងលាក់ទុកវាជាការសម្ងាត់ប៉ុន្តែមើលទៅនាងហាក់ដូចជាយល់ច្រឡំរឿងអ្វីមួយហើយដូច្នេះឈិនក៏ប្រាប់ថាវាមិនដូចអ្វីដែលនាងគិតទេខណៈពេលដែលគេបើកកាបូបគេបានពន្យល់ថាសត្វមួយនេះធ្លាប់បានជួយសង្គ្រោះជីវិតរបស់គេដូចគ្នាការយល់ចិត្តគ្នាពិតជាងាយស្រួលមែនគេបង្ហាញកូននាគពណ៌ក្រហមដ៏ទូចមួយរួចប្រាប់ថាកម្ដៅរបស់វាកើនឡើងស្ទើរតែដល់70អង្សាទៅហើយឈិនអង្វរនាងដោយក្តីសង្ឃឹមឲ្យជួយសង្គ្រោះកូននាគមួយនេះគេអង្វរឲ្យនាងជួយសង្គ្រោះវាហ្វានឈោគាំងសឹងតែមិនជឿភ្នែកខ្លួនឯងភ្នែករបស់នាងបើកធំសម្លឹងមើលកូននាគនៅក្នុងរង្វង់ដៃរបស់គេរឿងនេះធ្វើឲ្យបេះដូងនាងលោតញាប់ហើយគិតសារជាថ្មីនាងសារភាពត្រង់ថានាងពិតជាគ្មានបទពិសោធន៍ព្យាបាលនាគទេព្រោះពួកវាបានផុតពូជបាត់ទៅហើយនៅសាលាក៏មិនដែលបង្រៀនពីរឿងនេះដែរស្មោះត្រង់គួរឲ្យស្រឡាញ់ណាស់បន្ទាប់មកនាងប្រាប់ថាបណ្ណាល័យប្រហែលជាមានកំណត់ត្រាចាស់រួចនាងក៏ប្រញាប់ទៅរកមើលភ្លាមនាងពិតជាយកចិត្តទុកដាក់មែនចំណែកឈិនងើស្ងៀមស្ងាត់ភាពស្ងៀមស្ងាត់របស់គេធ្វើឲ្យនាងប្រាប់ថាបើគេបារម្ភគេអាចទៅជាមួយនាងក៏បានដែរឱកាសក្បែរគ្នាហើយឈិនគិតថានេះជាឱកាសដ៏ល្អមួយដើម្បីសាកល្បងមើលថាតើនាងពិតជាមនុស្សដែលពួកយើងអាចទុកចិត្តបានឬអត់ក្នុងពេលជាមួយគ្នានោះគេក៏គិតថាវាជាពេលដែលគេត្រូវដោះស្រាយជាមួយបុរសកុងហ្គូរូដែលចេះតែដើរតាមគេតាំងពីអន្តេវាសិកដ្ឋានមកម្លេះគេតបយ៉ាងកក់ក្ដៅថាគេនឹងរងចាំនៅទីនេះហើយប្រាប់ថាក្តីសង្ឃឹមរបស់គេគឺផ្ញើលើនាងហើយពាក្យនេះធ្វើឲ្យរំភើបណាស់នាងនឹកស្មានមិនដល់សោះនាងក៏បដើររ៉ូប៊ីចេញទៅទាំងស្នាមញញឹមពេលដើរមកដល់ខាងក្រោយនាងលាន់មាត់ទាំងរំភើបថាវាជានាគពិតមែនអស្ចារ្យណាស់នាងញញឹមហើយប្រាប់ខ្លួនឯងថាពិភពលោកមួយនេះនៅតែពោពេញទៅដោយរឿងរ៉ាវអស្ចារ្យដែលមិននឹកស្មានដល់រ៉ូប៊ីព្រុសតបវិញយ៉ាងរំភើបប៉ុន្តែស្រាប់តែពេលនោះស៊ូក៏បានលេចមុខមកកាត់មុខពួកគេទាំងងឿងឆ្ងល់ហ្វាននៅតែបន្តដំណើរទៅមុខប៉ុន្តែពេលនាងព្យាយាមដាវវាងគេបែរជាបោះជំហានមកឈររារាំងផ្លូវរបស់នាងយ៉ាងកកខ្លួនទៅវិញនាងលួចគិតក្នុងចិត្តថាកាយវិការបែបនេះវាសឹងតែចាត់ទុកជាការបៀតបៀនទៅហើយស៊ូកំរាមស៊ូយ៉ាងកាចចង់ដឹងថាតើឈិនបានលាក់ទុកអ្វីនៅក្នុងកាបូបរបស់គេមើលទៅគេប្រហែលជាចាប់អារម្មណ៍ថាពេលគេវាយប្រហារឈិនមុននេះមនុស្សធម្មតាប្រកាសជាយកកាបូបនោះមកធ្វើជាខែលការពារមិនខានផ្ទុយទៅវិញឈិនបែរជាអោបកសោបវាជាប់និងប្រុងប្រយ័ត្នជានិច្ចទោះបីជាវាមើលទៅប្រឡាក់ប្រលោះយ៉ាងណាក៏ដោយដូច្នេះគេទាយច្បាស់ណាស់ថាខាងក្នុងប្រកាសជាមានរបស់សំខាន់ដែលប្រហែលជាពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់សៀជាមិនខានគេបង្ហាញមុខមាត់ខ្វល់ខ្វាយយ៉ាងខ្លាំងរួចក៏គំរាមសួរនាងម្ដងទៀតឲ្យប្រាប់គេថាតើមានអ្វីនៅក្នុងកាបូបនោះឲ្យប្រកាសដោយសារតែវាជារឿងសម្ងាត់រវាងពេទ្យនិងអ្នកជំងឺនាងបដិសេធដាច់អហង្ការមិនព្រមហើបមាត់សំបីមួយម៉ាត់នាងពិតជាការពារគេមែនពេលនោះស៊ូក៏និយាយរៀបរាប់ទាំងមុខស្ងួតអំពីកម្លាំងដើមដៃរបស់សត្វកុងហ្គូរូ
កម្លាំងរបស់វាខ្លាំងជាមនុស្សធម្មតាពី6ទៅ10ដងហើយការបំផ្លែងខ្លួនជាសត្វនឹងធ្វើឲ្យកម្លាំងកើនឡើងទ្វេដងថែមទៀតគេច្របាច់ស្មានាងយ៉ាងខ្លាំងហើយបង្ខំឲ្យនិយាយការពិតពួកយើងពិតជាបារម្ភពីនាងណាស់ សំឡេងស្រែករបស់នាងបន្លឺឡើងហ្វានពីបមាត់ឈឺចាប់ហើយឌីលគេថាល្ងងបំផុតនាងនៅតែបិទមាត់ចិត្តស៊ូរឹតដៃកាន់តែខ្លាំងហើយសួរឌឺដងថានាងបដូរចិត្តហើយមែនទេស្រាប់តែ Ruby ព្រោះហើយស្ទុះទៅមុខភ្លាមស៊ូរៀបរៀងផ្លូវរបស់ Ruby ដោយសង្កត់ជាប់មួយកន្លែងហ្វានភីស្លន់ស្លោខ្លាំងដោយដឹងថាសំណោះនេះសំខាន់សម្រាប់នាងគេក៏យកវាជាគំនាបបង្ខំឲ្យនាងនិយាយការពិតគេសួរម្ដងទៀតថានាងព្រមប្រាប់ការពិតទេទាំងដៃនៅតែសង្កត់ Ruby ជាប់ដដែលតែ Ruby យំខ្សឹកសួរធ្វើឲ្យហ្វានរឹតតែភ័យភ្លាមនោះគេក៏ឃើញដុំថ្មមួយហោះសម្ដៅមករកគេថយក្រោយពេលវាធ្លាក់ក្បែរជើងដែលបង្ខំឲ្យគេត្រូវលេង Ruby ភ្លាមគេសើចំអកដែលទីបំផុតឈិនឈប់លាក់ខ្លួនទៀតហើយឈីនឈွာរៀងពីមុខហ្វានពេលនាងអោប Ruby គេសុំទោសយ៉ាងស្រទន់ដែលទាញនាងចូលរឿងនេះនាងប្រាប់ថាគេគ្រាន់តែមកជួបគ្រូពេទ្យប៉ុណ្ណោះហើយហាមគេមិនឲ្យបន្ទោសខ្លួនឯងត្រឹមតែដោយសារជនពាលម្នាក់នោះឡើយគេនិយាយទាំងបារម្ភថានាងគ្រាន់តែប្រាប់រឿងនោះទៅបរិសម្នាក់នោះទៅដើម្បីជៀសវាងបញ្ហាផ្សេងតើវាមិនល្អជាងទេឬនាងរំលឹកគេវិញថាគឺគេខ្លួនឯងតើដែលឲ្យនាងសន្យាថានឹងរក្សាវាជាការសម្ងាត់នោះChin Nigi Akuning គេប្រាប់នាងឲ្យបន្តរកព័ត៌មានទៀតព្រោះកម្ដៅបានឡើងលើស70ដឺក្រេទៅហើយគេពិតជាបារម្ភខ្លាំងណាស់នាងយល់ព្រមហើយរត់ចេញទៅដោយកំហឹងស៊ូស្ទុះទៅវាយព្រមទាំងស្រែកសួរថានរណាអនុញ្ញាតឲ្យនាងទៅឈិនបានយកដៃរបស់គេរៀបរៀងការវាយប្រហារនោះជាប់កម្លាំងនោះធ្វើឲ្យដៃគេចេញផ្សែងស៊ូក៏បានបំផ្លែងខ្លួនជាសត្វកង់គូរូពេលនេះគេច្បាស់ហើយថាឈិនពិតជាអាចប្រើការបំផ្លែងកាយជាសត្វពិតមែនហើយកន្លងមកគេគ្រាន់តែធ្វើពុតប៉ុណ្ណោះគេនិយាយថាគ្មានមនុស្សធម្មតាណាអាចទប់កណ្ដាប់ដៃគេបានឡើយគេវាយមួយដៃទៀតហើយឈិននៅតែអាចយកដៃទប់បានយ៉ាងរឹងមាំដដែលស៊ូគំរាមថាគេអាចវាយចំកន្លែងដដែលដើម្បីបង្កើនទម្ងន់ដៃឲ្យកាន់តែធ្ងន់យូរទៅវានឹងបំបែកការពាររបស់ឈិនស៊ូវាយសម្រុកជាច្រើនដៃប៉ុន្តែលើកនេះឈិនបានគេចផុតពេលគេនៅតែសម្រុកឈិនឌីលគេថាល្ងងដែលគិតថាគេចេះតែរៀបរៀងវីរបុរសយើងបានវាយបកវិញមួយដៃយ៉ាងចាស់ដៃនៅក្នុងចិត្តគេកត់សម្គាល់ថាស៊ូពឹងផ្អែកលើការបំផ្លាញខ្លួនជាសត្វពេកហើយជំនាញមូលដ្ឋានរបស់គេគឺខ្សោយមែនទែនដោយសារចំណុចនេះគេជឿថាគេអាចឈ្នះកូននាគនៅក្នុងកាបូបស្ពាយបានបន្លឺសំឡេងក្រហមតិចផ្សែងក្តៅចាប់ដើមភាយចេញពីក្នុងកាបូបនោះបន្តិចម្ដងស៊ូបានកត់សម្គាល់ឃើញហើយច្បាស់ក្នុងចិត្តថាឈិនកំពុងលាក់បាំងអ្វីមួយពិតមែនគេគិតថាវាជាសត្វចម្លែកហើយបង្គាប់ឲ្យឈិនប្រគល់វាមកឲ្យគេភ្លាមឈិនដឹងច្បាស់ថាកូននាគទូចនោះឈានដល់កម្រិតកំណត់របស់វាហើយគេសម្រេចចិត្តថាគ្មានពេលនៅវាយជាមួយកង់គូរូនោះទៀតទេហើយត្រូវអូសទាញគេទៅកន្លែងស្ងាត់ដើម្បីបញ្ចប់ការប្រយុទ្ធនេះឲ្យលឿនបំផុតស៊ូស្រែកសួរថាគេពិតជាគិតថាអាចរត់រួចពីទីនេះមែនទេពេលកំពុងដេញតាមឈិនគេបានទូរស័ព្ទទៅប្រធានកងវេហើយរាយការណ៍ថាឈិនកំពុងលាក់អ្វីមួយគេបញ្ជាក់បន្ថែមថាវាមានភាគរយខ្ពស់ដែលវាជាសត្វកាត់ហើយនាងសេរីភាគច្រើនគឺប្រហែលជាត្រូវបានគេសម្លាប់បាត់ទៅហើយគេរៀបចំផែនការតាមដានឈិនហើយប្រាប់ឲ្យប្រធានមកទីនេះឲ្យលឿនព្រមទាំងនាំដាស់មកជាមួយផងវ័យហាក់មិនសប្បាយចិត្តឡើយមានសត្វងងឹតរៀងដូចឆ្កែដ៏ធំមួយកំពុងឈរពីក្រោយគេភ្លាមនោះគេបានឃើញមួយយ៉ាម្ដងទៀតហើយប្រាប់ឲ្យគេថយចេញព្រោះគេកំពុងប្រញាប់ខ្លាំងមួយយ៉ាបានទាមទារឲ្យគេប្រគល់ដាស់មកឲ្យខ្លួនវិញភ្លាមមើលទៅឆ្កែខ្មៅដ៏ធំនេះហាក់ដូចជាមិនស្ថិតក្នុងស្មារតីល្អធម្មតានោះទេនៅពេលនេះយ៉ាងណាក្តីពួកយើងត្រឡប់មកមើលឈិនវិញគេបន្តរត់ទៅមុខប៉ុន្តែស្រាប់តែឈប់ងក់កូននាគតូចនោះមើលទៅក្តៅខ្លាំងណាស់គេអាចដឹងច្បាស់ថាកម្ដៅរបស់វាគឺកើនឡើងដល់ជា100ដឺក្រេទៅហើយសូម្បីតែដង្ហើមវាក៏ក្តៅដូចភ្លើងនៅក្នុងបន្ទប់ឯកសារនោះវិញហ្វានកំពុងតែរុករកយ៉ាងសស្រាក់សស្រាំតាមទូសៀវភៅនាងរកមិនឃើញឯកសារតាក់ទងនឹងសត្វនាគសោះឡើយនាងក៏បានដើរបុកនារីសក់ពណ៌ប្រាក់ម្នាក់ដែលពាក់មួកនិងម៉ាស់ពណ៌ខ្មៅជិតឈឹងដោយចៃដន្យ
នារីនោះបានជ្រោះសៀវភៅមួយក្បាលហ្វានព្យាយាមប្រាប់នាងពីវាប៉ុន្តែនារីនោះបែរជាដើរចេញទៅបាត់ដោយមិនខ្វល់អ្វីទាំងអស់នាងពិតជាមានអារម្មណ៍ច្របូកច្របល់មែនទែនរហូតទាល់តែនាងបានកត់សម្គាល់ឃើញរូបនាងបាញ់ភ្លើងនៅលើក្របសៀវភៅនោះចំណែកឯកាបូបរបស់ឈីនវិញចំហាយកម្ដៅបានហុយចេញមកកាន់តែខ្លាំងឡើងដូចជាអារម្មណ៍រំភើបក្នុងចិត្តហ្វានបានបើកសៀវភៅនោះថ្នមហើយក៏ដឹងថាវាជាសៀវភៅសរសេរដោយដៃផ្ទាល់ទីបំផុតនាងបានរកឃើញអ្វីដែលនាងកំពុងតែតាមស្វែងរកហើយពេលនោះឈីនហាក់ដូចជាដឹងរឿងរ៉ាវមុនបាត់ទៅហើយខណៈដែលកាបូបនោះកំពុងតែក្តៅខ្លាំងឡើងស៊ូនៅតែបន្តតាមប្រមាញ់គ្នាហើយប្រាប់ឲ្យគេព្រមស្លាប់ទៅព្រោះគេមិនអាចរត់គេចបានទៀតនោះទេឈីនមិនបានតបតអ្វីទាំងអស់ហើយក៏បានបើកកាបូបនោះឡើងហ្វានបានអានឃើញថាកូននាគតូចនឹងមានកម្ដៅក្នុងខ្លួនកើនឡើងយ៉ាងខ្លាំងនៅពេលព្រះច័ន្ទពេញបូរមីកម្ដៅខ្លួនរបស់ពួកវាអាចឡើងដល់ជាង150អង្សាព្រោះក្រពេញខាងក្នុងរបស់វាកំពុងតែលូតលាស់ស្របពេលជាមួយគ្នានោះស៊ូបានស្ទុះទៅវាយហើយស្រែកប្រាប់ឲ្យឈីនស្លាប់ទៅយ៉ាងរហ័សឈីនបានគប់កាបូបនោះទៅចំស្មារបស់ស៊ូយ៉ាងពេញទំហឹងតែម្ដងស៊ូបានបើកកាបូបនោះមើលតែវាទទេស្អាតភ្លាមនោះអ្វីដែលគេបានឃើញបន្ទាប់ធ្វើឲ្យគេងឿងឆ្ងល់យ៉ាងខ្លាំងសំឡេងក្រហមតិចបានបន្លឺឡើងពីកូននាគពណ៌ក្រហមដ៏គួរឲ្យស្រឡាញ់ដែលកំពុងទុំនៅលើស្មារបស់ឈីនវាពុតជាកាចសាហាវណាស់ភ្នែករបស់ស៊ូបានចំណាំងផ្លាត់នៅភាពកាចសាហាវរបស់សត្វនាគនោះវាក៏បានហើបមាត់របស់វាឡើងហ្វេនបានអាចដឹងថាសត្វនាគត្រូវតែបញ្ចេញថាមពលដែលលាក់ទុកក្នុងខ្លួនរបស់ពួកវាចេញមកក្រៅជាប្រចាំឈីនបានប្រាប់ឲ្យស៊ូនិយាយសួស្ដីទៅកាន់វាស៊ូភ័យស្លន់ស្លោហើយសួរថាវាមកពីណាសត្វនាគបានព្រោះភ្លើងយ៉ាងសន្ធោសន្ធៅទៅលើស៊ូគេបានស្រែកយ៉ាងខ្លាំងនៅពេលដែលអណ្ដាតភ្លើងបានឆាបឆេះរាងកាយគេពិតជារំខានណាស់ពេលភ្លើងរលត់ទៅកូននាគតូចនោះមើលទៅហាក់ដូចជាពេញចិត្តយ៉ាងខ្លាំងស៊ូដែលត្រូវរលាកពេញខ្លួនបានអង្វរសុំជីវិតគេសន្យាថានឹងលាក់រឿងសត្វនាគនេះជាសម្ងាត់ឈីនបានឆ្លើយតបវិញយ៉ាងត្រជាក់ស្រេបថាមានតែមនុស្សស្លាប់ឯងដែលចេះរក្សាការសម្ងាត់ស៊ូនិយាយថាបើគេស្លាប់ផ្នែកសន្តិសុខនឹងចុះមកស៊ើបអង្កេតហើយយកសត្វនាគនោះទៅបាត់មិនខានឈីងប្រាប់ថាបើចង់យកគេនឹងសម្លាប់ទាំងអស់នៅខាងក្រោយផ្នែកពេទ្យហ្វានកំពុងតែដើររកឈីនគេបានដើរទៅជិតនាងយ៉ាងទន់ភ្លន់នាងប្រាប់គេពីអ្វីដែលរកឃើញតែឈីនប្រាប់ថាកម្ដៅវាបានថយចុះបាត់ទៅហើយហ្វានបានធូរទ្រូងយ៉ាងខ្លាំងហើយនិយាយថាវាពិតជាអស្ចារ្យណាស់ដែលមិនអីឈិនប្រាប់នាងថាមនុស្សអាក្រក់នោះនឹងលែងមករកជើងនាងទៀតហើយប៉ុន្តែបញ្ហាវាមិនទាន់ចប់ទាំងស្រុងទេគេបានត្រៀមខ្លួនប្រើពេលវេលានេះដើម្បីរៀបចំហើយគេក៏បាននិយាយអរគុណទៅកាន់នាងបន្ទាប់មកគេក៏បានសួរនាងថាតើនាងអាចធ្វើជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់កូននាគនេះបានដែរឬទេសម្ដីនេះធ្វើឲ្យបេះដូងនាងលោតខុសចង្វាក់ប៉ុន្តែនាងប្រាប់ថានាងមិនអាចធ្វើបានទេព្រោះនាងគិតថានាងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការមើលថែសត្វនាគនោះទេឈីនបានសម្លឹងមើលភ្នែកនាងហើយប្រាប់ថានាងគឺជាគ្រូពេទ្យដ៏ល្អបំផុតដែលគេធ្លាប់បានជួបហ្វានបានសម្លឹងមើលមុខគេទាំងបើកភ្នែកធំនិងរំភើបញាប់ញ័រចំពោះពាក្យសម្ដីរបស់គេបន្ទាប់មកនាងក៏បាននិយាយថានាងបានរកឃើញរបស់ម្យ៉ាងនៅក្នុងបន្ទប់ឯកសារយោងមានក្មេងស្រីម្នាក់បានជ្រុះវាហើយនាងរត់តាមមិនទាន់នោះទេដូច្នេះនាងក៏យកវាមកឲ្យគេដោយផ្ទាល់តែម្ដងឈីនមានការភ្ញាក់ផ្អឺណាស់ពេលឃើញថាវាគឺជាសៀវភៅសរសេរដោយដៃដែលនិយាយអំពីការចិញ្ចឹមនាគគេបានសម្លឹងមើលរូបគំនូរនៅលើក្របសៀវភៅនោះហើយសង្កេតឃើញមានស្នាមស្រទាប់ផ្កា3នៅខាងក្រោមនាគមកមើលមូយ៉ានេះវិញកំពុងដេកនៅលើដីគេនៅតែទទូចទាមទារឲ្យវីប្រគល់ដាក់មកឲ្យគេវិញបាននិយាយចំអុកថាពួកមនុស្សថ្នាក់ទាបនេះពិតជារំខានមែនទែនគេបានអះអាងថាសត្វនោះគឺជាឆ្កែរបស់គេតាំងពីយូរមកហើយរួចក៏បញ្ជាឲ្យដាស់ស៊ីមួយយ៉ាជាអាហារដាស់បានរំកិលខ្លួនទៅជិតមួយយ៉ាហើយហើបមាត់ដ៏គួរឲ្យខ្លាចរបស់វាឡើងភ្លាមនោះលោកតាចាស់សៀវមកពីផ្នែកភស្តុភារក៏បានមកដល់បុរសចំណាស់នោះមើលទៅដូចជាស្រវឹងគាត់បានស្រែកហៅប្រធានໄວហើយសុំឲ្យគេលើកលែងទោសដល់ក្មេងប្រុសនេះដោយយោគយល់ដល់មុខគាត់ប្រាប់ថាពួកមនុស្សថ្នាក់ទាបនេះគ្រាន់តែល្ងងមិនដឹងអីទៅប៉ុណ្ណោះមួយយ៉ាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញគាត់ព្រឹកបន្ទាប់ហ្វានប្រាប់ថាកូននាគនេះលូតលាស់លឿនពេកហើយក្រុមស្រាវជ្រាវកំពុងតែតាមរកឈិនដូច្នេះគេមិនអាចនៅទីនេះបានទេ
នាងបានផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នដល់គីនាងដើរនាំមុខយ៉ាងទន់ភ្លន់ Garfield ពិតជារំភើបណាស់ពួកគេបានមកដល់ទីតាំងដែលហ្វានហៅថាមូលដ្ឋានសម្ងាត់វាជាបរិវេណសាលាចាស់ដ៏ស្ងប់ស្ងាត់ក្នុងទីតាំងដ៏ស្ងប់ស្ងាត់ព័ទ្ធជុំវិញដោយធម្មជាតិនេះ Garfield ប្រាប់ថាក្រុមសិក្សាទាំងមូលកំពុងតាមរកឈិននាងស្នើឲ្យគេចិញ្ចឹមនាគនៅខាងក្រៅសិនមុនពេលត្រឡប់មកសងសឹកវិញនាពេលក្រោយ ប៉ុន្តែឈិនបានបដិសេធគេពន្យល់យ៉ាងសត់ទន់ថាសាលាមានការគ្រប់គ្រងផ្នែកពេទ្យដែលកូននេះអាចត្រូវការគ្រប់ពេល ពិភពខាងក្រៅគ្រោះថ្នាក់ណាស់ជាពិសេសពេលដែលត្រូវមើលថែកូននាគនេះអ្វីដែលសំខាន់បំផុតនោះគោលដៅរបស់គេនៅក្នុងសាលានៅឡើយគេថាទាំងគេនិងកូននាគសុទ្ធតែត្រូវការបត់ពិសោធន៍ប្រយុទ្ធជាក់ស្ដែងដើម្បីលូតលាស់ទៅមុខម្យ៉ាងទៀតកន្លែងនេះនៅឆ្ងាយពីសាលាដែលคล้ายជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកគេដើរចូលទៅបើកបង្អួចក្នុងបន្ទប់រៀនដែលគេបោះបង់ចោលនោះធូលីហុយធ្វើឲ្យគេក្អកឆ្ងល់ថាកន្លែងនេះត្រូវបានគេទុកចោលយូរប៉ុណ្ណាហើយគេសម្លឹងមើលកូននាគយ៉ាងកក់ក្ដៅហើយសួរថាឯងត្រៀមខ្លួនរួចរាល់ក្នុងការបោសសម្អាតហើយឬនៅប៉ុន្តែកូននាគលេងសើចយ៉ាងគួរឲ្យស្រឡាញ់គេសម្រេចចិត្តទុកឲ្យវាលេងចោះឲ្យតែវាសប្បាយចិត្តរួចពួកគេក៏ចាប់ផ្ដើមធ្វើការគេកាន់អំបោសខណៈកូននាគជិះពីលើហើយគេបានជូតសម្អាតកម្រាលឥដ្ឋយ៉ាងលឿនបន្តិចក្រោយមកពួកគេបានលេងលាក់កំបាំងជាមួយគ្នាយ៉ាងសប្បាយរីករាយបំផុតគេស្រែកអបអរថាពួកគេជាលេខ1ពេលដែល Garfield និង Fan យកអីវ៉ាន់មកដល់ Garfield ប្រាប់ថាពួកគេមកដល់ហើយចម្លែក Fan សួរពីការបោសសម្អាតគ្រាន់តែឃើញបន្ទប់នៅដដែលពួកគេដឹងភ្លាមថាត្រូវតែចូលជួយបោសសម្អាតទាំងអស់គ្នាឈិនស្នើឲ្យកូននាងនិង Ruby ចេញទៅលេងខាងក្រៅបន្តិចសិនគេបែរជាសួរបន្តិចថាមានអ្នកលួចតាមមកទេ Garfield បដិសេធភ្លាមថាគ្មានផ្លូវទេព្រោះនាងជាកំពូលអ្នកលាក់ខ្លួនដ៏ពូកែក្រោយពេលសម្អាតរួចក៏ដល់ម៉ោងញ៉ាំអាហារជុំគ្នា Garfield យកម្ហូបចេញមកយ៉ាងមានមោទនភាពហើយតាំងខ្លួនជារាជិនីចុងភៅទៀតផងនាងភ្លក់មួយម៉ាត់ហើយបញ្ចេញអាការៈភ្លាមព្រោះវាមិនឆ្ងាញ់សោះនាងស្រែកយំថានាងខំចំណាយពេលពេញមករសៀលធ្វើវាណាហ្វានប្រាប់ថងថាសង្ឃឹមថាគ្មានលើកក្រោយទៀតចុះប៉ុន្តែឈិនលួងថាវាមិនអន់ពេកទេហើយវាមានរសជាតិផ្អែមបើទំពាយឺតនាងសប្បាយចិត្តក៏សាក់ម្ដងទៀតតែវានៅតែអន់ដដែលគេប្រាប់នាងយ៉ាងផ្អែមល្ហែមថាត្រូវទំពា49ដង Garfield ថាមិនបាច់អាណិតនាងទេនាងនឹងញ៉ាំម្ហូបនេះឲ្យអស់ម្នាក់ឯងឈិនប្រាប់ឲ្យទុកខ្លះឲ្យគេព្រោះកូននាគក៏ចូលចិត្តវាដែរអ្នកទាំងអស់គ្នាឃើញទីហ្វានសម្លឹងមើលអ្នកទាំងពីរទាំងហួសចិត្តឆ្ងល់ថាពួកគេកំពុងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាមែនទីនាងអោនមើល Ruby ហើយនិយាយលេងសើចថាពួកគេគួរតែកម្ចាត់អ្នកទាំងពីរនោះចោលទៅញាក់មកអន្តេវាសិកដ្ឋានរបស់ឈិនវិញម្ដងសិស្សម្នាក់រត់ចូលមករាយការណ៍ប្រាប់វ័យថានៅតែគ្មានដំណឹងអំពីស៊ូនោះទេគេក៏ប្រាប់ថាឈិនបានបាត់ខ្លួននិងកិច្ចរៀន2សប្តាហ៍មកហើយវ៉ៃខូចចិត្តព្រោះនារីដែលគេស្រឡាញ់បំផុតត្រូវបានគេដណ្ដើមយកទុកបាត់គេថាមនុស្សដែលគេទុកចិត្តបំផុតក៏បាត់ខ្លួនដែរគេចង់សងសឹកដើម្បីស្នេហាគេក៏សុំការអនុញ្ញាតពីគ្រូបៅខណៈគ្រូម្នាក់នោះកំពុងគូររូបបីសាយក្នុងសៀវភៅគ្រូសួរថាវ៉ៃប្រកាសទេថាឈិនកំពុងលាក់បីសាយកូនកាត់នោះមិនឆ្លោយយល់ព្រមហើយជឿជាក់ថាដៃស៊ូមិនកុហកឡើយស្នាមញញឹមដ៏ត្រជាក់បានលេចឡើងលើមុខគ្រូបៅហើយប្រាប់ឲ្យវ័យព្យាយាមរកវាឲ្យឃើញវ៉ៃជូតទឹកភ្នែកឆ្លើយថាយល់ហើយគេស្បត់ថានឹងរកឲ្យឃើញទោះត្រូវកាយដី3 ហ្វីតក៏ដោយត្រឡប់មកមើលទូឯងយ៉ាងវិញឈិនអង្គុយក្រោមដើមឈើយ៉ាងស្ងប់ស្ងាត់បោះបាល់ឲ្យនាគតូចរត់ទៅត្រកងពេលនាគកូតូចកំពុងរត់លេងឈិនក៏អានសៀវភៅកំណត់ហេតុសៀវភៅនោះប្រាប់ថាជាទូទៅនាគអាយុ2ខែត្រូវមានអ្នកផ្សាំងបង្រៀនទើបអាចហោះហើរបានយ៉ាងស្អាតគេដឹងខ្លួនថាត្រូវរកគ្រូម្នាក់ក្តីស្រមៃចង់ហោះហើរពិតជាគួរឲ្យរំភើបណាស់ស្រាប់តែនាគតូចស្រែកឡើងឈិនរត់ទៅទាំងភ័យស្លន់ស្លោមិននឹកស្មានថាមានកាដូដ៏ធំមួយលេចមុខបោសោះគេសម្លឹងមើលវាដោយកំហឹងស្ថានភាពពេលនេះមើលទៅដូចជាការប្រយុទ្ធក្នុងរឿងពូកែម៉ុងអញ្ចឹងប៉ុន្តែតួឯងយើងបានគប់ដុំថ្មមួយទុំហឹងចំក្បាលកណ្ដូលនោះធ្លាយមួយរុនយ៉ាងធំតែម្ដងគេសង្កេតឃើញកណ្ដូលនេះធំខុសធម្មតាអារម្មណ៍គេប្រាប់ថានឹងមានពួកវាមកថែមទៀតមិនខាននៅកន្លែងផ្សេងក្មេងស្រីម្នាក់បានឃើញហ្វូកណ្ដូលភ្លឺផ្លេករួចក៏ស្រែកឡើងយ៉ាងភ័យរន្ធត់ធ
ឈិនបានដឹងភ្លាមថាកណ្ដុរទាំងនេះកំពុងតែត្រូវគេបញ្ជាហ្វូនកណ្ដុរបង្រីគ្នាពេញទីនោះធ្វើឲ្យគេដឹងច្បាស់ថាជនលាក់មុខចង់ផ្ដើមការប្រយុទ្ធហើយគេសង្ស័យថាក្រុមសិក្សានោះជាអ្នកនៅពីក្រោយរឿងដ៏វឹកវរនេះមិនចម្លែកទាល់តែសោះដែលថ្មីនេះមានសិស្សជាច្រើនបាត់ខ្លួនពីសាលាអ្នកដែលបានឃើញហ្វូងកណ្ដុរនោះសម្រេចចិត្តធ្វើពុតជាមិនដឹងមិនលឺអ្វីទាំងអស់ដើម្បីសុវត្ថិភាពយប់នោះផ្ទៃរឿងកាន់តែតានតឹងមួយធ្វើមុខយ៉ាងមឿងម៉ាត់គេស្រែកហៅឈ្មោះលោកតាចៅដែលសវឹងកាន់ដបស្រាបានសួរទាំងអួលអាក់ថាមួយចង់ទៅណាទៀតហើយគាត់រំលឹកថាលើកមុនគាត់សុកចិត្តលះបង់កិត្តិយសរបស់ខ្លួនគ្រាន់តែដើម្បីជួយសង្គ្រោះជីវិតគេប៉ុណ្ណោះគាត់ប្រាប់ថាគាត់ចិញ្ចឹមគេឲ្យរស់រានមានជីវិតមិនមែនចង់ឃើញគេយកជីវិតទៅបោះចោលម្ដងហើយម្ដងទៀតបែបនេះទេមួយស្រែកតបវិញទាំងឈឺចាប់ថាគេត្រូវតែទៅយកដាស់ត្រឡប់មកវិញឲ្យបានលោកតាចៅតបតែងខឹងថាវារបស់គ្រាន់តែជាសត្វសោះតែមួយប្រកែកថាដាស់មិនមែនត្រឹមជាសត្វនោះទេវាជាសត្វចិញ្ចឹមទី1ដែលគេផ្សាំងបានលោកតាចៅសើចអករួចជេរគេថាជាក្មេងល្ងងម្នាក់ដែលមិនចេះគិតគាត់ថាមួយនៅតែធ្វើខ្លួនដូចក្មេងហើយគំរាមវាយបំបាក់ជើងគេដើម្បីកុំឲ្យគេអាចចេញទៅណារួចមួយចាប់ផ្ដើមប្រុងប្រយ័ត្នលោកតាចៅសួរថាគេនៅចាំអារម្មណ៍ឈឺចាប់ពេលត្រូវគាត់វាយដែរឬទេគាត់សើចចំអកថាមួយនៅខ្សោយណាស់ប៉ុន្តែគាត់ក៏ត្រូវកាត់ផ្ដាច់ដោយការត្អើកព្រោះតែអាការៈស្រវឹងខ្លាំងពេកលោកតាចៅក៏បានបាត់បង់លំនឹងខ្លួនរួចដួលដេកទៅលើដីយ៉ាងទន់ជ្រាយតែម្ដងមួយខ្សឹបជេរមនុស្សស្រវឹងនេះយប់ជ្រៅបន្តិច Garfield បានមកប្រាប់ដំណឹងអាក្រក់មួយចំនួនតាំងពីឈិនឈប់ទៅរៀនមកនាងក៏ខ្លាចជាសិស្សចុងក្រោយគេបង្អស់នៅក្នុងថ្នាក់នោះហេតុនេះហើយនាងសម្រេចចិត្តគេចសាលាដែរហើយប្រាប់ថានាងនឹងគេងនៅទីនេះយប់នេះអ្នកទាំងអស់គ្នាត្រៀមមើលភាពផ្អែមល្ហែមទៅឈិនអោបដៃបដិសេធសំណើនោះភ្លាមដោយគ្មានស្ទាក់ស្ទើរគេដេញនាងឲ្យត្រឡប់ទៅវិញព្រោះកន្លែងនេះអាចខ្លាចជាសមរភូមិប្រយុទ្ធនៅពេលណាមួយក៏មិនដឹង Garfield ធ្វើមិនដឹងមិនលឺនាងអង្គុយលើគ្រែរួចចាប់ផ្ដើមអានរឿងនិទានមុនចូលគេងឲ្យនាគតូចស្ដាប់យ៉ាងគួរឲ្យស្រឡាញ់គេក៏បានស្រែកប្រាប់នាងឲ្យត្រឡប់ទៅបន្ទប់របស់នាងវិញភ្លាមនាងស្ងាបរួចរាត្រីសួស្ដីប្រាប់ថាងុយគេងណាស់ទាំងដែលទើបតែម៉ោង7យប់សោះហើយនាងថែមទាំងចូលគេងលើគ្រែគេបាត់ទៅហើយគេព្យាយាមទិញភួយត្រឡប់មកវិញរហូតធ្វើឲ្យអ្នកទាំងពីរទាញបតុងគ្នាយ៉ាងគៀកកិតបំផុតហ្វានលួចមកពីក្រៅរួចសើចក៏អុកដែលធ្វើឲ្យពួកគេទាំងពីរភ្ញាក់ខ្លួនងាកទៅមើលនាងបន្ទាប់មកនាងប្រាប់ថានឹងត្រឡប់មកវិញនៅ10នាទីក្រោយពួកគេទាំងពីរស្រែកព្រមគ្នាថាណែកុំចេះតាថានាងរអ៊ូថាក្មេងៗសម័យនេះពិតជាលយមែនឈិននិង Garfield ស្រែកតបទាំងអៀនខ្មាស់ថានាងយល់ខុសហើយនាងបញ្យល់យ៉ាងសាមញ្ញថាការរួមមេត្រីភាពអាចជួយបង្កើនអត្រានៃការបំផ្លាញកាយសត្វបានយ៉ាងល្អនាងបាននិយាយថាវាមានវិធីរាប់ពាន់យ៉ាងដើម្បីបំផ្លាញកាយនេះប៉ុន្តែគោលការណ៍សំខាន់បំផុតគឺការកសាងទំនាក់ទំនងផ្លូវចិត្តរវាងគ្នានឹងគ្នានាងបន្ថែមថាមនុស្សជាច្រើនបានបង្កើនថាមពលរបស់ពួកគេតាមរយៈវិធីដ៏រ៉ូមែនទិកនេះឈិនចាប់ផ្ដើមអៀនឡើងក៏ហមមុខរួចប្រាប់នាងឲ្យឈប់និយាយរឿងឈួតលប់បែបនេះទៀតទៅហ្វែនក៏បានយកកាមេរ៉ាចេញមករួចសួរថាសុំថតវីដេអូទុកជាការស្រាវជ្រាវបានទេគេក៏ជេរនាងថាមនុស្សរោគចិត្តនាងនៅតែបន្តញាស់ថាវានឹងក្លាយជាខ្សែភាពយន្តមនោសញ្ចេតនាយប់រដូវក្តៅសម្រាប់ពួកគេទាំង3នាក់ឈិនដែលកំពុងតែអៀនខ្លាំងបានប្រាប់ពួកគេទាំងពីរឲ្យឈប់និយាយផ្ដេសផ្ដាសរួចត្រឡប់ទៅវិញទោះគេប្រកែកក៏ដោយទីបំផុតពួកគេទាំង3ក៏បានគេងនៅទីនោះយ៉ាងកក់ក្ដៅជាមួយគ្នាអ្នកទាំងអស់គ្នាជីនគេងមិនលក់ដោយបារម្ភព្រោះស្ថានភាពនេះស្មុគស្មាញជាងការគិតទីបញ្ចប់គាត់ក៏លងលក់កណ្ដាលយប់ដ៏ស្ងាត់ជ្រងំសំឡេងកណ្ដឹងបន្លឺឡើងភ្នែកដ៏មុតស្រួចរបស់ជីនបើកឡើងគាត់ស្ទុះអង្គុយឡើងមើលជុំវិញទើបដឹងថា Garfield ដ៏គួរឲ្យស្រឡាញ់បានបាត់ខ្លួនការពិត Garfield ក្រោកដើរចេញនាងផឹកទឹកច្រើនពេកទើបត្រូវទៅបន្ទប់ទឹកទាំងកណ្ដាលអាត្រៀតនាងបោះជំហានតាមច្រករបៀងងងឹតដោយមិនដឹងខ្លួនរហូតដល់មានសម្លេងកោសធ្វើឲ្យនាងងើបមុខជីនរត់ចេញមកយ៉ាងលឿនហើយស្រែកប្រាប់នាងឲ្យប្រុងប្រយ័ត្នខ្លួនភ្លាម Garfield ងាកក្រោយកដោខ្មៅមួយភ្នែកក្រហមឆ្អៅបានលោតចេញមកភ្លាមនាងសើចស្រាវដាក់ជីនថាវាគ្រាន់តែជាកណ្ដុរប៉ុណ្ណោះភ្លាមនោះរលកកណ្ដុរដ៏ច្រើនបានធ្លាយចេញពីជញ្ជាំងមកចំនួនដ៏ច្រើននេះធ្វើឲ្យជញ្ជាំងត្រូវប្រេះ
វីបញ្ចេញហ្វូងនេះខណៈជីននិង Garfield មើលពួកវាហូរចេញមកកាត់ផ្ដាច់ភាពផ្អែមល្ហែមសំឡេងស្រែករន្ធត់លាន់ឮពេញអាគារពួកកតុនវាពេញគ្រប់កន្លែងដែលពិតជាបំផ្លាញបរិយាកាសណាស់ Garfield ចង់ក្អួតហើយជីនក៏ស្ដីបន្ទោសហៅនាងថាជាមនុស្សល្ងង់នាងតបវិញទាំងខឹងថានឹងមិនអភ័យទោសឲ្យជន់ដៃដល់ដាច់ខាតជីនរំលឹកនាងថានាងជាឆ្មាហើយប្រាប់ឲ្យនាងប្រញាប់តែចាប់ពួកកណ្ដុរទាំងនោះភ្លាមជីនស្រែកហៅនាគតូចខណៈគាត់ព្យាយាមចាប់អោបវានាគនោះក៏ហោះឡើងទៅលើជីនភ្ញាក់អាលខ្លាំងដែលវាអាចហោះដំបូលចាប់ដើមស្រត់ចុះហើយកណូមួយចំនួនធ្លាក់ចំក្បាលនាគតូចជីនឈរថ្មឹងពេលឃើញបែបនេះមានកណ្ដុរច្រើនពេកដែលធ្វើឲ្យពួកគេមិនអាចឆ្លងកាត់ទៅបានឡើយអ្នកអើយនាគតូចចិត្តត្រូវគ្របដណ្ដប់ដោយកណ្ដុរហើយជីនលួចគិតចង់ប្រើស្នៀតនោះគាត់ស្ទាក់ស្ទើរព្រោះវាប្រើបានតែម្ដងឯងហើយនេះមិនមែនជាពេលវេលាដ៏រ៉ូមែនទិកឡើយភ្លាមនោះគាត់ប្រាប់នាគកុំទុនខ្សោយពេកអីព្រោះពួកវាគ្រាន់តែជាហ្វូងកណ្ដុរដ៏គួរឲ្យរំខានគាត់ញញឹមលើកទឹកចិត្តវាដោយបញ្ជាក់ថាថ្មិញវាច្រើនជាងហើយក្រញ៉ាំក៏មុតជាងពួកវាឆ្ងាយណាស់គាត់ប្រកាសថាវាជាម្ចាស់នៃសត្វទាំងម៉ឺនសម្ដីនេះធ្វើឲ្យនាគទូចយល់អ្វីមួយវាបានស្រែកក្រហមយ៉ាងខ្លាំងពួកកណ្ដុរក៏បញ្ញាប់ដកថយចេញពីវាភ្លាមពួកគេឃើញឱកាសដ៏ល្អក្នុងការឆ្លងកាត់ហើយទីបំផុតពួកគេទៅដល់នាគតូចជីនអបនាគថ្នាក់ថ្នមហើយសរសើរថាវាធ្វើបានល្អណាស់តែមិនយូរប៉ុន្មានសត្វកណ្ដុរក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នាម្ដងទៀតជីនចង្អូបង្ហាញស្នាមប្រេះហើយប្រាប់ឲ្យពួកគេឡើងទៅជាន់ទី3ពួកគេក៏ឡើងទៅលើទាល់តែទទួលបានសុវត្ថិភាព Garfield spot នឹងមូទឹក100ដងក្រោយរឿងនេះតែនាងដឹងតែផ្លេចហ្វាន់បាត់ទៅហើយពួកគេអើតមើលចុះក្រោមទាំងបារម្ភហើយស្រែកហៅឈ្មោះនាងសួរថានៅរស់ទេហ្វាន់ស្រែកយ៉ាងខ្លាំងដៃដញ័ររន្ធត់កំពុងតោងចាប់កណាត់មួយយ៉ាងកំសត់បំផុតហ្វាន់ស្រែកតបទាំងភ័យខ្លាចថានាងនៅរស់តែប្រហែលទប់បានមិនយូរឡើយនាងតោពីដានខណៈកតកំពុងប្រមូលផ្ដុំនៅខាងក្រោម Garfield ត្រឹមបួងសួងដោយពោលថាហ្វាន់ជាគ្រូពេទ្យដ៏ល្អម្នាក់ក្មេងស្រីនេះគិតថាវិជ្ជបណ្ឌិតហ្វាន់ត្រូវចប់ត្រឹមនេះជីនក៏ស្ដីបន្ទោសឲ្យនាងភ្លាមដោយ Garfield រហ័សគាត់ប្រាប់ឲ្យនាងរត់ទៅរកជំនួយខណៈគាត់ចុះទៅជួយហ្វាន់គាត់ក្រុងដោះស្រាយបញ្ហាក្រុមសិក្សានៅពេលនេះជីនប្រមាននាងយ៉ាងម៉ឺងម៉ាត់មិនឲ្យទៅផ្នែកសន្តិសុខផ្ទុយទៅវិញគាត់ប្រាប់ឲ្យនាងតម្រង់ទៅកាន់ក្រុមប្រឹក្សាកំពូលតែម្ដងទៅជាមួយទឹកមុខដ៏មុតមម Garfield ប្រកាសថានាងនឹងធ្វើរឿងនេះដើម្បីនាគតូចនាងលោតចេញពីបង្អួចហើយធ្វើដំណើរកាត់តាមដើមឈើយ៉ាងរហ័សដោយសារ Garfield មិនមែនជាគោលដៅគាត់ដឹងថានាងនឹងមានសុវត្ថិភាពពេលចេញផុតពីទីនេះគាត់ប្រាប់នាគតូចឲ្យសម្រាកហើយទុកគ្រប់យ៉ាងឲ្យគាត់ចាត់ការព្រោះយប់នេះវាធ្វើបានល្អណាស់ជាន់ក្រោមពេញដោយកណ្ដុរដូច្នេះគាត់ឆ្ងល់ថាអាចចូលទៅក្បែរហ្វាន់បានប៉ុណ្ណាយើងចាំមើលគាត់អាចត្រឹមចុះទៅសិនហើយដោះស្រាយវាម្ដងមួយជំហានបេះដូងលោតញាប់ឈិនរត់កាត់ច្រករបៀងដ៏ងងឹតនោះស្រាប់តែមានអ្វីមួយផ្លេកកាត់យ៉ាងលឿនគឺ Dash នោះឯងឈិនប្រញាប់គេចខ្លួនភ្លាមគាត់ក្រឡេកឃើញសត្វឆ្កែដ៏ធំសម្បើមមួយកំពុងឆោបបាំងផ្លូវដើរនោះយ៉ាងគួរឲ្យខ្លាចទឹកមាត់របស់ Dash ហូរស្រក់ហើយត្រឹមមួយប៉ព្រិចភ្នែកវាក៏ស្ទុះមករកឈិនភ្លាមនោះឈិននឹកឃើញល្បិចមួយដើម្បីអាចចូលទៅក្បែរហ្វាន់បានគាត់លោតឡើងលើអាកាសហើយគាត់សម្គាល់ឃើញថាកម្រាលឥដ្ឋត្រូវបានសង្កត់ដោយហ្វូងកណ្ដុររហូតคล้ายជាភ័យស្រួយខ្លាំងណាស់ហើយសត្វនេះក៏ស្ទុះមកចំពេលល្អឥតចោះក្នុងចិត្តទូឯកយើងគាត់គិតថាទុកឲ្យឆ្កែនេះរងគ្រោះចុះរួចគាត់ក៏ទម្លាក់ខ្លួនសង្កត់ពីលើ Dash យ៉ាងខ្លាំងទង្វើនេះធ្វើឲ្យកម្រាលឥដ្ឋបាក់ស្រុតចុះក្រោមជាច្រើនជាន់តែម្ដងហ្វូងកណ្ដុរបានរោមខំ Dash ហើយសត្វទាំងនោះក៏ចាប់ផ្ដើមវាយតបគ្នានៅក្បែរនោះហ្វែនកំពុងត្រដរដោយសារដៃនាងជាប់ជំពាក់ឈិនបានស្រែកប្រាប់នាងថាគាត់នៅទីនេះស្រាប់តែវៃលេចមុខមក Dash ឈប់វាយតបស្របពេលនោះមូយ៉ាបានស្រែកហៅ Dash ដោយប្រាប់ឲ្យវាដឹងខ្លួនឡើងឈិនចំណាំបានថាគាត់ជាអ្នកលក់សាច់មកពីផ្នែកផុសធុភាគាត់លន់មាត់ថាមានតួអង្គច្រើនពេកហីដែលចេញមកព្រមគ្នាដាក់ដឹងទេគាត់ប្រាប់ហ្វែនថាការព្យួរខ្លួននៅទីនោះបន្តិចទៀតទើបមានសុវត្ថិភាពជាងហ្វែនភ្ញាក់យ៉ាងខ្លាំង
Ruby យំរអ៊ូទួមរំលឹកអតីតកាលបន្តិចកាលពីក្មេងមូយ៉ាមានមុខហើមប៉ោងលោកតាចៅបានប្រាប់ឪពុកម្ដាយពួកគេថាក្មេងៗវាមិនទាន់ដឹងក្ដីទេហើយគ្រាន់តែលេងគ្នាប៉ុណ្ណោះម្ដាយនោះសួរតបទាំងខឹងថាអ្នកណាលេងពេលដែលកូនគាត់របួសបែបនេះឈាវប្រញាប់បញ្យល់ថាមូយ៉ាគ្មានម្ដាយចាំព្រានប្រដៅទេតាំងពីគេនៅក្មេងមកម្លេះគាត់អង្វរពួកគេឲ្យមានបេះដូងទូលាយនិងមេត្តាអភ័យទោសដល់ក្មេងនេះផងមួយអាស្រ័យទាំងទឹកនែកថាពួកគេអ្នកផ្ដើមមុនដោយដៀលឪពុកម្ដាយគេជាវណ្ណៈទាបនិងប្រៀបធៀបដូចជាសត្វពាហនៈទៅធ្វើឲ្យគេវាយពួកគេស្រែកតបវិញថាពួកគេនោះទេដែលជាវណ្ណៈទាបមនុស្សទាំងនោះចាប់ផ្ដើមបំផ្លាញកាយដែលធ្វើឲ្យគេភ័យខ្លាចណាស់ចៅទៀកកំភ្លៀងមូយ៉ាភ្លាមហើយហៅគេថាក្មេងទំនើងគាត់តលាក់ជង្គង់ចោះសុំទោសនិងសន្យាថានឹងបដៅក្មេងប្រុសម្នាក់នេះឲ្យបានត្រឹមត្រូវមូយ៉ាសួរថាហេតុអ្វីគាត់លុតជង្គង់សត្វនោះដេញគេចេញស្រាប់តែដៃខ្មៅងងឹតមួយចាប់មុខមូយ៉ាជាប់សត្វនោះនិយាយថាទីនេះជារបស់ពួកមនុស្សសត្វប៉ុណ្ណោះហើយអ្នកដែលបំផ្លាញខ្លួនជាសត្វមិនបានកើតមកដើម្បីតែបំរើគេប៉ុណ្ណោះដូច្នេះវាពិតជាត្រឹមត្រូវណាស់ដែលនិយាយថាពួកគេគ្មានអ្វីខុសប្លែកពីសត្វឆ្កែឬឆ្មានោះឡើយមូយ៉ាត្រូវបានគេបញ្ជាឲ្យឃុំក្នុងទ្រុងឆ្កែដើម្បីឲ្យគេស្គាល់តំណែងខ្លួនឯងគេស្រែកយំយ៉ាងខ្លាំងទាមទារឲ្យគេដោះលែងពេលអង្គុយក្នុងស្រមោលភ្នែកពណ៌ក្រហមរាប់សិបបានលេចចេញពីភាពងងឹតវាគឺជាហ្វូងសត្វឆ្កែកូនឆ្កែខ្មៅតូចមួយបានដើរមករកគេហើយទម្លាក់កូនក្មេងលេងពណ៌បៃតងនៅពីមុខគេវាចង់លេងជាមួយគេពេលនោះមូយ៉ាបានសម្រេចចិត្តបង្ហាញអ្វីមួយថាទោះមិនអាចបំផ្លាញខ្លួនជាសត្វក៏គេនៅតែមានសេចក្តីថ្លៃថ្នូរដែរពេលបច្ចុប្បន្នគេកាន់ប្រដាប់ក្មេងលេងដដែលនេះកូនឆ្កែខ្មៅដាស់ដែលឥឡូវពេញវ័យបានចំណាំវាច្បាស់កាលនៅក្នុងទ្រុងពួកគេលេងជាមួយគ្នាច្រើនរហូតដល់វ័យប្រទះឃើញពួកគេដោយឃើញថាឆ្កែនេះមិនអន់វាក៏យកកូនឆ្កែនោះធ្វើជារបស់ខ្លួនមួយយ៉ាបានតវ៉ាតែវាយល់ថាកូនឆ្កែនេះគួរឲ្យស្រឡាញ់គេគូររូបឆ្អឹងលើរោមពួកគេហើយប្រកួតគ្នាមើលថាអ្នកណានឹងស៊ីឆ្អឹងនោះមុនពេលបច្ចុប្បន្នមូយ៉ាឈររឹងមាំកាន់ប្រដាប់ក្មេងលេងរូបឆ្អឹងពណ៌បៃតង Dash ក៏ស្ទុះមករកគេស្នាងល្អគេត្រូវទាញមកក្រោយគឺឈិនគាត់សួរមូយ៉ាថាចង់យកឈ្នះសត្រូវដោយគ្រាន់តែនិយាយមែនទេគាត់រំលឹកថានៅសាលាដែលការស៊ីមនុស្សងាយនឹងលាក់បាំងនេះគឺមានតែកណ្ដាប់ដៃនិងធ្មេញប៉ុណ្ណោះដែលសំខាន់ជឿខ្ញុំចជីនបាននិយាយថាគាត់ស្គាល់ចំណុចខ្សោយគេពួកយើងទាំងអស់គ្នាដឹងទេក្រុមសិក្សានេះវង្វេងនឹងធម្មពលសាហាវពេកហើយសម្ដីរបស់វ័យត្រជាក់ស្រេបដោយប្រាប់ថាឈិនត្រូវបណ្ដេញចេញពីក្រុមបាត់ទៅហើយឈៀនតបទាំងស្នាមញញឹមសោកស្ដាយរួចសួរថាតើនរណាជាគ្រូបង្ហាត់របស់ក្រុមនេះទៅគាត់ប្រាប់ថាមិនអាចទៅរួចទេសម្រាប់ពួកគេការលាក់អាហារបំពន់ឲ្យរឹងមាំបែបនេះទោះតែមានខ្សែទើបធ្វើបានវ័យសម្លឹងមុខរួចសួរថាឈិនមានសិទ្ធិដឹងរឿងនេះដែរឬទេឈិនថានឹងសួរម្ដងទៀតពេលវ័យឲ្យលុតជង្គង់ចុះរួចគេក៏ខំដៃខ្លួនឯងគេដឹងថាមានចំណងផ្លូវចិត្តជាមួយនាគតូចនោះហើយការលូតលាស់របស់វាជួយបង្កើនធម៌ពលគេផ្ទាល់តែម្ដងពេលនាគូតូចគ្រុនក្តៅនឹងព្រោះភ្លើងរាងកាយរបស់គេក៏ស្រូបយកធម៌ពលដ៏កក់ក្តៅនោះមកប្រើដូចគ្នាទោះបីប្រើបានតែម្ដងតែរំភើបចិត្តប៉ុណ្ណឹងគឺគ្រប់គ្រាន់បាត់ទៅហើយស្រាប់តែមានសម្លេងបន្លឺឡើងយ៉ាងត្រជាក់ថាព្យុះភ្លៀងអាវុធស្រួចទំលុះចិញ្ចាំងនឹងបង្អួចខ្ទេចខ្ទីអរលីងពេលបន្លាស្រួចទំលុះគ្រប់យ៉ាងមានសម្លេងមួយស្រែកប្រាប់ឲ្យប្រយ័ត្នខ្លួនជាបន្ទាន់ប៉ុន្តែបន្លានោះចាក់ទំលុះរាងកាយឈិនមុនពេលមួយអាចលូកដៃជួយទាន់5នាទីមុន Garfield លោតកាត់ដើមឈើរួចនាងក៏ឈប់ងក់ភ្លាមតែម្ដងពេលឃើញសម្ោលមនុស្សនាងស្រែកថាមានរឿងអាក្រក់កើតឡើងហើយព្រមទាំងប្រាប់ឲ្យរាយការណ៍ទៅក្រុមប្រឹក្សាកំពូលអ្វីដែលនឹកស្មានមិនដល់គាត់គឺជាគ្រូបង្រៀននាងមានអារម្មណ៍ធូរស្រាលក្នុងចិត្តប៉ៅញឹមយ៉ាងទន់ភ្លន់ប្រាប់ថាគាត់កំពុងទៅទីនោះហើយធ្វើឲ្យនាងភ្ញាក់អោមើលពីចម្ងាយគេអាចឃើញស្រមោលសិស្សជាច្រើននៅខាងក្នុងអាគារដ៏ងងឹតនោះប៉ៅសម្លឹងយ៉ាងមុតស្រួចហើយក្រឡេកឃើញឈិនស្ពាយកាបូបនោះគាត់ចង់ដឹងថាសត្វអីនៅក្នុងនោះណាគាត់ក៏ស្រែកហៅឈ្មោះក្បាច់ព្យុះភ្លៀងបន្លាស្រួចបាញ់សម្ដៅទៅអាគារត្រឡប់មកបច្ចុប្បន្នឈិនត្រូវរងរបួសបាត់ទៅហើយ
ការវីប្រហាទំលុះជាងខ្ទេចវាយរំភើបចិត្តដែលឃើញប៉ៅព្រោះមិននឹកស្មានថាគាត់ចុះមកផ្ទាល់ប៉ៅបំផ្លែងខ្លួនជាសត្វឃ្មុំរួយពោលថាក្មេងៗនៅមានកម្លាំងពេញលេញល្អណាស់អ្នកនឹងខ្ញុំច្បាស់ជាយល់ហើយការបូជាជីវិតដើម្បីមនុស្សជាទីស្រឡាញ់វាពិតជាកក់ក្ដៅណាស់ឈិនភ្ញាក់អោលតែគាត់ជាគ្រូគេដឹងច្បាស់ថាគាត់ជាមនុស្សសត្វប្រភេទសត្វល្អិតប៉ៅសួរតែញញឹមថាសត្វកាត់ដ៏កំរនោះនៅក្នុងកាបូបរបស់ឈីនមែនទេឈីនសួរត្រឡប់វិញថាហេតុអីគ្រូបង្រៀនបែរជាទៅគាំទ្រក្រុមនោះទៅវិញគេសួរគាត់មិនខ្លាចគេស៊ើបអង្កេតទេឬប៉ៅប្រាប់គេកុំអោយក្មេងខ្ចីពេកអីគាត់រំលឹកថាទស្សនវិជ្ជាសាលាគឺលះបង់ភាពជាមនុស្សហើយត្រឡប់ទៅរកសភាវៈជាសត្វសាហាវគាត់សួរថាឈិនពិតជាគិតថាថ្នាក់លើខ្វល់រឿងក្មេងខ្សោយត្រូវគេស៊ីមែនទេមនុស្សទូទៅសរសើរតែភាពអស្ចារ្យរបស់សត្វតោប៉ុណ្ណោះឈិនជប់មាត់ឈឹងតែម្ដងប៉ៅបន្តថាតាមរយៈការស៊ីសាច់តោអាចបានភាពរហ័សពីទន្សាយភាពស្វាហាប់ពីសត្វព្រុសនិងល្បិចកពីកញ្ជ្រោងគាត់ថាការលេបត្របាក់នេះហើយជាការពិតដ៏សាហាវនៃពិភពលោកយើងនេះគាត់អះអាងថាវាបង្កើត Cerberus, Cockatrice, Cthulhu និងសត្វដែលស្រស់ស្អាតបំផុតគាត់និយាយថាគាត់បានឃើញវាផ្ទាល់នឹងភ្នែករបស់គាត់ជាសត្វដែលឈរនៅកំពូលតារាងនៃសត្វកាត់ទាំងអស់តែម្ដងគ្រាន់តែមើលមួយផ្លែតគាត់ដឹងភ្លាមថាវាជាការពិតនៃចក្រវាលនេះធ្វើឲ្យគាត់រំភើបស្ទើរឆ្កួតគាត់បញ្ជាក់ថាគាត់គ្មានគំនុំផ្ទាល់ខ្លួនជាមួយឈិនទេមកពីឈិនតុនខ្សោយពេកមិនស័ក្តិសមនឹងមានសត្វខាត់ដ៏មានតម្លៃនេះទេគាត់ប្រាប់ឲ្យឈិនប្រគល់វាឲ្យគាត់រួចសន្យាថានឹងឲ្យគេស្លាប់ដោយមិនឈឺចាប់ឈិនប្រាប់ឲ្យគាត់ទៅស៊ីអាចទៅប៉ៅតបថាគាត់មានវិធីដាក់ទោសសិស្សកំហុសច្រើនណាស់គាត់ព្រមានថាត្រនិចគាត់មានជាតិពុលសាហាវហើយអះអាងថាឈិនគ្មានសង្ឃឹមរស់ទេជាតិពុលដ៏ត្រជាក់ចាប់ផ្ដើមជ្រាបចូលរាងកាយឈិនបាត់ទៅហើយឈិនបានដឹងថាវាជាពិសដ៏កាចសាហាវហើយរអ៊ូតិចថាពពួកសត្វល្អិតនេះពិតជាគួរឲ្យធន់ទ្រាន់មែនទែនគ្មានជំរើសឡើយកម្ដៅដ៏គួរឲ្យតាក់ទាញចាប់ផ្ដើមភាយចេញពីរាងកាយរបស់គាត់ខណៈបៅបានសម្លឹងមើលការប្រែប្រួលនេះដោយមិនដាក់ភ្នែកអ្នកទាំងអស់គ្នាមើលចុះបុរសសង្ហារបស់យើងកំពុងតែបំផ្លាញកាយហើយមូយ៉ាស្រែកទាំងក្តុកក្អួលថាគាត់កំពុងឆេះហ្វាន់ភ្ញាក់ឲ្យយ៉ាងខ្លាំងពេលដឹងថាកម្ដៅដ៏ក្តៅកគុកនេះកំពុងរំលាយជាតិពឹសនោះចោលបន្តិចម្ដងវេបំបែកបរិយាកាសដោយគំរាមមិនឲ្យគាត់បំផ្លែងកាយហើយថែមទាំងបញ្ជាឲ្យដាស់ហែកហួររាងកាយដ៏ស្រស់សង្ហារបស់គាត់ភ្លាមសត្វកាចនោះលោតសម្រុកចូលប៉ុន្តែដៃរបស់ជីនក៏ឆាបឆេះដោយអណ្ដាតភ្លើងដ៏ស្រស់ស្អាតហើយទុំមាត់វាយ៉ាងទន់ភ្លន់បំផុតសត្វឆ្កែនោះគៀងថ្មឹងគាត់បានសុំទោសវាយ៉ាងស្រទន់ស្របពេលដែលគាត់បញ្ចេញថាមពលអណ្ដាតភ្លើងនេះដ៏អស្ចារ្យគាត់លើកសត្វដ៏ធំនោះឡើងយ៉ាងថ្នមកោសិកាក្នុងរាងកាយរបស់គាត់រស់រវើកឡើងក្រោមឥទ្ធិពលនៃកម្ដៅអណ្ដាតភ្លើងនេះដ៏កក់ក្ដៅនោះគាត់អាចទទួលអារម្មណ៍បានថាថាមពលរាងកាយរបស់គាត់កំពុងតែកើនឡើងខ្លាំងរាប់សិបដងតែគួរឲ្យស្ដាយភាពអស្ចារ្យដ៏ស្រស់ស្អាតនេះអាចរក្សាបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះគាត់បានទម្លាក់ដេះទៅលើដីអ្នកគ្រប់គ្នាសម្លឹងមើលទិដ្ឋភាពនោះទាំងរន្ធត់ចិត្តឈីងដឹងច្បាស់ថាគាត់សល់ពេលដ៏មានតម្លៃត្រឹម45វិនាទីទៀតប៉ុណ្ណោះទៀងទើសតក្នុងចិត្តគាត់ប្រាប់មួយថាគាត់ជួយមិនបានទេដូច្នេះត្រូវតែតស៊ូដោះស្រាយដោយខ្លួនឯងហើយមួយងក់ក្បាលយកព្រមហើយដោយមិនខ្ជះខ្ជាយពេលជីនក៏បានស្ទុះលោតសម្ដៅទៅរកបៅភ្លាមហ្វុងកាដោសម្រុកចូលតាមបញ្ជារបស់វៃមួយបានកាប់ជ្រែកពួកវាហាក់ដូចជាការរាំវង់ដ៏សោកសៅហ្វេនបញ្យន់យ៉ាងស្រទន់ថាការចងសម្ព័ន្ធការពិតប្រាកដត្រូវមានក្តីស្រឡាញ់តែសមត្ថភាពរបស់វៃគឺគ្រាន់តែជាការគ្រប់គ្រងផ្លូវចិត្តដ៏ត្រជាក់ស្រែកប៉ុណ្ណោះបេះដូងនាងស្ទើរតែប្រេះធ្លាយពេលដឹងថាគេប្រើតែភាពភ័យខ្លាចដើម្បីត្រួតត្រាពួកវានាងស្រែកទាំងក្តុកក្តួលថាបើអាចបំបែកការបដោតអារម្មណ៍របស់គេបានសត្វឆ្កែដ៏ធំនោះនឹងមានស្មារតីឡើងវិញនាងបន្ថែមដោយក្តីបារម្ភថាឈីននិយាយត្រូវមួយគួរតែវាយប្រហារគេដោយផ្ទាល់ព្រោះគេពិតជាទុនខ្សោយណាស់មួយសួរទាំងអស់សង្ឃឹមថាត្រូវធ្វើម៉េចទើបអាចបំបែកវាបានស្របពេលនោះវៃបានទាត់ dash យ៉ាងខូខើមួយបានឃើញទិដ្ឋភាពដ៏ឈឺចាប់នោះវៃលើកកណ្ដាប់ដៃវាយប្រហារដោយគ្មានក្តីមេត្តាមួយស្រែកខាត់គេឲ្យឈប់គាត់ស្ទុះទៅមុខទាំងក្តីឈឺចាប់និងកំហឹងយ៉ាងខ្លាំងគាត់
គាត់អង្វរឲ្យដេះបើកភ្នែកឡើងតែសត្វដ៏កំសត់នោះបែរជាលោតមកសង្កត់មួយផ្ទុកនឹងជញ្ជាំងយ៉ាងខ្លាំងទៅវិញអ្នកនឹងយំច្បាស់ជាឈឺចាប់ពេលឃើញឈាមហូរស្រក់ស្រោចខណៈកែវភ្នែកពោពេញដោយទឹកភ្នែករបស់គាត់សម្លឹងមើលសត្វឆ្កែនោះវ័យបញ្ជើចបជិលសួរថាតើមានអារម្មណ៍យ៉ាងណាដែលត្រូវសត្វឆ្កែដែលខ្លួនធ្លាប់ចិញ្ចឹមដោយក្តីស្រឡាញ់ខំរហូតដល់ស្លាប់នោះកំឡុងពេលដ៏ច្បោកច្បល់មូយ៉ាបានចុចកងតាក់កង្ហាខ្យល់កង្ហាក៏បក់បោកឡើងវាវិលវល់ហាក់ដូចជាការរាំវង់ស្របពេលហ្វេននៅតោងព្យួរនៅឡើយនាងដឹងច្បាស់ថាវាមិនស្រួលទាល់តែសោះកណាត់ក៏បានដាច់ផាំងនាងនិងរូប៊ីតូចត្រូវបានប៉ើងអន្តែទៅមុខព្រំលិខិតពិតជាលេងសើចមែនរូប៊ីធ្លាក់មកយ៉ាងទន់ភ្លន់ចំមុខវីហើយនោមដាក់គេជោកតែម្ដងអ្នកគ្រប់គ្នាគៀងស្ងៀមពេលភាពវង្វេងបានបំបីដោយស្រស់ស្អាតទីបំផុតដាសក៏បានរកឃើញពន្លឺនៃស្មារតីរបស់វាត្រឡប់មកវិញដោយក្តីខឹងសម្បាវ័យចាប់ទាញរូប៊ីយ៉ាងខូខើព្រមទាំងស្រែកជេរប្រតិចដោយបាត់បង់ការគ្រប់គ្រងកំហឹងរបស់គេកាន់តែធ្វើឲ្យភាពវឹកវរកើនឡើងឃើញបែបនេះហ្វេនបានស្រែកយំយ៉ាងក្តុកក្តួលបំផុតចំពោះសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់នោះមួយសួរចំអកពីការបាត់បង់ការផ្ដោតអារម្មណ៍មុនពេលវ័យអាចទប់ទល់បានមួយក៏គប់ឆ្អឹងជ័រពណ៌បៃតងនោះវាបានប៉ះចំកណ្ដាលថ្ងាសវាយយ៉ាងល្អឥតខ្ចោះមួយក៏បានបញ្ជាយ៉ាងស្រទន់ថាឲ្យទៅរើសវាទៅដោយក្តីស្រឡាញ់ Dash បានធ្វើតាមបញ្ជារបស់ចៅវាយពិតប្រាកដសត្វខ្មៅរលោងនោះលោតទៅមុខដោយក្តីភក្តីភាពហើយខំត្របាក់ឆ្អឹងជ័រនោះភ្នែកវ័យបើកធំដោយតក់ស្លុតបំផុតត្រឹមមួយប៉ព្រិចភ្នែកជនពៀលត្រូវបានវាយផ្ដួលមួយបានបញ្ចេញស្នាមញញឹមដ៏ត្រជាក់ស្រែតតែពោពេញដោយភាពទាក់ទាញ Dash ឈួរនៅក្បែរនោះយ៉ាងស្មោះត្រង់ទាំងនៅខំឆ្អឹងជ័រក្នុងមាត់យ៉ាងគួរឲ្យកក់ក្ដៅនៅមិនឆ្ងាយប៉ុន្មាន Ruby តូចដ៏គួរឲ្យស្រឡាញ់កំពុងដេកស្ងៀមដោយសារតែភាពនឿយហត់ពីរឿងរ៉ាវទាំងអស់នេះ Fun វាសន្សំទៅរកនាងបៅហោះចេញទៅក្រៅខណៈឈានសល់ពេលដ៏មានតម្លៃត្រឹម44វិនាទីទៀតបៅសម្លឹងគាត់ដោយក្តីរំភើបហើយសួរថាតើគាត់ជាសត្វបំផ្លាញកាយធាតុភ្លើងមែនទេគេចាប់ផ្ដើមគិតស្រមៃពីរឿងអស្ចារ្យនានាដោយឆ្ងល់ថាវាជាបក្សីភ្លើងកណ្ដុរឡាវ៉ាឬក៏ជាអ្វីផ្សេងទៀតគ្រាប់បន្លាស្រួចធ្លាក់មកដូចភ្លៀងប៉ុន្តែឈិនបានកិច្ចខ្លួនយ៉ាងរហ័សរហួនពេលវាបុកទម្លុះដីជុំវិញគាត់នៅសល់41វិនាទីទៀតគាត់ស្ទុះទៅមុខដើម្បីវាយប្រហារយ៉ាងអង់អាចដោយមិនដឹងខ្លួនកូននាគក្រហមតូចនោះបានរបូតចេញពីដៃគាត់លោតឡើងយ៉ាងទន់ភ្លន់ដៃបញ្ចេញពន្លឺពណ៌ទឹកក្រូចកក់ក្ដៅហើយលូកចាប់វាតែពេលនោះបាវបានថយក្រោយព្រមទាំងទម្លាក់ភ្លៀងបន្លាមកលើគាត់ដៃរបស់ឈិនត្រូវមាត់បន្លាច្រើនបាវញញឹមយ៉ាងកក់ក្ដៅព្រោះទីបំផុតគាត់ចាប់បានកបោបនោះតែស្នាមញញឿននោះបានបាត់បង់ពេលត្រូវវាយពីក្រោយភ្លាមឈិនបានកាត់ដៃបន្លាមួយយ៉ាងលឿននៅវិនាទី37ឈិនចាប់អោបគាត់ជាប់ហើយក៏វាត់ចោលយ៉ាងខ្លាំងបាវធ្លាក់មកដល់ដីយ៉ាងធ្ងន់សិស្សក្បែរនោះម្នាក់ក៏ត្រូវជាប់ក្នុងភាពវឹកវរនេះទឹករបស់បាវចាក់ធ្លុះទៅនោះហើយក៏វាត់រាងកាយនោះតម្រង់ទៅឈិនក្រវីដៃយ៉ាងទន់ភ្លន់ជារង្វង់ពេលលណ្ដាតភ្លើងឆេះយ៉ាងស្អាតនៅចុងម្រាមគាត់ស្ទុះទៅរកបាវហើយប៉ះទង្គិចគ្នាលើអាកាសឈិនវាយគាត់ទាំងទ្រាំនឹងកាសចាក់ឈឺចាប់នៅវិនាទី24ឈិនចាប់បានស្លាប់ដ៏ទន់ភ្លន់មួយរបស់បាវបន្ទាប់មកបាវហើបមាត់ព្យាយាមចាក់គាត់ជាមួយអណ្ដាតបលាដ៏ស្រួចនៅវិនាទី21តិចនោះបានចាក់ធ្លុះទ្រូងឈិនប៉ុន្តែឈិនចាប់បណ្ដាតនោះជាប់ហើយក្រវ៉ាត់បាវមួយជុំយ៉ាងធំគាត់លែងដៃហើយបោកបាវទៅដីយ៉ាងខ្លាំងរហូតដល់ប្រេះផ្ទៃដីដ៏ស្រស់ស្អាតបន្ទាប់មកគាត់ក៏សង្កត់ជាប់ដៃគាត់ភ្លឺចាញ់ចាំងកាន់តែខ្លាំងពេលគាត់ដាក់វាឲ្យគៀកនឹងមុខរបស់បាវការផ្ទុះដ៏ធំបានកើតឡើងកន្លោះរបស់យើងចំណាយពេល13វិនាទីដុតបំផ្លាញបាវទាំងស្រុងពេលមកអូស៊ីនប្រែមករាងកាយជាមនុស្សធម្មតារីឯរាងកាយបាវត្រូវឆេះខ្លោចអស់ឈីនដកដង្ហើមធំយ៉ាងហត់នឿយគាត់គិតថាគ្រប់យ៉ាងចប់ហើយតែមាត់បាវនៅហើបដដែលភ្លាមអណ្ដាតនោះលៀនមកចាក់ឈិនយ៉ាងលឿនសំណាងល្អដែលឈិនអាចដកខ្លួនថយទាន់ពេលបាវប្រឹងងើបឡើងហើយបង្កើតគម្លាតរវាងអ្នកទាំងពីរគាត់ខ្សឹបថាស្ទើរតែបាត់បង់ជីវិតទៅហើយគាត់មិននឹកស្មានថាខ្លួនអាចចាញ់សិស្សសោះ
ចំណងចង់ដឹងពីសត្វកូនកាត់កាន់តែខ្លាំងក្លាឡើង ឈីនមិនជឿសោះថាបាវនៅមានជីវិតក្រោយគ្រឿងនេះ ពេលនេះអណ្ដាតភ្លើងនេះគាត់អស់រលីងទៅហើយតែបាវមិនដឹងទេឈីនត្រូវគិតឲ្យលឿនបាវជឿថាឈីនឈ្នះបាត់ទៅហើយព្រមទាំងកំពុងវង្វេងនឹងសត្វកូនកាត់យ៉ាងងប់ងល់ស្របពេលឈីនត្រូវសម្រេចចិត្តយ៉ាងលឿនស្រាប់តែបាវនិយាយថាគាត់មានសំណូមពរដ៏ស្រទន់មួយគាត់សុំមើលសត្វកូនកាត់ដែលបានយកឈ្នះបេះដូងគាត់ឈីនគាំងស្មារតីតែម្ដងហាក់ដូចជាព្រំលិខិតកបោបដែលដាក់នាគតូចក៏បានធ្លាក់ពីលើមេឃឈើមកក្រោម នាគតូចបានលៀនក្បាលចេញមកកំសាន្តឈីនគៀងគាត់ដឹងថាវានឹងក្លាយជាបញ្ហាធំស្រោបពេលនោះបើដល់ថ្នាក់និយាយលេងចេញពេលបានឃើញនាគនេះ បាវសួរថាវាជាអ្វីគាត់ញ័រខ្លួនពេលដឹងថាវាជានាគវាឈរនៅកំពូលនៃសត្វទាំងអស់ជានិមិត្តសញ្ញាមួយស្មើនឹងសត្វស្វានូដ៏អស្ចារ្យ បន្ទាប់មកគាត់កែសម្ដី នេះជាអត្តភាពដ៏ខ្ពង់ខ្ពស់ជាងស្វានូទៅទៀត គាត់ស្រែកយ៉ាងរំភើបពេលដឹងថានេះជានាគតូចដែលទៅបទីញាស់ថ្មីយ៉ាងបាញ់មិញគាត់លុតជង្គង់ចុះហើយសរសើរពីភាពអស្ចារ្យនេះឈិនក៏សួររកបណ្ដាំចុងក្រោយរបស់គាត់ បាវអង្វរសុំស្ទាបនាគនោះហើយនិយាយថាគាត់សុបចិត្តស្លាប់ដោយក្តីរីករាយបន្ទាប់ពីនេះ ជាការពិតឈិនគ្មានហេតុផលត្រូវជឿគាត់ឡើយ បាវបើកមាត់បង្ហាញអណ្ដាតវែងដែលជាខ្សែជីវិតតែមួយគត់របស់គាត់ គាត់ពន្យល់ថាខ្លួនជាអូម៉ាប៉ារ៉ាស៊ីតហើយថាមពលទាំងអស់គឺពឹងផ្អែកលើអណ្ដាតនេះឯងប្រសិនបើវាត្រូវបំផ្លាញគាត់នឹងស្លាប់គាត់លះបង់វាដោយស្ម័គ្រចិត្តហើយត្រៀមខ្លួនលុតជង្គង់ចុះចូលនាគនេះទាំងស្រុងឈីនមិនស្ទាក់ស្ទើរចាប់វាទេបាវស្រែកឈឺចាប់ឈីនដឹងច្បាស់ថាគាត់មិនកុហកឡើយគាត់អាចសម្លាប់បាវបានដោយដែលការប្រយុទ្ធមុននេះបានបង្ហាញអញ្ចឹងស៊ីនងក់ក្បាលបន្តិចដោយអារម្មណ៍មិនសូវល្អរួចគាត់ប្រាប់បាវយ៉ាងទន់ភ្លន់ថាគាត់មិនអាចបំពេញបំណងចុងក្រោយរបស់គីបានទេគាត់សួរទាំងបារម្ភថាតើបាវបានសម្លាប់ក្មេងស្រីឆ្មាឬអត់ប៉ាបាវប្រញាប់បដិសេធភ្លាម គេប្រាប់ថានាងទុនខ្សោយពេកមិនគួរឲ្យចាប់អារម្មណ៍ទាល់តែសោះទើបគេគ្រាន់តែវាយនាងឲ្យសន្លប់ប៉ុណ្ណោះ ការពិតគឺបែបនេះសោះឈីនមិននឹកស្មានដល់ឡើយដូច្នេះគាត់ទាមទារឲ្យគេនាំគាត់ទៅជួបនាងភ្លាមដោយក្តីបារម្ភ នៅឯបរិវេណសាលាចាស់ហ្វានបន្តស្រែកហៅឈ្មោះ Ruby យ៉ាងអន្ទះសាភាពវឹកវរនៅបរិវេណសាលាចាស់នេះបានអូសបន្លាយមិនដល់15នាទីនោះទេដោយដែលឈិនបានសង្ឃឹមទុកវាពិតជាមិនបានបង្កឲ្យមានការផ្អើលឆៅឡៅធំដុំឡើយ Garfield មានសុវត្ថិភាពហើយភាពទន់ខ្សោយរបស់នាងបានជួយឲ្យនាងគេចផុតពីគ្រោះថ្នាក់នេះឈិនបានសម្រេចចិត្តប្រថុយប្រឋានក្នុងការដោះស្រាយបញ្ហាជាមួយប៉ាបាវតាមវិធីរបស់គាត់ ប្រសិនបើគ្រូបង្រៀនម្នាក់ស្លាប់វានឹងតាក់ទាញការចាប់អារម្មណ៍ខ្លាំងហើយអាចប្រឈមនឹងហានិភ័យនៃការលាតត្រដាងអាចកំបាំងសត្វនាគ ម្យ៉ាងទៀតប៉ាបាវពិតជាស្ម័គ្រចិត្តធ្វើរឿងនេះ ទទួលកំហុសជំនួសចំពោះការស្លាប់ជាច្រើនដែលបង្កឡើងដោយក្រុមសិក្សាដឹកនាំដោយ V គេនឹងរីកាប្រាប់ថ្នាក់លើទាំងអស់ស្របពេលដែលកំពុងលាក់បាំងអត្តភាពរបស់សត្វនាគ ដោយសារហេតុនេះឈៀនសម្រេចចិត្តលើកលែងទោសឲ្យគេហើយពួកគេក៏បានឈានដល់កិច្ចព្រមព្រៀងមួយយ៉ាងស្ងៀមស្ងាត់ 3 ថ្ងៃក្រោយមកឈៀន Garfield នឹងមួយបានមកដល់មន្ទីរពេទ្យព្យាបាលហ្វានបានចេញមកទទួលឈៀនប្រញាប់សួរពីស្ថានភាពរបស់ Ruby ទាំងក្តីបារម្ភ Ruby កំពុងកេងលើគ្រែដែលភ្ជាប់ទៅនឹងម៉ាស៊ីនពេទ្យជាច្រើនគ្រឿងហ្វេនប្រាប់ទាំងអ៊ូលដើមថានាងនៅមិនទាន់ផុតពីគ្រោះថ្នាក់ទេហើយរស់បានដោយសារតែម៉ាស៊ីនប៉ុណ្ណោះ នាងពន្យល់យ៉ាងស្រទន់ថា Ruby ត្រូវការការព្យាបាលឲ្យបានល្អជាងនេះប៉ុន្តែសាលានឹងមិនស្នើសុំជំនួយពីវិទ្យាស្ថានស្រាវជ្រាវសម្រាប់តែឆ្កែធម្មតាមួយក្បាលឡើយទោះយ៉ាងណានាងជឿជាក់ថា Ruby នឹងរស់ជីវិតព្រោះនាងនឹងជួយសង្គ្រោះទោះក្នុងតម្លៃណាក៏ដោយពួកគេទាំង3ក៏ធ្លាក់ក្នុងភាពស្ងៀមស្ងាត់ការសួរសោកតោកត្រូវបានចប់ Garfield សួរដោយសំឡេងផ្សោតថាតើពិតជាគ្មានអ្វីដែលពួកគេអាចធ្វើបានមែនទេឈិនងាកមកសួរថាតើពួកគេមានប្រាក់ឲ្យគាត់ខ្ចីខ្លះទេគាត់សន្យាថានឹងសងពួកគេវិញយ៉ាងពិតប្រាកដគាត់សម្លឹងមើលដៃខ្លួនឯងហើយឃើញមានត្រឹមកាក់តូច2គាត់ពិតជាកំសត់ខ្លាំងណាស់ទោះជាយ៉ាងណាគាត់ដើរទៅកន្លែងទទួលភ្ញៀវហើយសុំឲ្យកលានុបត្តាយិកាបូកវាបន្ថែមទៅលើថ្លៃព្យាបាលរបស់ Ruby គិលានុបត្តាយិកាសម្លឹងមើលចំនួនទឹកប្រាក់ដ៏តិចតួចនោះដោយក្តីអាណិត
ឈិនដឹងថាគ្រប់គ្នាអស់ប្រាក់រលីងហើយហ្វានក៏ប្រហែលជាមិនមានលទ្ធភាពច្រើនដែរគាត់ដឹងច្បាស់ថាការព្យាបាលរូប៊ីនិងការចិញ្ចឹមនាគគឺសុទ្ធតែជារឿងចំណាយប្រាក់ច្រើនមិនគួរឲ្យជឿហើយគាត់ដឹងខ្លួនថាត្រូវតែរកវិធីរកប្រាក់ឲ្យបានច្រើនជាងនេះបន្ទាប់មកឈិនបានផ្ញើនាគតូចឲ្យ Garfield មើលថែជំនួសប្រហែល1ម៉ោងនាងសួរថាគាត់ចង់ទៅណាតែគាត់មិនតបឡើយរួចក៏ដើរចេញទៅយ៉ាងស្ងៀមស្ងាត់គាត់ជិះចណ្ដើរយន្តចុះក្រោមទ្វារបើកចំបន្ទប់ក្រោមដីដងងងឹតនារីម្នាក់បានចេញមកស្វាគមន៍គាត់គ្រូពេទ្យផ្សេងទៀតនៅខាងក្នុងកំពុងតាមដានសញ្ញាជីវិតគាត់ប្រាប់ពួកគេថាគាត់ត្រៀមខ្លួនរួចរាល់ហើយសំឡេងមួយបានបញ្ជាឲ្យពួកគេចាប់ផ្ដើមការបញ្ចូលឈាមភ្លាមឈីងដេកលើក្រែខណៈបំពង់ទុយោត្រូវបានភ្ជាប់ទៅនឹងដៃរបស់គាត់និយាយទាំងក្តីសង្ឃឹមថាគាត់មានទំនុកចិត្តខ្លះៗហើយគាត់នឹងក្លាយជាអ្នកខ្លាំងបំផុតមិនខានពេលការបញ្ចូលឈាមចាប់ផ្ដើមគាត់ហៅរកប៉ារបស់គាត់យ៉ាងស្រទន់ពេលក្រោយមកពួកគេបានទៅដល់កន្លែងហ្វឹកហាត់ដ៏ស្ងប់ស្ងាត់មួយភ្នំបាំងទាស្ពាបជំវិញហើយទីវាលនេះពិតជាល្អអត់ខ្ចោះសម្រាប់ការហ្វឹកហាត់ជាមួយគ្នាពួកគេក៏សម្គាល់ឃើញថាជញ្ជាំងថ្មអាចលាក់បាំងពួកគេបានហើយថែមទាំងមានផ្លូវរត់គេចខ្លួនតាមរយៈទឹកទៀតផងពួកគេឯកភាពគ្នាថាទីកន្លែងដែលបបៅឲ្យនោះគឺពិតជាល្អមែន Garfield គិតថាគេជាមនុស្សល្អតែឈិនរអ៊ូទាំថាគេគ្រាន់តែជាមនុស្សខូចប៉ុណ្ណោះមួយសម្លឹងមើលជុំវិញរួចពោលថាសាលានេះពិតជាធំសម្បើមហួសចិត្តមែនបន្ទាប់មកគេងាកមករកឈិនហើយប្រាប់ថាគេនឹងសងគុណដែលបានជួយសង្គ្រោះគេនឹងដាស់គេសន្យាថានឹងប្រើចំណេះដឹងទាំងអស់ដើម្បីជួយវឹកហាត់សត្វចិញ្ចឹមរបស់ឈិនឲ្យអស់ពីសមត្ថភាពគេសួរថាសត្វនោះជាអ្វីនាគតូចក៏បង្ហាញខ្លួនយ៉ាងគួរឲ្យស្រឡាញ់ជាការពិតណាស់មួយពិតជាភ្ញាក់ប្រោខ្លាំងមែនទែនគាត់ដកដង្ហើមវែងហើយនិយាយយ៉ាងទន់ភ្លន់ថាគាត់នឹងមិនរើសអើងវាទេទោះវាជានាគក៏ដោយអ្វីដែលគួរឲ្យអស់សំណើចនោះគាត់បានបដូរសម្លៀកបំពាក់ជាអ្នកបង្ហាត់សៀកយ៉ាងស្រស់សង្ហាឈិនស្រែកប្រាប់ដោយអស់សំណើចថាមិនបាច់ពាក់ដល់ថ្នាក់នឹងទេមួយធ្វើមិនដឹងរួចសួរតែញញឹមថាតើឈិនចង់បង្ហាត់ឲ្យវាចេះហោះហើរដែរឬទេតាមដែលដឹងកូននាគតូចដ៏គួរឲ្យស្រឡាញ់នេះហោះហើរនៅយប់នោះគឺដោយសារតែវាស្ថិតនៅក្នុងគ្រោះថ្នាក់តែប៉ុណ្ណោះដូច្នេះវាមិនទាន់ចាត់ទុកថាជាការចេះហោះហើរយ៉ាងពិតប្រាកដនៅឡើយទេគាត់ពន្យល់យ៉ាងទន់ភ្លន់ថាសត្វភាគច្រើនតែងតែខ្លាចការហោះហើរព្រោះវាហត់ខ្លាំងណាស់ហើយត្រូវការណែនាំដោយភាពអត់ធ្មត់និងក្តីស្រឡាញ់បំផុតមកនឹងឈានដល់ជំហាននោះគាត់ណែនាំឲ្យឈិនបង្កើតចំណងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយកូននាគជាមុនសិនគោលដៅដំបូងដ៏សាមញ្ញគឺត្រូវធ្វើឲ្យកូននាគតូចនោះស្គាល់សម្លេងផ្លុំកញ្ចែរបស់ឈិនពេលឈិនសួរពីវិធីសាស្ត្រមួយបានប្រាប់ឲ្យគាត់ផ្លុំកញ្ចែជាចង្វាក់ដ៏ពីរោះមួយជារៀងរាល់ពេលដែលគាត់បញ្ចុកចំណីវាដោយក្តីស្រឡាញ់យូរទៅចំណងនឹងកើតឡើងហើយវានឹងស្ដាប់បង្គាប់ទោះគ្មានចំណីក៏ដោយបន្ទាប់មកពួកគេនឹងបង្កើនចម្ងាយបន្តិចម្ដងយ៉ាងយឺតចាប់ផ្ដើមពី100ម៉ែត្ររហូតឈានដល់1000ម៉ែត្រយ៉ាងស្រស់ស្អាតឈិនចាប់ផ្ដើមប្លង់កញ្ចែហើយរត់ចូលទៅក្នុងព្រៃដ៏ស្រស់បំព្រងមួយយ៉ាស្រែកលើកទឹកចិត្តឲ្យគាត់រត់ទៅមុខទៀតកូននាគទូចស្រែកយំយ៉ាងគួរឲ្យស្រឡាញ់ហើយហោះតាមសំឡេងនោះម៉ាយ៉ាញញឹមជំរុញឲ្យពួកគេបន្តទៅមុខឥតឈប់ឈរប៉ុន្មានម៉ោងក្រោយមកកាហ្វៀស្រាប់តែស្រែកសួរទាំងអស់សំណើចថាតើពួកគេមិនគិតចង់ញ៉ាំអាហារទេឬអីត្រឡប់មកថ្នាក់វិញឆេនគីងលក់ស្លាប់លើតុយ៉ាងគួរឲ្យអាណិតបំផុតលោកគ្រូហៅឈ្មោះគាត់ទាំងខឹងសម្បាហើយសួរថាតើមេរៀននេះគួរឲ្យធុញថ្នាក់នឹងមែនទេគាត់ស្ដីបន្ទោសឈិនយ៉ាងខ្លាំងដែលបាត់មុខពេញមួយខែហើយមកដេកលក់នៅថ្ងៃចូលរៀនដំបូងបែបនេះលោកគ្រូបញ្ជាឲ្យក្រោកឈរឈិនក្រោកឡើងសុំទោសយ៉ាងទន់ភ្លន់ដោយសារតែការវឹកហាត់ពិតជាធ្វើឲ្យគាត់ហត់នឿយខ្លាំងពេកលោកគ្រូបានសើចចំអស់ឲ្យគាត់ហើយសួរថាតើសិស្សបាត់ថ្នាក់រូបនេះខំប្រឹងហ្វឹកហាត់ដើម្បីអ្វីទៅសិស្សក្នុងថ្នាក់សើចចំអកគ្រប់គ្នាតែលោកគ្រូមិនខ្វល់រួចប្រាប់ឲ្យឈិនបកស្រាយពីការបំផ្លាញខ្លួនជាសត្វលោកគ្រូព្រមានពីពិន័យប្រសិនបើឆ្លើយមិនបានចំណែកឈិនគ្រាន់តែអេះក្បាលតិចយ៉ាងគួរឲ្យខ្នាញ់អ្នកដឹងទេក្រោយពីលាក់ខ្លួនជាង1ខែទីបំផុតកូននាគដ៏គួរឲ្យស្រឡាញ់មានកន្លែងរស់នៅដ៏កក់ក្ដៅមួយហើយ
ដើម្បីការពារកុំឲ្យត្រូវគេដេញចេញពីសាលាដោយសារតែអវត្តមានច្រើនពេកគាត់ត្រូវតែបង្ហាញមកខ្លះៗនៅក្នុងថ្នាក់រៀន ដើម្បីប៉ារបស់គាត់មិនអាចបោះបង់សាលានេះទេហើយគាត់ត្រូវតែក្លាយជាមនុស្សដែលរឹងមាំបំផុតឲ្យទាល់តែបាន គាត់ឆ្លើយយ៉ាងរលូនថាការបំផ្លែងខ្លួនជាសត្វគឺផ្ដើមចេញពីចំណងមនោសញ្ចេតនារវាងមនុស្សនិងសត្វ វាជាការតបជាប់ទាំងអារម្មណ៍និងហ្សែនដ៏ជ្រាលជ្រៅដើម្បីអាចទទួលបានថាមពលដ៏អស្ចារ្យ គាត់គិតក្នុងចិត្តដោយស្ងៀមស្ងាត់ថានៅពេលដែលនរណាម្នាក់ទទួលបានការបំផ្លែងខ្លួនជាសត្វណាមួយហើយពួកគេនឹងមិនអាចស្រូបយកថាមពលពីសត្វប្រភេទផ្សេងទៀតបានឡើយគាត់បន្ថែមតិចៗថាកាលពី1 ខែមុនវាត្រឹមជាសុបិនប៉ុន្តែពេលនេះគាត់ពិតជាអាចមើលឃើញពន្លឺនៃក្តីសង្ឃឹមហើយ គាត់ទទួលស្គាល់ថាទោះការហ្វឹកហាត់អាចជួយបានតែវានៅតែមានអាចកំបាំងដ៏ស្រស់ស្អាតជាច្រើនទៀតដែលមិនទាន់ដឹង គាត់ដឹងច្បាស់ថាគាត់មិនអាចលាក់ខ្លួនជារៀងរហូតបានទេគាត់ត្រូវការលុយខ្លាំងណាស់ដើម្បីព្យាបាលរ៉ូប៊ីនិងទិញទឹកដោះគោឲ្យកូននាគទូចលោកគ្រូនិងសិស្សគ្រប់គ្នាគៀងនិយាយលេងចេញពេលដឹងថាចម្លើយដ៏កក់ក្ដៅរបស់ឈិនគឺទ្រាំទ្រូវឥតខ្ចោះឈិនបន្តនិយាយយ៉ាងជក់ចិត្តទៀតថានៅពេលដែលអត្រាបំផ្លាញខ្លួនឈានដល់ 50% ស្រាប់តែមានរឿងមួយកាត់ផ្ដាច់សម្ដីគាត់ភ្លាមសិស្សគ្រប់គ្នាភ័យស្លន់ស្លោដោយគិតថាវាជាការរុនជួយដីពួកគេឃើញនរណាម្នាក់ដើរកាត់ខាងក្រោយសិស្សនៅតាមច្រករបៀងចង្អុលទៅមើលផ្លាកសញ្ញាពណ៌មាសដ៏ទាក់ទាញមួយពួកគេខ្សឹបខ្សៀវគ្នាថាវាជានិមិត្តសញ្ញាមកពីសាលាឥស្រីជនដ៏ខ្ពង់ខ្ពស់សិស្សម្នាក់ពន្យល់ទាំងហួសចិត្តថានៅសាលាធម្មតារបស់ពួកគេនេះអត្រាបំផ្លាញខ្លួនភាគច្រើនគឺកម្រនឹងលើសពី 15% ណាពួកគេរៀននៅសាលាកម្រិតទាបបំផុតខណៈដែលនៅពីលើពួកគេគឺជាពិភពលោកមួយផ្សេងទៀតដ៏អស្ចារ្យនោះគឺសាលាអិសរជនកន្លែងនោះពោពេញទៅដោយកំពូលមនុស្សដែលមានអត្រាបំផ្លែងខ្លួនលើសពី 50% ឡើងទៅគ្រប់គ្នាសង្ស័យថាហេតុអីមនុស្សពីទីនោះមកទីនេះស្រាប់តែពេលនោះទ្វារថ្នាក់រៀនក៏របើកឡើងយឺតអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅសិស្សសង្ហាឈ្មោះកៅម៉ាងឈានជើងចូលមកអោមដោយបុរសចំណាស់ម្នាក់សំឡេងដ៏ត្រជាក់ស្រេបរបស់គេបានប្រកាសថាគេត្រូវការកូនសត្វព្រៃដ៏គួរឲ្យស្រឡាញ់3ក្បាលលោកគ្រូបើកភ្នែកធំស្រឡំកាំងពេលបានឃើញសិស្សឆ្នើមពីរាជវាំងអ៊ីស្រស់ជនដ៏ស្រស់ស្អាតសំឡេងខ្សឹបខ្សៀវបន្លឺឡើងដូចមេអំបៅហើពេលគ្រប់គ្នាស្គាល់ថាគេគឺសៀវមីងជាម្ចាស់កំណត់ត្រាក្មេងជាងគេដែលមានអត្រាបំផ្លែងកាយជាសត្វលើសពី 50% ផ្ទៃមុខដ៏ស្រស់សង្ហារបស់ឈិនប្រែជាស្លេកសាំងពេលឃើញផ្លាកសញ្ញានោះ លោកគ្រូបែកញើសដោយភាពភ័យបារម្ភព្រមទាំងសួរមុងដោយទន់ភ្លន់ពីគោលបំណងរបស់គេមុងនិយាយថាគេត្រូវការកូនជាម3សម្រាប់ការសាកល្បងភាពភ័យខ្លាចបានរសាត់ពេញថ្នាក់រៀនដ៏ស្ងាត់ជ្រងំគ្រប់គ្នាដឹងថាវាជាហ្គេមប្រមាញ់ដ៏សាហាវខូខើដែលប្រៀបដូចជារបាំមច្ចរាជនៃសត្វព្រៃអញ្ចឹង សាសានុសិស្សប្រាប់គ្នាថានេះជាការសាក់លបងរបស់សិស្សឆ្នើមដែលអ្នកចូលរួមត្រូវចាត់ទុកដូចជាផ្កាដែលគេបោះចោល អ្នកខ្លះត្រឡប់មកវិញដោយមិនគ្រប់លក្ខណៈឯអ្នកខ្លះទៀតត្រូវបាត់បង់ជីវិតយ៉ាងសោកសៅត្រឹមតែដើម្បីការប្រឡងមួយ បបោះមាត់ដ៏ស្រស់ស្អាតរបស់ម៉ាំងបានពោលយ៉ាងត្រជាក់ថាពលរដ្ឋថ្នាក់ទាបដោយពួកគេគ្រាន់តែជារបស់ប្រើចោល សិស្សគ្រប់គ្នាគៀងបេះដូងស្រឡាញ់កាំងនឹងភាពត្រជាក់ស្រេបរបស់គេដែលមើលរំលងជីវិតពួកគេហើយមិនចាត់ទុកពួកគេជាមនុស្សទាល់តែសោះអ្នកបម្រើបានអោនទៅចិត្តហើយខ្សឹបប្រាប់គេយ៉ាងថ្នមកុំឲ្យនិយាយបែបនេះ มึงប្រាប់សិស្សក្នុងថ្នាក់យ៉ាងសាមញ្ញឲ្យធ្វើពុតជាមិនបានលឺរឿងអ្វីទាំងអស់ បន្ទាប់មកគេក៏ផ្ដល់ប្រាក់រង្វាន់ប្រមាណ 200,000 ដល់អ្នកដែលត្រូវបានជ្រើសរើសហាក់ដូចជាកំពុងទិញជីវិតពួកគេអ្នកបម្រើរបស់គេបានប្រមានយ៉ាងទន់ភ្លន់ម្ដងទៀតកុំឲ្យនិយាយពាក្យបែបនេះ បរិយាកាសក្នុងថ្នាក់ប្រែជាតានតឹងនឹងគំនុំដោយគិតថាទង្វើនេះពិតជាហួសហេតុពេកហើយ ប៉ុន្តែសម្រាប់ឈិនគេមើលឃើញថាវាជាឱកាសរកប្រាក់តែក៏សម្រេចចិត្តយ៉ាងប្រុងប្រយ័ត្នថាវាមិនទាន់សមនឹងការប្រថុយជីវិតឡើយចាំមើលណាភ្លាមនោះសិស្សម្នាក់វាយតុកយ៉ាងខ្លាំងហើយស្រែកថាស្ថានភាពនេះវាជារឿងដ៏គួរឲ្យអស់សំណើចគេបានសួរដេញដោលពីសិទ្ធិដែលយកសិស្សធ្វើជាការកំសាន្តហើយនិយាយទាំងឈឺចាប់ថាច្បាប់នេះគួរតែត្រូវបានលុបបំបាត់តាំងពីយូរណាស់មកហើយ
មុនពេលគេនិយាយចប់អ្នកបម្រើរបស់មុងបានតែឈរពីក្រោយរួចវាយប្រហារគេដោយក្រញ៉ាំដៃដ៏មុតស្រួចធ្វើឲ្យសិលម្នាក់នោះដួលសន្លប់ទៅអ្នកបម្រើបានសុំទោសគ្រូដោយភាពស្ងប់ស្ងាត់បំផុតដោយប្រាប់ថាគេគ្រាន់តែជួយរក្សាសណ្ដាប់ធ្នាប់ក្នុងថ្នាក់ប៉ុណ្ណោះលោកគ្រូប្រញាប់ឆ្លោយទាំងភ័យខ្លាចថាលោកនឹងសហការគ្រប់យ៉ាងសិស្សក្នុងថ្នាក់ធ្លាក់ក្នុងភាពស្ងៀមស្ងាត់ដោយដឹងច្បាស់ពីគម្លាតអំណាចដ៏គួរឲ្យសោកសៅនេះម៉ងតែដៃរបស់គេធ្នមហើយចាប់ផ្ដើមជ្រើសរើសកូនសត្វព្រៃដ៏កំសត់គេចង្អុលទៅសិស្សមាធំដែលមានទម្រង់ជាក្រពើបន្ទាប់មកសត្វបង្រួលនិងនារីម្នាក់ដែលមានការបំផ្លែងកាយជាសត្វស្កាំងសិស្សដែលត្រូវគេជ្រើសរើសឈោគៀងដោយក្តីតក់ស្លុតស្រាប់តែក្មេងប្រុសកាពើនោះលើកដៃឡើងដោយភាពអស់សង្ឃឹមហើយអះអាងថាគេស្គាល់នរណាម្នាក់ដែលស័ក្តិសមជាងនេះគេចង្អុលត្រង់ទៅកាន់ជីនហើយនិយាយថាគេនេះហើយជាកូនសត្វព្រៃដ៏ល្អឥតខ្ចោះមុងក្រវីស្មាហើយនិយាយថាបន្ថែមមួយទៀតក៏មិនមានបញ្ហាអ្វីដែររួចសិស្សក្រពើនោះក៏សើចឡើងលោកគ្រូបញ្ញាប់បញ្ជាឲ្យសិស្សដែលត្រូវបានជ្រើសរើសទាំងអស់ដើរតាមមុងទៅមុនពេលចាក់ចេញឆេនបានលើកដៃឡើងគេនិយាយថាគេមានសំណួរមួយចង់សួរគេបានបញ្ជាក់ថាក្នុងការប្រឡងនេះពួកគេគឺជាសត្វព្រៃដែលត្រូវរត់គេចខណៈពេលដែលមុងតាមប្រមាញ់ពួកគេបន្ទាប់មកគេសួរទាំងញញឹមថាតើនឹងមានអ្វីកើតឡើងប្រសិនបើកូនសត្វព្រៃសម្លាប់អ្នកប្រមាញ់វិញនោះមុងសម្លឹងមើលគេដោយការភ្ញាក់ផ្អើលសិស្សដែលត្រូវបានជ្រើសរើសផ្សេងទៀតមិនគួរឲ្យជឿនឹងអ្វីដែលជីនទើបតែនិយាយសោះមុងកោតសរសើរភាពក្លាហានរបស់ជីនជាការតបស្នងគេសន្យាថានឹងឲ្យថ្នាំវិវត្តមួយដបបន្ថែមដល់គេអ្នកបម្រើប្រកែកភ្លាមដោយនិយាយថាថ្នាំនោះគឺពិតជាមានតម្លៃខ្លាំងណាស់មុងសួរយ៉ាងត្រជាក់ស្រេបថាតើគេត្រូវការអនុញ្ញាតដែរឬទេអ្នកបម្រើក៏ឆ្លើយថាទេមេបាមួយសន្ទុះក្រោយមកពួកគេត្រូវបាននាំទៅកាន់ចំណោទមួយអែលសុនមានទីលានហ្វឹកហាត់ផ្សេងគ្នា12នៅក្នុងព្រៃនេះទីតាំងទី1គឺជាកន្លែងដែលនាគតូចដ៏គួរឲ្យស្រឡាញ់កំពុងលាក់ខ្លួនចំណែកទីលានហ្វឹកហាត់ទី5គឺជាវាលថ្ងដាដ៏សែនធំលំវើងតាមដានជាមួយខ្ញុំបន្តទៀតណាហួសពីនោះគឺសាលាទី2និងសាលាសិស្សឆ្នើមបន្ទាប់មកម៉ាំងក៏ចាប់ផ្ដើមបញ្យល់ពីច្បាប់ល្បែងអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅល្បែងប្រដេញគ្នាដ៏រំភើបចាប់ផ្ដើមកូនប្រានមានពេលរត់30នាទីមុនគេបើកិច្ចផុត3ម៉ោងនោះជាជ័យជំនះដ៏ផ្អែមរហីមគេបានខ្សឹបប្រមានកុំឲ្យនៅស្ងៀមបើចាប់បានគេនឹងបញ្ជូនពួកគេទៅដេកសម្រាកលើគ្រែរហូតកន្លះឆ្នាំពេញគេប្រាប់ថារួតពួនឬប្រើល្បិចអ្វីក៏បានទាំងអស់ឬក៏អាចសាក់លបងវិធីដែលឈិនធ្លាប់បានបញ្ឆោតគឺវាយផ្ដួលគេតែម្ដងតែឱកាសឈ្នះគឺមានត្រឹមតែ 0.0001% ប៉ុណ្ណោះឈិនលួចគិតក្នុងចិត្តថាតាមកាយវិការមុននេះអ្នកបម្រើច្បាស់ជាមិនបណ្ដោយឲ្យមុងបរាជ័យឡើយពេលនោះល្បែងក៏ចាប់ផ្ដើមពិតមែន Crocodile រអ៊ូថាពួកគេគ្មានផ្លូវឡើងទៅលើបានទេស្រាប់តែពេលនោះអ្នកបម្រើដែលជាសត្វទីទុយចំណាស់មានស្លាបធំសម្បើមបានឆក់ចាប់យកពួកគេដោយក្រញ៉ាំយ៉ាងណែនគេសួរចៅហ្វាយនេះក្មេងរបស់គេដោយទន់ភ្លន់ថាតើត្រូវការឲ្យជួយនាំឡើងទៅលើដែរឬទេម៉ងបដិសេធដោយប្រាប់ថាគេនឹងឡើងទៅដោយខ្លួនឯងដើម្បីកម្ដៅសាច់ដុំតិចទីទុយចំណាស់ក៏ហោះពួងពួកគេឡើងទៅលើអាកាសដល់ចំណុចខ្ពស់មួយគេស្រាប់តែប្រឡែងដៃចោលពួកគេធ្លាក់ពីលើមេឃស្រែកយ៉ៃឡើងយ៉ាងរន្ធត់ពួកគេបានធ្លាក់មកទង្គិចដល់ទីលានហ្វឹកហាត់ទី5ដែលគេស្គាល់ថាជាវាលថ្មមុងឈមមើលពីចម្ងាយយ៉ាងស្ងប់ស្ងាត់មុននឹងសម្រេចចិត្តដោះសម្លៀកបំពាក់របស់គេចេញម្ដងមួយរាងកាយដ៏រឹងមាំរបស់គេក៏ប្រែក្លាយទៅជាសត្វស្វាយ៉ាងអស្ចារ្យនៅវាលថ្មទីលានទី5ក្រកូដាស្រែកប្រាប់ឲ្យគ្រប់គ្នារត់ចេញដោយសង្កត់ធ្ងន់ថាត្រូវទប់ឲ្យបាន3ម៉ោងប៉ុណ្ណោះក្នុងចិត្តគេលួចត្រេកអរដែលបានអូសទាញឈិនមកធ្វើជាធ្នាក់តាក់ទាញចំណាប់អារម្មណ៍គេជឿថាជីនអាចជួយពន្យាពេលបានបន្តិចផែនការគេគឺមិនចាំបាច់រត់លឿនជាងសត្វសាហាវនោះទេតែត្រូវលឿនជាងអ្នកនៅក្បែរខ្លួនចំណែកជីនវិញដឹងច្បាស់ថាមួងមិនចាត់ទុកពួកគេជាកាកគំរាមកំហែងសោះឡើយគេសូម្បីតែមិនខ្វល់នឹងដកហូតយកទូរស័ព្ទរបស់ពួកគេផងឈិនក៏ដឹងដែរថាទីទុយចំណាស់នៅខាងលើច្បាស់ជាតាមសម្លឹងមើលគ្រប់សកម្មភាពទាំងអស់មិនខានឈិនទាញទូរស័ព្ទទេទៅហ្គាហ្វៀលនាងភ្ញាក់អើលហើយសួរភ្លាមថាគេបាត់តាណាពេលប្រាប់ពីល្បែងបដិញគ្នានេះនាងហាក់រន្ធត់ចិត្តហើយប្រាប់ថាគេច្បាស់ជាចប់មិនខានទេ
នាងថែមទាំងលៀងសើចថានាងនឹងជួយមើលថែនាគទូចបន្ទាប់ពីគេបានស្លាប់បាត់ទៅគេតបវិញថាខែនេះគេនៅសល់ភ្លើងនាគ45វិនាទីទៀតដូច្នេះការយកជីវិតរស់ប្រហែលជាមិនមានបញ្ហាអ្វីឡើយយ៉ាងណាក្តីគេសារភាពថាត្រូវការជំនួយបន្ថែមហើយពឹងឲ្យ Garfield ជួយតាក់ទងមនុស្សម្នាក់ឲ្យញាក់មកមើលគ្រប់កដៃនឹងញាក់ផ្សេងទៀតវិញពួកគេក៏ឈប់ដើម្បីដកដង្ហើមបន្តិច Crocodile គេថាគេបានរត់មកឆ្ងាយល្មមហើយអ្នកដែលចាញ់ច្បាស់ជានៅពីក្រោយយ៉ាងឆ្ងាយគេលួចបន្ទោសក្នុងចិត្តថាវាជាកំហុសរបស់ឈិនដែលអត់បានការអ្វីសោះដោយគិតថាលោកកៃនេះគឺសាហាវខូខើបែបនឹងឯងតែគេស្រាប់តែញ័រខ្លួនពីឈិនលិចមុខមកពីក្រោយហើយខ្សឹបប្រាប់ថាការរត់បំបីគ្នាបែបនេះមិនបានផលទេ Crocodile ងាកមកទាំងកំហឹងសួរកំហុកថាម៉េចបានជាគេមកទីនេះឈិនមិនខ្វល់នឹងគេទេហើយបញ្យល់យ៉ាងត្រជាក់ថាទោះបីក៏បីព្រៃមានកម្លាំងខ្លាំងជាងសត្វតោពិតមែនក៏វានៅតែធ្លាក់ខ្លួនជាចំណីដោយសារតែភាពភ័យខ្លាចពីធម្មជាតិរបស់វាគេប្រាប់ថាពួកគេមានប្រៀបជាងហើយជំរឿនល្អបំផុតគឺត្រូវចាប់ដៃគ្នាហើយវាយបកត្រឡប់ទៅវិញ Crocodile កាន់តែខឹងសម្បាតែត្រូវគេមើលរំលងបែបនេះមុនពេលគេអាចវាយប្រហារឈិនបានលូកដៃចាប់ច្របាច់មុខរបស់គេបញ្ឈប់សកម្មភាពភ្លាមតែម្ដងឈិនសម្លឹងចំភ្នែកហើយប្រាប់ថាគេដឹងពីល្បិចកខ្វក់ទាំងអស់នោះហើយគេមិនខ្វល់បន្តិចសោះឡើយគេខ្សឹបបន្ថែមថាគេគ្មានពេលបញ្យល់ច្រើនទេតែមានរឿងតែមួយគត់ដែលក្រកដៃត្រូវតែយល់ឲ្យច្បាស់នៅពេលនេះគឺត្រូវស្ដាប់បញ្ជាឈិនចាប់ពីពេលនេះទៅងាកទៅកន្លែងផ្សេងមឿងកំពុងបោះជំហានកាត់វាលថ្មយ៉ាងស្ងប់ស្ងាត់គេឈប់ងាប់ពេលដឹងឮសំឡេងកម្រើកតិចនៅក្បែរនោះចាំមើលណាអ្នកទាំងអស់គ្នាភ្លាមនោះឈិនក៏ស្ទុះចេញពីកន្លែងពួនហើយសម្រុកចូលទៅវាយប្រហារគេយ៉ាងគៀកបំផុតមឹងប្រតិកម្មតភ្លាមងាកមកទទួលការវាយប្រហោដ៏គួរឲ្យភ្ញាក់ផ្អើលនេះពេលឈិនចូលមកគៀបបង្កើយគេក៏ពោលសរសើរថាការវាយប្រហារចំពីមុខបែបនេះគឺពិតជាក្លាហានមែនឈិនញញឹមតបវិញថាគេនឹងមិនដឹងលទ្ធផលទេលុះត្រាតែបានសាក់លបងដោយផ្ទាល់មកមើលទាំងអស់គ្នាគេចង់ឃើញគម្លាតរវាងខ្លួននិងបុរសដ៏អស្ចារ្យម្នាក់នោះគេនៅតែបន្តសម្រុកប៉ុន្តែមុងកិច្ចវេះយ៉ាងទន់ភ្លន់ព្រោះចលនារបស់ឈីននៅយឺតពេកមុងញញឹមចោកអកតិចដល់ខ្សឹបថាជំនាញរបស់គេមិនស៊ីគ្នានឹងភាពជឿជាក់សោះគេថែមទាំងសួរឌឺដងថាតើឈីនមិនអាចបង្ហាញទម្រង់ពិតជាសត្វសាហាវបានទេឬយ៉ាងណាបេះដូងឈីនធ្លាក់ខ្ទប់ពេលដឹងថាគូប្រកួតលឿនហួសហេតុហើយខ្លួនមិនអាចប៉ះគេបានសំបីបន្តិចពេលនោះមុងក៏បណ្ដោយឲ្យកណ្ដាប់ដៃប៉ះផ្ទៃមុខរបស់គេរួចលួចខ្សឹបយ៉ាងស្រទន់ថាការប៉ះនេះស្រាលពេកហើយគេប្រាប់ថាឈីនពិតជាគួរឲ្យធុញដោយចលនារហ័សគេប្រើកន្ទុយវារុនឈីនឲ្យហោះទៅឆ្ងាយយ៉ាងឯកោស្រាប់តែក្រពើលិចមុខពីក្រោយការរំខានជាក្រុមនេះធ្វើឲ្យមុងលួចញញឹមគួរឲ្យខ្នាញ់មុងបានទាត់ចង្ការរបស់គេហើយសង្កត់ផ្ទប់ទៅនឹងដីយ៉ាងខ្លាំងក្លាស្កាំងនិងប៉ាំងកាឡង់ក៏ស្ទុះចូលមកជួយភ្លាមមុនពេលពួកគេអាចធ្វើអ្វីបានមុងបានរុំពាត់អ្នកទាំងពីរដោយដៃនិងកន្ទុយដ៏រឹងមាំរបស់គេបាត់ទៅហើយគេបានសង្កត់ក្រពើនៅក្រោមជើងហើយចាប់កអ្នកទាំងពីរព្យួរជាប់នៅលើអាកាសយ៉ាងតាក់ទាញគេសើចតិចហើយខ្សឹបថាវានៅតែគួរឲ្យធុញដដែលប៉ុន្តែគេត្រូវភ្ញាក់ផ្អើលពេលឈិនបង្ហាញខ្លួនម្ដងទៀតហើយប្រកាសយ៉ាងអង់អាចថាដល់ពេលសម្រាប់វគ្គទី2ហើយលើកនេះកំឡោះសង្ហាររបស់យើងបានសម្រេចចិត្តផ្លាស់ប្ដូររូបរាងទៅជានាគក្រៀកដ៏ស្រស់សង្ហាហើយមុងសង្កេតឃើញថាឈិនប្រើមិត្តភ័ក្តិគ្រាន់តែដើម្បីបើកផ្លូវនេះបញ្ជាក់ថាគេមិនមែនជាមនុស្សល្អពេកនោះទេទូយ៉ាងណាគេនៅតែជឿថាឈិនទុនខ្សោយពេកទើបគេមិនចង់សំបីតែការពារខ្លួនតែគេនឹកស្មានមិនដល់សោះការវាយប្រហាររបស់ឈិនចំខ្នងគេពេញទំហឹងធ្វើឲ្យគេក្អកចាញ់មកមេធាបានត្រឹមឈោមើលយ៉ាងស្ងៀមស្ងាត់ពេលឃើញឱកាសមកដល់ឈិនក៏ស្រែកប្រាប់សម្ព័ន្ធមិត្តរបស់គេឲ្យចាប់ផ្ដើមព្រមគ្នាពីចម្ងាយទិដ្ឋភាពរបស់លោកតាប៉ាក់សីត្រូវបានបាំងចិត្តដោយផ្ទាំងថ្មเต็มស្រុងគាត់លួចគិតក្នុងចិត្តថាតើមុងត្រូវគេលបួងមកទីនេះដោយចេតនាឬយ៉ាងណាក្តីគាត់នៅតែជឿជាក់ថាម្ចាស់ក្មេងរបស់គាត់អាចដោះស្រាយរឿងនេះបានក្រពើបានចាក់សោជើងរបស់មុងជាប់ចំណែកស្កាំងក៏បន្តដោយការគប់គ្រាប់បែកក្លិនពិសេសរបស់នាងភ្លាមពពកអាពណ៌បៃតងបានសាយភាយគ្រាប់ដណ្ដប់ពេញបរិវេណនោះ
មុងដកខ្លួនចេញដោយការខ្ពើមរអើមរួចត្អូញត្អែពីក្លិនដ៏អាក្រក់ដែលធ្វើឲ្យផ្សាភ្នែករបស់គេប៉ាំងហ្គាឡង់ជាអ្នកបន្តគេស្ទុះជួយ៉ាងលឿនរួចវាយសម្រុកទៅលើមុងឥតឈប់ឈរដោយសារតែទីតាំងតូចចង្អៀតការសហការគ្នារបស់ពួកគេពិតជាមានប្រសិទ្ធភាពមែនមុងទទួលស្គាល់ថាពួកគេសហការគ្នាបានល្អតែការវាយប្រហារតូលគឺនៅតែខ្សោយខ្លាំងណាស់គ្រប់យ៉ាងហាក់ដូចជាការក្រាក់ប៉ុណ្ណោះគេថែមទាំងប្រាប់ថាគេអាចរើបំរាស់បានគ្រប់ពេលប៉ុន្តែនៅក្នុងចិត្តរបស់គេអ្នកដែលរំខានបេះដូងបំផុតគឺឈិនព្រោះឈិនចេះតែឆ្លៀតចូលមកវាយកាត់ផ្ដាច់ចង្វាក់វាយបករបស់គេជានិច្ចក្រពើបានខំជើងមុងយ៉ាងជាប់ពេលបង្វិលគេជុំវិញការឈឺចាប់នេះធ្វើឲ្យមុងស្រែកឡើងទាំងក្តុកក្តួលគេសឹងតែមិនជឿនឹងភ្នែកសោះទីតាំងទាំងមូលពោពេញដោយធូលីនិងផ្សែងនៃភាពវឹកវរដ៏រ៉ូម៉ាន់ទិកនេះរហូតទាល់តែមុងផ្លុងកញ្ចៃយ៉ាងខ្លាំងក្លាពួកក្រពើស្កាំងនិងប៉ាំងកឡុងគិតថាពួកគេឈ្នះបាត់ទៅហើយតែឈីមមានអារម្មណ៍ថាខុសប្រក្រតីស្រមោលពីរក៏លេចឡើងពីលើពួកគេយ៉ាងគួរឲ្យព្រឺសម្បុរភ្លាមនោះសត្វស្វាដ៏ធំមួយកាន់លំពែងនិងខែលបានលេចរូបរាងឡើងវាបានវាយក្រពើមួយដៃយ៉ាងធ្ងន់ធ្វើឲ្យបែកដីខ្ចាយចំណែកអ្នកផ្សេងទៀតត្រូវស្វាមួយក្បាលទៀតវាយចំដូចគ្នាឈិនពិតជាភ្ញាក់ផ្អើលខ្លាំងសត្វស្វានោះបានឈរពាំងពីមុខមុងដើម្បីការពារគេយ៉ាងកក់ក្ដៅបេះដូងឈិនលោតញាប់ពេលដែលបានដឹងថាមុងក៏មានសត្វចិញ្ចឹមប្រយុទ្ធដូចគ្នាដែរហើយគឺមានដល់ទៅ2ក្បាលឯណោះពួកយើងដឹងហើយថារឿងនេះកាន់តែរំភើបហើយមុងប្រាប់ថាមុននេះគ្រាន់តែជាការសាក់លបងស្នេហ៍លេងប៉ុណ្ណោះគេមិនចង់កាចសាហាវទេតែពេលនេះគេបានបដូរចិត្តបាត់ទៅហើយគេប្រាប់ថានឹងសម្លាប់ពួកគេចោលទាំងអស់សត្វស្វាធំទាំងនោះក៏ស្ទុះពីសងខាងចូលមករកឈិនយ៉ាងគៀកកិតឈិងបានខំដៃខ្លួនឯងហើយបើកដំណើរការទម្រង់ពិសេសរបស់គេស្ទើរតែត្រូវស្វាមួយក្បាលវាយចំទៅហើយតែប៉ាំងកឡុងបែរជាទទួលរងជំនួសទៅវិញយ៉ាងកំសត់ស្វាមួយទៀតក៏វាយចំស្កាំងជំនួសគេដែរឈិនបានត្រឹមហុចដៃត្រកងអ្នកទាំងពីរយ៉ាងថ្នាក់ថ្នមស្របពេលនោះក្រូកូដាយបានស្រែកហៅរកជំនួយទោះបីជាបេះដូងរបស់គេពិតជាមិនចង់លូកដៃជួយក៏ដោយសត្វស្វាតូចមួយក្បាលបានបញ្ចេញក្បាច់វីប្រហារយ៉ាងជ្រៅនិងមុតស្រួចកម្លាំងដ៏ខ្លាំងក្លាមួយបានហែកច្រែកផ្ទាំងថ្មយ៉ាងត្រជាក់ដាច់ក្តៅកគុកឈិនដឹងច្បាស់ថាការវីប្រហារនិងការពារនេះគឺល្អឥតខ្ចោះគ្មានចន្លោះឲ្យគេតបតបានឡើយហើយថាមពលរបស់គេអាចទប់ទល់បានត្រឹមតែ45វិនាទីប៉ុណ្ណោះគេបានគិតចង់រត់គេចចេញប៉ុន្តែបេះដូងរបស់គេមិនអាចទទួលយកការចោះចាញ់នេះបានឡើយគេកំពុងតែរងចាំវត្តមានរបស់នរណាម្នាក់ដោយក្តីសង្ឃឹមចំណែកឯតាចាស់សត្វទីតុយបានសង្កេតឃើញថានាយក្មេងបានបញ្ជូនយីនហ្គូនិងហ៊ូឃីងចេញមកក្រៅដែលធ្វើឲ្យគាត់នឹកសង្ស័យថាតើមានរឿងអ្វីកើតឡើងឲ្យប្រកបភ្លាមនោះគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងខិតចូលមកជិតគាត់ក៏បានស្រែកសួរយ៉ាងខ្លាំងថាតើនរណានោះទីនោះបុរសពាក់អាវធំពណ៌ខ្មៅម្នាក់នោះមានអារម្មណ៍ធូរស្រាលក្នុងចិត្តដែលគេអាចមកទាន់ពេលវេលាគេបានប្រើក្បាច់ព្យុះភ្លៀងទម្លាក់បន្លាចុះមកលើសត្វទីតុយប៉ុន្តែតាចាស់ទីតុយនោះបានរារាំងវាដោយប្រើក្បាច់ការពាររាងជារង្វង់បន្ទាប់មកគាត់ក៏ដឹងថាគោលដៅពិតប្រាកដមិនមែនជាគាត់ទេតែជានាងក្មេងនោះសោះដោយដឹងពីការពិតនេះសត្វស្វាតូចមួយក្បាលបានលើកខែឡើងហើយការពារមុងយ៉ាងរហ័សតាចាស់ទីតុយបានសើចចំអកឲ្យអ្នកវាយប្រហារដែលបញ្ចេញក្បាច់ដកខ្សោយនេះដោយប្រាប់ថាគេប្រកាសជាមើលស្រាលសមត្ថភាពរបស់នាងក្មេងហើយគាត់បានទាមទារចង់ដឹងឲ្យច្បាស់ថាគេជាអ្នកណាឲ្យប្រកាសបុរសពាក់មួកបិទមុខនោះបាននិយាយថាបេសកកម្មរបស់ពួកគេគឺគ្រាន់តែបង្កើតឱកាសមួយប៉ុណ្ណោះពេលនេះអ្វីបានសម្រេចហើយជំរឿសដ៏ល្អបំផុតគឺត្រូវចាក់ចេញពីទីនេះឥឡូវនេះគេបានសារភាពថាគេអាចជួយបានត្រឹមតែប៉ុណ្្នឹងទេដោយបញ្ជាក់ថាអ្វីទាំងអស់នេះគឺដើម្បីជាប្រយោជន៍ដល់នាគតូចប៉ុណ្ណោះហើយដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់បុរសពាក់មុខបិទមុខនេះគឺលោកសាស្ត្រាចារ្យបៅនោះឯងកាលពីពេលមុនឈិនដឹងថាពួកគេធ្វើបានសម្រេចហើយប៉ុន្តែគេមានពេលត្រឹមតែ1វិនាទីប៉ុណ្ណោះដើម្បីធ្វើសកម្មភាពគេបានប្រាប់ពួកគេឲ្យបង្កើតភាពចលាចលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីទាក់ទាញសត្រូវស្វាតូចទាំងពីរចេញទៅឆ្ងាយគេបានប្រាប់ម្នាក់ក្នុងចំណោមពួកគេឲ្យបង្កើតភាពវឹកវរឲ្យខ្លាំងហើយសួរដោយក្តីបារម្ភថាតើពួកគេអាចស៊ូទ្រាំបានដែរឬទេផាំងហ្គាឡានបានតបវិញថាគេកំពុងតែរំភើបខ្លាំងណាស់គេក៏ស្ទុះទៅមុខហើយប្រើក្បាច់នាគរមៀលដីយ៉ាងរហ័ស
ធូលៃហុយពេញបរិយាកាសមងបានស្រែកប្រាប់ថាកុំសង្ឃឹមថានឹងអាចយកឈ្នះគេបានយ៉ាងងាយស្រួលបែបនេះឲ្យសោះស្កាំងបានផ្អាកមួយផ្លែតរួចនិយាយដោយទឹកមុខមុតមមថានាងនឹងលះបង់អ្វីគ្រប់យ៉ាងឈីនបានលើក3នាងដាក់លើក្នុងរបស់គេយ៉ាងថ្នាក់ថ្នមហើយពួកគេក៏ប្រញាប់រត់ចេញទៅយ៉ាងលឿនសត្វស្វាព្យាយាមវាយប្រហារពួកគេប៉ុន្តែឈីនរំកិលខ្លួនលឿនដូចផ្លេកបន្ទោហើយគេចផុតគ្រប់ក្បាច់នាងពិតជាភ្ញាក់ប្រៅយ៉ាងខ្លាំងជាមួយនឹងល្បឿនរបស់គេម៉ុងបានឃើញគេកំពុងសម្រុកចូលមកគេពិតជាតក់ស្លុតណាស់ដែលឈីនអាចរអិលគេចផុតពីការវាយប្រហារពីមុខរបស់ហ៊ូអ៊ីងបានធូលីនិងផ្សែងបានហុយឡោមព័ទ្ធជុំវិញពួកគេទាំងពីរខ្នងរបស់គេត្រូវបានកំណត់ជាគោលដៅប៉ុន្តែសត្វស្វាមួយក្បាលបានរារាំងឈីនដោយខែរបស់វាឈីនបានស្រែកធ្ងោដោយសារតែការប៉ះទង្គិចនោះម៉ុងបានសើចហើយនិយាយថាគេនៅក្មេងខ្ចី 10000 ឆ្នាំទៀតទើបអាចបំបែកការការពារដ៏រឹងមាំរបស់ហ៊ូអ៊ីងបានគេចង់ចិញ្ចើមដោយក្តីបារម្ភពេលឃើញនរណាម្នាក់នៅលើមេឃស្កាំងកំពុងតែធ្លាក់ចុះមកក្រោមហើយនាងបាននិយាយថានាងនឹងលះបង់អ្វីគ្រប់យ៉ាងដែលមានសម្រាប់គេនាងបានធ្លាក់មកលើខ្លួនគេយ៉ាងទន់ភ្លន់ហើយទាញគេមកថើបយ៉ាងផ្អែមល្ហែមបំផុតនេះគឺជាឱកាសរបស់នាងក្នុងការប្រើក្បាច់ផ្សំពិសេសឡានហ្គូយល់ល្អប៉ុណ្ណឹងសិនហើយសម្រាប់សាច់រឿងដ៏រំភើបនៅថ្ងៃនេះប្រសិនបើអ្នកចង់តាមដានវគ្គថ្មីប្រចាំសប្តាហ៍សម្រាប់រឿងនេះវគ្គទាំងនោះនឹងត្រូវបង្ហោះនៅលើ Channel ទី2របស់ខ្ញុំគឺ Channel Manfa Updater ដូច្នេះប្រសិនបើអ្នកនិងខ្ញុំមិនចង់រំលងរឿងរ៉ាវបន្តទៀតទេកុំភ្លេចចូលទៅមើលនិងចូលរួមជាមួយក្រុមរងចាំតាមដានទាំងអស់គ្នាអរគុណសម្រាប់ការទស្សនារក្សាភាពស្រស់សង្ហារក្សាភាពអស្ចារ្យហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់